បកមកកាន់ Obsidian វិញ GC បានមករកណានស៊ូនៅក្នុងបន្ទប់នៅពេលដែល GC អង្គុយចុះភ្លាមហ្នឹងពួកគាត់ក៏បានសួរសុខទុក្ខគ្នាទៅវិញទៅមកថាម៉េចហើយរឿងសុខភាពហើយឥឡូវហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងគឺបានជាសះស្បើយទាំងពីរនាក់ហើយ GC គាត់នៅតែអស់ចិត្តអារឿងសម្លាក់របស់ណានស៊ូសោះអញ្ចឹងហើយគាត់ក៏សួរណានស៊ូថាតើណានស៊ូហ្នឹងបានសម្លាក់ហ្នឹងមកពីណាព្រោះអីគាត់ក៏មានសម្លាក់ហ្នឹងមួយដែរហើយនៅចំទីតាំងដូចគ្នាទៀតសម្លាក់របស់ណានស៊ូគឺបន្សល់មកពីទ្វារទី7ព្រះនៃទ្វារនៅក្នុងទ្វារមួយនងគឺបានវាយប្រហារគាត់អញ្ចឹងហើយធ្វើឲ្យគាត់មានរបួសបន្សល់ស្នាមដល់បច្ចុប្បន្នចំណែកឯស្នាមរបស់ GC គឺបណ្ដាលមកពីគ្រោះថ្នាក់ដែលកើតចំពោះគាត់ជាយូរណាស់មកហើយពេលនោះគឺមិត្តភក្តិរបស់គាត់បានសម្រេចចិត្តអត់ជួយគាត់នោះទេអញ្ចឹងហើយទៅធ្វើឲ្យគាត់មានរបួសធ្ងន់ហើយមានស្នាមរហូតដល់រាល់ថ្ងៃណានស៊ូក៏ថាមិត្តភក្តិម៉ាក់អីហេតុអីបានចាក់ចេញពីមិត្តភក្តិនៅពេលដែលមិត្តភក្តិមានគ្រោះថ្នាក់ហើយមិនជួយ GC នៅពេលដែលគាត់ឃើញប្រតិកម្មណានស៊ូហើយគាត់ក៏សើចហើយគាត់ក៏តបថារឿងហ្នឹងគឺវាកើតឡើងយូរណាស់មកហើយប្រហែលជាពេលនោះគាត់មិនខ្វល់ពីខ្ញុំទេមើលទៅណានស៊ូក៏តបថាវាមិនអីនោះទេពីព្រោះថាឥឡូវនេះគឺឯងមានខ្ញុំហើយ GC គាត់បន្តនិយាយទៅថាគាត់ពិតជាចង់សួរមិត្តភក្តិគាត់ខ្លាំងណាស់ថាហេតុអីបានមិត្តភក្តិកាលនោះមិនជួយគាត់ឲ្យធ្វើអញ្ចឹងប៉ុន្តែហើយគាត់ក៏គិតថាអើយបំភ្លេចចោលទៅវាហួសហើយចូលមកដល់សាច់រឿងសំខាន់ដែល GC ចង់មកនិយាយជាមួយណានស៊ូវិញ GC ក៏បាននិយាយថាខ្ញុំសុំទោសរឿងរ៉ាវដែលបានកើតឡើងនៅក្នុងទ្វារស្ត្រីនៃដំណាក់ទឹកភ្លៀងគូតែបន្ទោសខ្ញុំប្រសិនបើខ្ញុំខ្លាំងជាងនេះពួកយើងមិនស្ថិតនៅក្នុងគ្រោះថ្នាក់បែបនេះទេណានស៊ូក៏បានតបវិញភ្លាមៗថាដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំតែងតែជឿជាក់ទៅលើឯងមិនថាពេលនេះឬក៏ថ្ងៃអនាគតនោះទេនិយាយទៅនៅក្នុងតំណែងតំណងមិនថាតំណែងតំណងប្រភេទណាទេគឺភាពជឿជាក់ហ្នឹងគឺសំខាន់ជាទីបំផុតហ្មង GC គាត់បាននិយាយទៅថាខ្ញុំបានគិតវាច្រើនណាស់មកហើយតាំងពីខ្ញុំសម្រេចចិត្តថានឹងចូលទ្វារទី12ជាមួយនឹងឯងខ្ញុំគូតែបានសាកល្បងខ្លួនឯងនៅក្នុងការចូលទ្វារតែម្នាក់ឯងមុនពេលដែលទ្វារទី12នោះមកដល់ធ្វើដូចនេះខ្ញុំនឹងទទួលបានបទពិសោធន៍កាន់តែច្រើននិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងអានស៊ូលើហើយគាត់ក៏សួរថាតើឯងមិនខ្លាចទេលើកទី1ដែលខ្ញុំចូលទៅក្នុងទ្វារតែម្នាក់ឯងខ្ញុំពិតជាខ្លាចខ្លាំងណាស់នៅពេលនោះ GC ក៏បានតបថាខ្ញុំខ្លាចប៉ុន្តែមានតែខ្ញុំខ្លាំងទេទើបអាចឲ្យខ្ញុំមិនខ្លាចជាបន្ទុករបស់ឯងតទៅទៀតហើយនេះគឺជាវិធីតែមួយគត់ដែលធ្វើឲ្យពួកយើងនៅរស់នៅពេលដែលពួកយើងចូលទៅកាន់ទ្វារទី12បន្ទាប់ពីណានស៊ូលើ GC និយាយចឹងហើយគាត់ក៏បានបើកទូដែករបស់គាត់ដែលទូដែកហ្នឹងគឺមានតម្រុយជាច្រើនហើយគាត់ហ្នឹងក៏បានយកតម្រុយមួយទៅឲ្យ GC របស់យើងហើយតម្រុយហ្នឹងគឺជាតម្រុយនៅទ្វារទី3គាត់បានប្រាប់ឲ្យ GC ហ្នឹងអាចរកការងារនៅតាមប្រព័ន្ធអនឡាញបានចាំគាត់ហ្នឹងណែនាំអតិថិជនមានន័យថាអតិថិជនដែលត្រូវការអ្នកដែលមានជំនាញនៅក្នុងទ្វារជួយពួកគេឆ្លងកាត់ទ្វារដូចជាតាំងសៅអីបែបហ្នឹងធ្វើប៉ុន្តែលើកនេះ GC គឺគាត់ត្រូវចូលក្នុងទ្វារតែម្នាក់ឯងទេអត់មានណានស៊ូទៅជាមួយទៀតឡើយ GC នៅពេលដែលគាត់ទទួលបានតម្រុយហើយគាត់ក៏បានទះស្វាណានស៊ូហើយដោយនិយាយថាកុំបារម្ភអីហើយគាត់នឹងក៏ចាក់ចេញទៅប៉ុន្តែមើលទឹកមុខអាបងនិយាយថាបារម្ភពីប្អូនដល់កយគ្រាន់តែលើថាប្អូនចង់ចូលទ្វារតែម្នាក់ឯងនៅពេលដែល GC ចាក់ចេញទៅនឹងឈៀនលីក៏មករកណានស៊ូល្មមគាត់មកប្រាប់ណានស៊ូថាគឺលីដងយ៉ាងនឹងមកគឺគាត់នឹងចង់ជួបណានស៊ូតើបងឯងចង់ជួបគាត់អត់ណានស៊ូគឺគាត់ឆ្លើយលឿនដោយមិនបាច់គិតហ្មងថាអត់ចង់ជួបទេឈៀនលីនៅពេលដែលណានស៊ូឆ្លើយចឹងហើយគាត់ក៏ចេញទៅវិញភ្លាមដើម្បីប្រាប់លីដងយ៉ាងដោយដែលអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាលីដងយ៉ាងនឹងគឺកំពុងមុខក្រាស់ហើយទោះបីជាណានស៊ូនិយាយថាគាត់មិនចង់ជួបក៏នៅតែលីដងយ៉ាងចូលមកជួបតទៅបានដែរហើយគេមកនឹងគេបានកាន់កត្រកផ្លែឈើមកកត្រកទៀតលក្ខណៈថាគេមកសួរសុខទុក្ខអ្នកជំងឺចឹងណាហើយគ្រាន់តែគាត់មកដល់តុកណានស៊ូភ្លាមគាត់បានយកអារបស់ដែលដាក់នៅលើតុកណានស៊ូនឹងយកមកអស់លេងណានស៊ូគ្រាន់តែឃើញអញ្ចឹងបានប្រាប់ឲ្យគាត់យកទៅដាក់នៅទីតាំងដើមវិញឲ្យលឿនហើយលីដងយ៉ាងអត់ហ៊ានទេគឺដាក់មកទុកទីតាំងដើមវិញហើយលែងហ៊ានប៉ះហើយណានស៊ូគាត់មិនត្រឹមតែស្អប់អ្នកដែលប៉ះគាត់ទេណាសូម្បីតែរបស់គាត់ក៏គាត់ស្អប់ដែរគាត់ឲ្យអ្នកណាប៉ះទេហើយអ្នកទាំងអស់គ្នាក៏ដឹងហើយអ្នកដែលប៉ះបានគឺមានតែម្នាក់គាត់បន្ទាប់មកលីដងយ៉ាងក៏បានសួរទៅកាន់ណានស៊ូថាបងប្រុសណានស៊ូតើបងឯងជាហើយនៅដល់ពេលណានស៊ូគាត់ឆ្លើយបែបឌឺមូនហ្មងគាត់ថាអញ្ចឹងមានភ្នែកអត់ចេះមើលឯថាខ្ញុំជាហើយឬក៏នៅកុំនៅតែប៉ែច្រើនពេកនិយាយសាច់ការមកនិយាយទៅណានស៊ូគាត់ដឹងហ្មងថាលីដងយ៉ាងនឹងមកមិនមែនសួរសុខទុក្ខគាត់ទេច្បាស់ជាមានការអីហើយអញ្ចឹងបាច់មកនៅអស់កន្លែងទេនិយាយត្រង់មកលីដងយ៉ាងបន្ទាប់ពីត្រូវណានស៊ូថាឲ្យគាត់អញ្ចឹងហើយគាត់ឈប់នៅតែប៉ែហើយគាត់ថាគាត់មកនឹងគឺគោលបំណងដើម្បីមកទិញតម្រុយពីណានស៊ូដោយសារតែគាត់នឹងចិត្តចូលទ្វារទី9ហើយណានស៊ូនឹងគឺមានតម្រុយពីទ្វារទី9នឹងច្រើនមែនតើហើយគាត់និយាយមិនតន់នឹងចប់ផងណានស៊ូនិយាយមួយម៉ាត់យ៉ាងខ្លីថាអត់ចង់ឲ្យអត់ចង់លក់អត់ត្រូវការលុយហើយនៅពេលដែលណានស៊ូមិនព្រមអញ្ចឹងគឺលីដងយ៉ាងចាប់ផ្ដើមលើកបើកអង្គពីរឿងរួនប៉ែជាទៀតហើយអ្វីហើយណានស៊ូថាបើខ្លាំងឯងធ្វើមកចង់ឲ្យខ្ញុំនឹងតបស្នងមិនអាចចំពោះរឿងរួនប៉ែជាហ្នឹងលីដងយ៉ាងដល់ពេលអញ្ចឹងទៅគឺគាត់គ្មានហ៊ានទេគឺគាត់នឹងចាប់ផ្ដើមលួងណានស៊ូសាមីវិញគាត់ថាឥឡូវហ្នឹងបើមិនលក់ទេដោះដូរគ្នាក៏
បានដែរឲ្យគាត់ធ្វើអីក៏គាត់ធ្វើដែរគាត់សុខចិត្តទាំងអស់ឲ្យតែព្រមឲ្យតម្រុយទ្វារទី9មកកាន់កូនក៏ថាឥឡូវបងប្រុសណានសូនិយាយមកថាបងចង់បានអីចង់ឲ្យខ្ញុំធ្វើអីនិយាយវាចេញមកណានសូក៏កថបថាគឺខ្ញុំត្រូវការឲ្យឯងចូលទៅកាន់ទ្វារជាមួយលៀនជីស៊ីជំនួសខ្ញុំវាគឺជាទ្វារទី3បន្ទាប់មកសាច់រឿងអត់បានបង្ហាញថាលីដងយ៉ាងតបថាម៉េចទេហើយគេក៏កាត់មកដល់នៅពេលដែលជីស៊ីហ្នឹងគាត់កំពុងតែស្វែងរកតម្រុយបន្ថែមនឹងអំពីតម្រុយដែលណានសូមកឲ្យគាត់តាមអ៊ីនធឺណិតក្នុងតម្រុយនោះបានសរសេរថាកូនប្រុសសូមកុំយំអានវា3ដងហើយនឹងគេងលក់ស្កប់ស្កល់ហើយខណៈពេលដែលគាត់កំពុងតែស្វែងរកតម្រុយនៅតាមប្រព័ន្ធអនឡាញបន្ថែមហ្នឹងក៏មានអតិថិជនឆាតមកសុំឲ្យគាត់នឹងជួយហើយអតិថិជនរបស់គាត់ហ្នឹងបានណែនាំខ្លួនមកកាន់គាត់ថាខ្ញុំគឺជាក្មេងស្រីម្នាក់ដែលទើបតែរៀនឆ្នាំទី1ខ្ញុំគឺជាអ្នកថ្មីនៅក្នុងទ្វារមួយនេះខ្ញុំទើបតែឆ្លងកាត់ទ្វារបាន2ប៉ុណ្ណោះបន្ទាប់ពីគាត់ទទួលបានព័ត៌មានពីម្នាក់ស្រីហ្នឹងហើយគាត់ក៏បានដើរទៅយ៉ាងប្រយ័ត្នប្រញាល់ដើម្បីយកព័ត៌មានហ្នឹងទៅឲ្យណានស៊ូមើលថាមិនដែរបើគាត់យកម្នាក់ហ្នឹងក្នុងការជួយគិតថាល្អអត់ណានស៊ូនៅពេលដែលគាត់អានព័ត៌មានហ្នឹងហើយឃើញថាជាក្មេងស្រីហើយជានិស្សិតឆ្នាំទី1ទេអញ្ចឹងគាត់ក៏សួរជីស៊ីថាតើឯងប្រកាសអត់ថាយកម្នាក់ហ្នឹងជីស៊ីមើលទៅហាក់ដូចជាគាត់សម្រេចចិត្តរួចរាល់ហើយថាយកម្នាក់ហ្នឹងគាត់ក៏បានឆ្លើយថាសម្រាប់ខ្ញុំណាអ្នកលេងទ្វារទាំងអស់គឺចម្លែកសម្រាប់ខ្ញុំទាំងអស់ហ្នឹងអញ្ចឹងវាអត់បញ្ហាទេថាខ្ញុំជ្រើសរើសយកអ្នកណានោះណានស៊ូក៏បានតបវិញថាប៉ុន្តែនាងមើលទៅហាក់ដូចជាក្មេងខ្ចីណាស់វាអាចនឹងមានបញ្ហាណាថាប្រចាំទៅមិនចង់ឲ្យអូនយកអតិថិជនជាមនុស្សស្រីក៏ថាទៅណានស៊ូអើយជីស៊ីលើអញ្ចឹងគាត់ក៏តបវិញថាតើអាចមានបញ្ហាអីទៅណានស៊ូក៏បានឆ្លើយតបថាបញ្ហាគឺវាអាចកើតឡើងបានគ្រប់តែពេលហ្នឹងហើយគាត់នឹងក៏បានប្រាប់ជីស៊ីឲ្យទៅសួរចិនហ្វៃដើម្បីទទួលការណែនាំបន្ថែមទៅជីស៊ីក៏រៀបនឹងចេញទៅហើយណានស៊ូក៏បាននិយាយបន្ថែមទៅថាឯងណាគឺត្រូវតែឆ្លងកាត់ទ្វារដោយខ្លួនរបស់ឯងផ្ទាល់ឯងត្រូវតែប្រកាសថាត្រូវតែប្រយ័ត្នគ្រប់ពេលវេលាហើយពេលដែលណានស៊ូនិយាយគឺទឹកមុខរបស់គាត់ប្រកាសបញ្ជាឲ្យបង្ហាញថាគឺគាត់បារម្ភខ្លាំងយកតែមែនតើណាហើយគាត់ក៏បាននិយាយទៅថាឯងត្រូវតែរៀបផ្លានឲ្យបានរួចរាល់គ្រប់យ៉ាងឲ្យបានល្អតាមដែលអាចធ្វើទៅបានអញ្ចឹងឯងត្រូវតែនាំយករបស់ដែលឯងយកចេញពីទ្វារនឹងយកទៅជាមួយឯងទាំងអស់របស់ទាំងអស់នោះប្រហែលជាអាចជួយសង្គ្រោះជីវិតរបស់ឯងបាននិយាយទៅណានស៊ូផ្ដាំជីស៊ីឡើងហោហែតប៉ែឡតដូចម៉ែផ្ដាំកូនអញ្ចឹងជីស៊ីក៏បានតបថាគាត់ដឹងហើយណានស៊ូមិនគាត់ផ្ដាំតែប៉ុណ្្នឹងឯណាគាត់នៅផ្ដាំតទៀតគាត់ថានិយាយអញ្ចឹងឯងមិនត្រូវឆាប់ជឿសម្ដីដែលអ្នកដទៃនិយាយពេកនោះទេមនុស្សខ្លះគេនឹងសម្ដីនៅពេលដែលយើងខ្លាចទៅជាគោលដៅរបស់គេដូច្នេះឯងត្រូវតែយកចិត្តទុកដាក់ទៅលើរឿងតូចៗទាំងអស់កុំឲ្យរំលងឲ្យសោះជីស៊ីគាត់ស្ដាប់ណានស៊ូនិយាយឡើងធុញហើយគាត់ថាអូខេខ្ញុំយល់ហើយណានស៊ូបានបន្តនិយាយទៅថាឯងត្រូវតែអានតម្រុយដែលខ្ញុំឲ្យឯងវាអាចណាដែលថាយប់នេះឯងនឹងគាត់និយាយបានតែប៉ុណ្្នឹងជីស៊ីក៏បានកាត់ថាខ្ញុំបានអានវារួចរាល់អស់ហើយមិនក៏ខ្ញុំមិនដែលសម្គាល់ឃើញសោះអញ្ចឹងថាឯងនិយាយច្រើនហើយច្រើនណានស៊ូនៅពេលដែលត្រូវជីស៊ីថាឲ្យគាត់អញ្ចឹងគេធ្វើភ្នែកឡើងម៉ងធ្លាប់តែមនុស្សសងោសងាត់អត់ដែរនិយាយដល់ពេលឥឡូវនិយាយច្រើនអញ្ចឹងទៅប្អូនគេចម្លែកណានស៊ូបើបារម្ភដល់ថ្នាក់ហ្នឹងណាចាប់ប្អូនទៅមិនបាច់ឲ្យប្អូនទៅទេឬក៏ទៅតាមប្អូនហ្មងទៅជីស៊ីអ្នកចូលទ្វារមើលទៅដូចគ្មានបារម្ភទេណេះតែអ្នកអត់ចូលទ្វារវិញនិយាយពីថាបារម្ភឡើងភ្នែកសភ្នែកខ្មៅអស់ហើយជីស៊ីបន្ទាប់ពីគាត់ថាឲ្យណានស៊ូប៉ុណ្ណឹងហើយគាត់ក៏ចេញទៅដើម្បីទៅជួបចិនហ្វៃជាបន្តចិនហ្វៃបន្ទាប់ពីគាត់បានមើលព័ត៌មានលម្អិតអតិថិជនដែលជីស៊ីជ្រើសរើសហើយគាត់ក៏បាននិយាយថាអ្វីគ្រប់យ៉ាងគឺអាចកើតឡើងបានទាំងអស់ព័ត៌មានដែលគេប្រាប់យើងមិនប្រកាសថាពិតទេពេលខ្លះគេអាចកុហកអំពីកម្រិតទ្វារដែលគេឆ្លងកាត់ពេលខ្លះទៅអាចកុហកអំពីភេទពេលខ្លះទៅអាចកុហកពីកម្ពស់ក្មេងស្រីទៅជាក្មេងប្រុសកម្ពស់180ចេញទៅជា190អីក៏មានដែរចឹងទៅហើយគាត់ក៏ប្រាប់ឲ្យ GC ប្រុងប្រយ័ត្ននិងស្វែងរកព័ត៌មានការពិតឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានពីព្រោះថាគាត់ធ្លាប់មានបទពិសោធន៍នៅពេលដែលគាត់មុនចូល Obsidian ហ្នឹងគាត់ត្រូវបានគេកុហកបែបហ្នឹងដែរហើយគាត់នឹងវិចស្លាប់ហើយពេលហ្នឹងហើយគាត់បាននិយាយទៅថាដោយសារហ្នឹងគឺជាលើកទី1របស់ GC នៅក្នុងការប្រយុទ្ធក្នុងទ្វារតែម្នាក់ឯងអញ្ចឹងហើយពួកគាត់ចង់ធ្វើកម្មវិធីជប់លៀងឲ្យ GC មុនពេលដែល GC ចូលទៅក្នុងទ្វារ GC គាត់ក៏បានបដិសេធគាត់ថាវាមិនមែនជារឿងចាំបាច់អីនោះទេចិនហ្វៃក៏បានតបថាវាគឺជាច្បាប់ទម្លាប់ការចូលទ្វារតែម្នាក់ឯងវាពិតជារឿងមួយដ៏គ្រោះថ្នាក់ខ្លាំងណាស់ម្យ៉ាងវិញទៀតពួកយើងគឺស្អប់នៅក្នុងការទទួលព័ត៌មានអាក្រក់ខ្លាំងណាស់គ្មានអ្នកណាម្នាក់អាចធានាបាននោះទេថាគ្រោះថ្នាក់នឹងមិនកើតឡើងនោះដូច្នេះហើយពួកយើងនឹងធ្វើពិធីជប់លៀងចាត់ទុកថាវាជាពិធីលាគ្នាជាមុនធ្វើបែបនោះទោះបីជាឯងមានរឿងអ្វីកើតឡើងនៅក្នុងទ្វារក៏ដោយយ៉ាងហោចណាស់ក៏ឯងបាននិយាយពាក្យលាទៅកាន់គ្រប់គ្នាដែរអូយអ្នកទាំងអស់គ្នាមើលទៅដូចហានិភ័យខ្ពស់ដល់ហើយពេលដែល GC ចូលទៅកាន់ទ្វារមួយហ្នឹងតែម្នាក់ឯង GC នៅពេលដែលលើចិនហ្វៃនិយាយចឹងហើយក៏និយាយខ្សឹបម្នាក់ឯងថាតើការចូលទ្វារម្នាក់ឯងវាពិតជាមានគ្រោះថ្នាក់ដល់ថ្នាក់ហ្នឹងផងលក្ខណៈ
ណៈថាគាត់គិតថាការចូលទ្វារម្នាក់ឯងនឹងវាមិនគ្រោះថ្នាក់អីដល់ថ្នាក់នឹងពេកទេប៉ុន្តែមើលទៅគ្រប់គ្នាដូចត្រង់សម្បើមលក្ខណៈថាបារម្ភខ្លាំងអញ្ចឹងណាហើយសាច់រឿងក៏កាត់មកដល់កម្មវិធីជប់លៀងរបស់ពួកគាត់ហើយនេះមើលទឹកមុខអ្នកដែលបារម្ភខ្លាំងជាងគេបំផុតនៅក្នុងផ្ទះនេះឲ្យហើយនិយាយទៅគ្នាបារម្ភឡើងបាត់មាត់បាត់កអស់ហើយឈៀនលីគាត់បាននិយាយទៅកាន់ម៉ាក់គេថាបងប្រុសជីសីយ៉ាបងអាចចាក់ចេញទៅដោយគ្មានការបារម្ភអ្វីទាំងអស់ខ្ញុំនឹងមើលថែទាំឆ្មារបស់បងជំនួសបងឲ្យបានល្អបំផុតហើយមើលឈៀនលីនិយាយដូចជីស៊ីរបស់យើងទៅស្លាប់អញ្ចឹងណានស៊ូលើអញ្ចឹងគាត់ក៏ថាឲ្យគាត់ថាឈប់និយាយអត់ប្រយោជន៍ទៅកុំឲ្យជីស៊ីនឹងកាន់តែ stress ថែមជីស៊ីគាត់លើហើយគាត់ក៏អស់សំណើចដែរលក្ខណៈថាគាត់ចូលទ្វារប៉ុន្តែគាត់អត់មានអារម្មណ៍អីទាំងអស់ប៉ុន្តែក៏មើលអ្នកដែលនៅជាមួយគាត់ឈៀនលីគាត់ក៏បាននិយាយបន្តទៀតថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងមើលថែទាំឆ្មារបស់បងឲ្យដូចជាកូនប្រសារស្រីរបស់ខ្ញុំយ៉ាងអញ្ចឹងខ្ញុំសន្យាជាមួយបងថាខ្ញុំនឹងមើលថែទាំនាងឲ្យបានល្អបំផុតណាជីស៊ីលើអញ្ចឹងគាត់ក៏បាននិយាយទៅកាន់ឈៀនលីថាចាំខ្ញុំប្រាប់ឯងរឿងសម្ងាត់មួយឆ្មារបស់ខ្ញុំគឺជាឆ្មាឈ្មោលនោះទេឈៀនលីក៏គេតបវិញថាមិនអីនោះទេធូសើរបស់ខ្ញុំក៏ឈ្មោលដូចតែគ្នាដែរលក្ខណៈថាឈ្មោលនឹងឈ្មោលក៏អត់បញ្ហាដែរគេនឹងឲ្យរៀបការជាមួយគ្នាហើយចាត់ទុកដូចជាកូនប្រសានិយាយបានតែប៉ុណ្្នឹងហើយខ្សែដៃរបស់ជីស៊ីក៏បានបញ្ចេញសម្លេងដែលបញ្ជាក់ថាពេលវេលាចូលទ្វាររបស់គាត់គឺបានមកដល់ហើយជីស៊ីគាត់ក៏បានយកកាបូបរបស់គាត់មកពិនិត្យមើលរបស់ក្នុងនឹងថាគាត់យកគ្រប់សពអស់ហើយឬនៅបន្ទាប់ពីគាត់ពិនិត្យថាគាត់យកគ្រប់សពអស់ហើយគាត់ក៏បានចាក់ចេញទៅហើយមុននឹងពេលដែលគាត់ចាក់ចេញទៅហ្នឹងគាត់ក៏បានវាយស្មាណានស៊ូដែលជាសញ្ញាប្រាប់ណានស៊ូថាកុំឲ្យបារម្ភអីគាត់នឹងត្រឡប់មកវិញព្រោះគាត់ដឹងថាណានស៊ូគឺបារម្ភខ្លាំងហើយគ្រាន់តែជីស៊ីបើកទ្វារចេញទៅគឺណានស៊ូមកឈរចាំនៅមាត់ទ្វារនឹងតែម្ដងលក្ខណៈថាគឺគាត់ឈរចាំរយៈពេល15នាទីនឹងតែម្ដងបើថាជីស៊ីចេញមកមានបញ្ហាអីគឺគាត់ជាអ្នកដំបូងគេដែលជួយសង្គ្រោះជីស៊ីភ្លាមហ្មងគឺអត់ទៅណាទេហើយសាច់រឿងក៏កាត់មកដល់នៅពេលដែលជីស៊ីចូលមកកាន់ក្នុងពិភពនៃទ្វារពេលដែលគាត់បើកទ្វារចូលភ្លាមគឺគាត់ឃើញវូគីមិត្តភក្តិរបស់គាត់ភ្លាមតែម្ដងដល់ពេលឃើញអញ្ចឹងគាត់ឡើងភ្ញាក់ផ្អើលហ្មងហើយវូគីនឹងឯងអ្នកទាំងអស់គ្នាគឺជាអតីតជនរបស់ជីស៊ីដែលបន្លំខ្លួនទៅជាក្មេងស្រីនិស្សិតឆ្នាំទី1អីណាតាមពិតគឺជាវូគីសោះហើយពីរអ្នកហ្នឹងគឺលាក់គ្នាចុំជាអីអំពីរឿងចូលទ្វារហ្នឹងឥឡូវហ្នឹងមកជួបគ្នាតែម្ដងអញ្ចឹងអត់មានអីត្រូវលាក់ទីទេគឺថាដឹងការពិតទាំងអស់គ្នាតែម្ដងដល់ពេលអញ្ចឹងទៅពួកគាត់គ្នាហ៊ានថាឲ្យគ្នាទេដោយសារតែកុហកគ្នាទៅវិញទៅមកជីស៊ីគឺគាត់បារម្ភពីវូគីខ្លាំងមែនតើនៅពេលដែលវូគីមកលេងក្នុងទ្វារមួយហ្នឹងតាមពិតទៅវូគីការដែលគាត់ចូលមកក្នុងទ្វារដើម្បីលេងគឺមិនមែនព្រោះតែគាត់ចង់ទេគឺដោយសារតែក្រុមហ៊ុនរបស់គាត់ធ្វើការហ្នឹងគឺជាក្រុមហ៊ុនអភិវឌ្ឍហ្គេមហើយការដែលអភិវឌ្ឍហ្គេមរបស់គាត់ហ្នឹងគឺស្រដៀងនឹងហ្គេម Spirium ហ្នឹងឯងអញ្ចឹងហើយគឺគាត់ត្រូវការចូលមកលេងក្នុងទ្វារហ្នឹងដើម្បីឲ្យដឹងហើយកុបពីអំពីរចនាប័ទ្មនៅក្នុងហ្គេមមួយហ្នឹងទៅអភិវឌ្ឍហ្គេមនៅក្នុងក្រុមហ៊ុនរបស់គាត់បើសិនបើគាត់ធ្វើវាអត់បានទេគាត់នឹងត្រូវបានគេបញ្ឈប់ពីក្រុមហ៊ុនហើយបន្ទាប់ពីជជែកគ្នាមួយសន្ទុះធំហើយហ្នឹង GC ក៏បានប្រាប់ពីតម្រុយនៅក្នុងទ្វារមួយហ្នឹងទៅកាន់មិត្តភ័ក្តិរបស់គាត់ហើយនៅគណៈពេលដែលពួកគាត់កំពុងជជែកគ្នានោះលីដងយ៉ាងក៏បានមកដល់ល្មម GC នៅពេលគាត់ឃើញលីដងយ៉ាងគាត់ក៏ឆ្ងល់មិនក៏លីដងយ៉ាងមកលេងទ្វារកម្រិតទាបអីអញ្ចឹងណាបន្ទាប់មកលីដងយ៉ាងហ្នឹងក៏បានប្រាប់ហេតុផលថាមូលហេតុដែលគាត់ចូលមកកាន់ទ្វារទី3ហ្នឹងដោយសារតែគាត់ហ្នឹងត្រូវនាំអតិថិជនរបស់គាត់ហ្នឹងចូលទ្វារទី4អញ្ចឹងហើយគាត់ចូលទ្វារទី3ដើម្បីឲ្យសមកហើយដើម្បីរកលក្ខណៈស្តៀងគ្នាទៅទ្វារទី4អីបែបហ្នឹងក្រោយមកទៀត GC ក៏បានណែនាំវូគីទៅកាន់លីដងយ៉ាងហើយលីដងយ៉ាងក៏បានណែនាំខ្លួនគាត់ទៅកាន់វូគីដែរអញ្ចឹងអ្នកទាំង3ហ្នឹងក៏បានរួមក្រុមនៅជាមួយគ្នាលីដងយ៉ាងក៏ថាវូគីហ្នឹងគឺជាមិត្តភក្តិរបស់ GC អញ្ចឹងគាត់នឹងការពារវូគីដូចជាការពារ GC ដែរបន្ទាប់ពីនិយាយគ្នាចប់ហើយពួកគាត់ក៏នាំគ្នាដើរចូលទៅក្នុងផ្ទះពេលដែលពួកគាត់ដើរចូលមកក្នុងផ្ទះពួកគាត់ក៏បានជួបអ្នកលេងទ្វារផ្សេងទៀតម្នាក់ហ្នឹងមានឈ្មោះថាយ៉ានស៊ីហឺកុំឃើញសម្ដែងធ្វើដូចមនុស្សល្អអញ្ចឹងប៉ុន្តែគាត់គឺជាភ្នាក់ងារមកពីអង្គការ X ដែលសារសៀបញ្ជូនមកហើយអ្នកមកពីអង្គការ X គឺគ្មានអ្នកណាល្អទេក្រៅពីសុងគីហើយនឹងខខហើយម្នាក់ស្រីដែលនៅក្បែរគាត់នឹងមានឈ្មោះថាសាវឈៀនហើយជាគ្នារបស់គាត់តែមួយនឹងឯងហើយគ្រាន់តែពួកគាត់ណែនាំគ្នាហើយនឹងពួកគាត់ក៏ខ្សឹបគ្នាហ្មងថា3នាក់នឹងមិនមែនដែលជាគោលដៅរបស់ពួកគាត់ម្នាក់ប្រុសនឹងក៏បាននិយាយថាមើលទៅដូចមិនមែនជាចវាយរបស់ Obsidian ទេពួកគាត់តំណងផាយជាចង់រណានស៊ូតែចៃដនអីទ្វារនឹងណានស៊ូអត់មកផងហើយភ្លាមព្រះនៃទ្វារក៏ដើរចូលមកលីដងយ៉ាងគ្រាន់តែឃើញព្រះនៃទ្វារមកក៏ថាវ៉ាវរាងរបស់ព្រះនៃទ្វារពិតជាស្អាតខ្លាំងមែនតើក៏ថាក៏ទៅឲ្យចិត្តដើម្បីមើលឲ្យស្រួលលីដងយ៉ាងចូលមកកាន់ទ្វារហើយនៅមានអារម្មណ៍បែបហ្នឹងទៀតនេះបានចំជាក្បាលខូចរលេខដាក់គ្មានមែនព្រះនៃទ្វារនាងបាននិយាយថាសួស្ដីអ្នកទាំងអស់គ្នាខ្ញុំគឺជាអ្នកស្រីយូពិធីបុណ្យនៃព្រះទន្លេនឹងធ្វើឡើងក្នុងរយៈពេល7ថ្ងៃទៀតប៉ុន្តែចាប់ពីថ្ងៃនេះទៅការប្រារព្ធពិធីនឹងចាប់ផ្ដើមធ្វើឡើងវានឹងមានសកម្មភាពកាន់តែច្រើនឡើងនៅក្នុងទីក្រុងសូមមានអារម្មណ៍សប្បាយរីករាយនៅក្នុងការរុករករបស់អ្នកទាំងអស់គ្នាទីក្រុងនឹងមានមនុស្សកាន់តែតិចទៅក្នុងរយៈពេល7ថ្ងៃប
បំណងប្រាថ្នារបស់អ្នកទាំងអស់គ្នានឹងក្លាយជាការពិតអគារមួយនេះគឺជាទីកន្លែងដែលអ្នកទាំងអស់គ្នាត្រូវស្នាក់នៅហើយគាត់ក៏បានឲ្យគ្រប់គ្នាយកសោបន្ទប់របស់ខ្លួនរៀងៗខ្លួនបន្ទាប់ពីគ្រប់គ្នាយកសោបន្ទប់ដើរចេញអស់ទៅនៅសល់តែក្រុម GC 3នាក់ទេលីដងយ៉ាងបាននិយាយទៅកាន់ GC ថានៅក្នុងទ្វារមួយនេះខ្ញុំនឹងការពីឯង GC គាត់ក៏បង្ហាញអាការៈមួយថាគាត់អត់ខ្វល់គាត់អត់ត្រូវការអញ្ចឹងណាពេលលីដងយ៉ាងឃើញអញ្ចឹងគាត់ក៏ថាឲ្យ GC ថាជាណែកុំធ្វើរឹកដយពេកមើលពួកយើងឥឡូវហ្នឹងគឺជាធីមហើយជួយគ្នាវាល្អជាងអីហើយមក GC គេមានក៏ក្រមអូយជួតចុងម៉ាយហើយដល់ហើយ GC គាត់ក៏តបថាមើលខ្ញុំកំពុងតែគិតចេញឲ្យឆ្ងាយមើលតើខ្ញុំនៅមេឯងតិចមើលអេតមានសម័យថាបើពេលហ្នឹងមានណានសូនៅហ្នឹងលីដងយ៉ាងគ្មានឱកាសមកទាញ GC មកគៀកកាត់អញ្ចឹងទេនិយាយមែនតាប៉ះ GC មកបន្តិចហ្នឹងមិនបានប៉ះផងបន្ទាប់ពួកគាត់ក៏ចាប់អារម្មណ៍ថាខាងក្រៅហ្នឹងបន្លឺជាសម្លេងប្រហែលជារៀបចំកម្មវិធីអីដល់ពេលអញ្ចឹងពួកគាត់ហ្នឹងក៏បានចេញទៅមើលនៅខាងក្រៅមានមនុស្សមួយក្រុមមានអ្នករាំផងអ្នកខ្លះទៅក៏វាយស្គរហើយក៏ឃើញមានក្បួនដង្ហែមួយផងដែរក្រុម GC របស់យើងក៏បានឈរមើលកម្មវិធីនោះពីចម្ងាយក្បួនដង្ហែនោះឃើញថាពួកគាត់ទាំងអស់សុទ្ធតែស្លៀកសម្លៀកបំពាក់ពណ៌ក្រហមហើយមានមនុស្សពីរនាក់គឺប្លែកខុសពីគេដោយសារតែពាក់ក្បាលជ្រូកហើយពួកគេកំពុងតែសែងរបស់មួយដែលរបស់នឹងស្រោបកណាត់ពណ៌ក្រហម GC ក៏គិតថារបស់ដែលគេស្រោបកណាត់ពណ៌ក្រហមនឹងគឺជារបស់សម្រាប់ដង្វាយបូជាក្រុម GC របស់យើងគឺគាត់មិនបញ្ឈប់ត្រឹមនឹងទេគាត់ក៏បានដើរតាមមើលថាតើគេក្បួនដង្ហែនឹងគេទៅដល់ទីណាហើយគេធ្វើអ្វីខ្លះតទៀតបន្ទាប់មកក្រុមពួកគាត់ក៏បានតាមមកដល់កន្លែងប្រារព្ធពិធីបុណ្យរបស់ពួកគេមើលទៅកន្លែងពិធីបុណ្យនោះរៀបចំធំស្កឹមស្កៃមែនតើមានទាំងចង្កៀងគោមជាច្រើនមានទាំងការវាយស្គរមានទាំងការរាំរបាំហើយទីតាំងនៃការរៀបចំពិធីនេះគឺនៅជាប់មាត់ទន្លេក្រុម GC ក៏បានឈរមើលកម្មវិធីបុណ្យនេះជាមួយអ្នកភូមិដទៃផ្សេងទៀតនៅពេលដែលក្បួនដង្ហែមកដល់ទីតាំងនៃប្រារព្ធពិធីអ្នកភូមិទាំងអស់ក៏បានលើកយោឡើងកវីហើយច្រៀងថាក្មេងប្រុសកុំយំអានវា3ដងហើយនឹងគេងលក់ស្កប់ស្កល់ចម្រៀងដែលពួកគេច្រៀងគឺដូចជាតម្រុយដែល GC របស់យើងទទួលបានយ៉ាងអញ្ចឹងលីដងយ៉ាងបន្ទាប់ពីលើអ្នកភូមិច្រៀងអញ្ចឹងហើយគាត់ក៏បានសួរទៅកាន់ GC ថាតើវាជាកូនរបស់ព្រះទន្លេមែនដែលយំ GC មិនបានឆ្លើយនឹងសំណួរនេះនោះទេបន្ទាប់ពីអ្នកភូមិច្រៀងចាប់ចម្រៀងនេះមួយឃ្លាហើយម្នាក់ពាក់អាវពណ៌អសខុសគេតំណងជាព្រះគ្រូក៏បានលើកបង្វិចដែលខ្ចប់ក្រណាត់ពណ៌ក្រហមនោះលើកឡើងនៅពេលដែលព្រះគ្រូលើកបង្វិចនោះឡើងលើកអ្នកភូមិក៏ចាប់ផ្ដើមច្រៀងចម្រៀងនោះម្ដងទៀតនៅពេលដែលព្រះគ្រូលើកបង្វិចនោះឡើងមក GC បានសង្កេតឃើញថារបស់នៅក្នុងនោះគឺមានចលនាហើយព្រះគ្រូក៏បានបោះបង្វិចនោះចូលទៅក្នុងទន្លេប្រៀបដូចជាការបូជារឿងរ៉ាវដែលបានកើតឡើងនៅក្នុងពិធីបុណ្យមួយនេះក្រុម GC របស់យើងគឺបានឃើញទាំងអស់លីដងយ៉ាងក៏បានសួរទៅកាន់លោកអ៊ំម្នាក់ដែលនៅជិតគាត់ថាតើគេបោះអីចូលទៅក្នុងទន្លេលោកអ៊ំម្នាក់នេះគ្រាន់តែឮសំណួរហើយគាត់ប្រាប់ឲ្យលីដងយ៉ាងនឹងស្ងាត់ទៅគាត់ថាបើលីដងយ៉ាងមិនដឹងអីទេឲ្យធ្វើជាមិនដឹងមិនឮទៅកុំធ្វើឲ្យមានការរំខានទៅដល់ព្រះនៃទន្លេលីដងយ៉ាងគឺគាត់មិនបានស្ដាប់សម្ដីលោកអ៊ំម្នាក់នោះទេហើយគាត់ក៏បានទៅសួរនារីម្នាក់ទៀតអំពីព័ត៌មានមួយហ្នឹងបន្ទាប់ពីគាត់សួរដឹងហើយគាត់ក៏មកប្រាប់ GC វិញថារបស់ដែលគេបោះចោលមិញហ្នឹងគឺជាក្មេង GC ឮហើយគាត់ក៏មានការភ្ញាក់ផ្អើលតើគេអាចបោះក្មេងចូលទន្លេដោយរបៀបណាជារៀងរាល់ឆ្នាំឲ្យទៅដល់បុណ្យនៃព្រះទន្លេគឺពួកគេតែងតែបោះក្មេងម្នាក់ចូលទៅក្នុងទន្លេជានិច្ច GC គាត់បាននិយាយថាការបូជាសម្រាប់ព្រះទន្លេពិតជាខុសខើពេកហើយ content នៅក្នុងទ្វារនេះគឺពិតជាអាក្រក់ណាស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាកម្មវិធីហ្នឹងគឺធ្វើឡើងរយៈពេល7ថ្ងៃអញ្ចឹងថ្ងៃទី1គេបោះក្មេងម្នាក់ថ្ងៃទី2គេបោះក្មេង2នាក់ថ្ងៃទី3គេបោះក្មេង3នាក់អញ្ចឹងរហូតដល់ថ្ងៃទី7គេបោះក្មេង7នាក់តទៀតអញ្ចឹងបើយើងសរុបទៅក្មេងដែលត្រូវបោះចូលក្នុងទន្លេហ្នឹងគឺ28នាក់បន្ទាប់មកក្រុម GC របស់យើងក៏បានដើរត្រឡប់មកផ្ទះសំណាក់ដែលពួកគាត់ត្រូវស្នាក់នៅវិញខណៈពេលដែលពួកគាត់កំពុងដើរក៏មានក្មេងពិការភ្នែកម្នាក់ដើរមកបុកពួកគាត់ក្មេងនោះនៅពេលដែលគាត់ដើរបុកលីដងយ៉ាងហើយគាត់ក៏បាននិយាយពាក្យថាសុំទោសយ៉ាងលឿនលីដងយ៉ាងបានចាប់ក្មេងម្នាក់នឹងវូគេឃើញអញ្ចឹងប្រុងថាឲ្យលីដងយ៉ាងថាប្រុងធ្វើបាបក្មេងអីបែបហ្នឹងណាតាមពិតទៅលីដងយ៉ាងចាប់ក្មេងម្នាក់ហ្នឹងដោយសារតែក្មេងម្នាក់ហ្នឹងបានលួចកាបូបលុយរបស់គាត់ក្មេងម្នាក់ហ្នឹងក៏បានបកថាគឺគាត់មានចេតនាចង់លួចទេគឺដោយសារតែគាត់ហ្នឹងអត់បានញ៉ាំបាយជាច្រើនថ្ងៃណាស់មកហើយលីដងយ៉ាងឃើញអញ្ចឹងគេចេះធ្វើបន់ដែរតើពេលដែលឃើញក្មេងនិយាយចឹងមានណាគាត់អានឲ្យលុយក្មេងហ្នឹងយកទៅទិញបាយញ៉ាំទៅលីដងយ៉ាងធ្វើបន់ម្ដងគឺធ្វើបន់ខុសរបៀបទី GC ក៏បានថាឲ្យគាត់ថាលីដងយ៉ាងសម័យនេះគឺជាសម័យអីសម័យបុរាណណាហើយឯងឲ្យលុយសម័យទំនើបតែគេចាយបានអត់ដល់ពេលអញ្ចឹងទៅ GC ក៏បានឲ្យស្ករគ្រាប់មកគ្រាប់ទៅឲ្យក្មេងនឹងញ៉ាំមើលទៅ GC ដូចជាមានមនុស្សចេតនាជាមួយក្មេងនឹងដល់ហើយគាត់សួរថាឆ្ងាញ់អត់ហើយក្មេងនឹងក៏ឆ្លើយថាឆ្ងាញ់ណាស់ហើយ GC ក៏បានមើលក្មេងនឹងញ៉ាំស្ករគ្រាប់ញញឹមឡើងមានក្តីសោកក្មេងម្នាក់ហ្នឹងក៏បាននិយាយពីអរគុណទៅកាន់ GC ហើយក៏ចាក់ចេញ
ទៅក្រុម GC របស់យើងក៏បានធ្វើដំណើរជាបន្តគាត់ក៏បានដើរមកដល់អសតដ្ឋានមួយដែលមានឈ្មោះថាអសតដ្ឋានរបស់លីពួកគាត់ក៏បានសម្រេចចិត្តចូលក្នុងអសតដ្ឋានដើម្បីពិនិត្យមើលលោកគ្រូប៉ែតលីក៏បានសួរទៅកាន់ពួកគាត់ថាត្រូវការទិញអីលីដងយ៉ាងក៏បានសួរទៅកាន់លោកគ្រូប៉ែតលីថាតើបនទន្លេនៅទីនេះគឺជាអ្វីលោកគ្រូប៉ែតលីក៏បាននិយាយថាវាគ្រាន់តែជាការបួងសួងសម្រាប់សុំឲ្យមានអាកាសធាតុល្អ JC ក៏បានបញ្ជាក់គាត់ថាតែប៉ុណ្្នឹងទេអីគាត់ក៏បាននិយាយបញ្ជាក់ថែមថាគឺតែប៉ុណ្្នឹងអាចជាអីផ្សេងទៀតតែមើលទៅអាការៈរបស់គាត់គួរឲ្យសង្ស័យ JC ក៏បានសួរបន្តថាតើអ្នកពិតជាបានបោះក្មេងចូលទៅក្នុងទន្លេជារៀងរាល់ឆ្នាំឬលោកគ្រូប៉ែតលីគឺគាត់មិនបានឆ្លើយនោះទេហើយគាត់ថាក្រុម GC នឹងសួរសំណួរគាត់ច្រើនណាស់សួរនោះសួរហេតុមានទិញអីទេហើយគាត់នឹងក៏ដេញក្រុម GC របស់យើងនឹងឲ្យចេញទៅលីដងយ៉ាងគាត់ក៏តបថាអ្នកណាថាពួកខ្ញុំមិនទិញគឺពួកខ្ញុំមិនទិញឆ្នាំដែរតាឥឡូវមានអាលីផេអត់ហើយបើគ្មានអាលីផេទេមាន WeChat ក៏បានដែរគាត់បាញ់លុយឲ្យហើយអ្នកលក់ឆ្នាំនឹងគាត់ឡើងលើមកគាត់ឲ្យយល់អីពីលីដងយ៉ាងនិយាយទេ GC គាត់លឺអ្វីដែលលីដងយ៉ាងនិយាយហើយគឺគាត់ឡើងអស់សណើចហ្មងណាប៉ិនហ្មងលីដងយ៉ាងសម័យបុរាណឯណាទៅស្គាល់អាលីផេហើយ WeChat បន្ទាប់មកពួកគាត់ក៏បានធ្វើដំណើរជាបន្តលីដងយ៉ាងក៏គិតថាចង្កឹះសោប្រហែលជាអាចមានពាក់ព័ន្ធជាមួយនឹងព្រះនៃទន្លេវូគីក៏គិតថាមនុស្សគ្រប់គ្នាគឺពិតជាខ្លាចព្រះនៃទន្លេខ្លាំងណាស់ប៉ុន្តែគឺគ្មានព្រះនៃទន្លេនៅក្នុងពិភពលោកមួយនេះទេ GC ក៏បាននិយាយថាចុះប្រសិនបើមានព្រះនៃទន្លេដើម្បីបន្លាចមនុស្សគ្រប់គ្នាវិញនោះកន្លែងហ្នឹង GC ក៏ចង់សម្ដៅលើថាប្រហែលជាមានមនុស្សអាក្រក់បន្លំខ្លួនធ្វើជាព្រះនៃទន្លេហើយបន្លាចអ្នកភូមិហើយអ្នកនៅពីក្រោយដែលធ្វើរឿងទាំងអស់ហ្នឹងគឺគ្មានអ្វីក្រៅពីប្រយោជន៍ផ្ទាល់ខ្លួននោះទេហើយពួកគាត់កំពុងគិតរកវិធីដើម្បីស្វែងរកអ្នកនៅពីក្រោយរឿងទាំងអស់នេះប៉ុន្តែ GC គាត់បានប្រាប់ឲ្យគ្រប់គ្នាប្រយ័ត្នពីព្រោះថាពួកគាត់មិនទាន់ដឹងលក្ខខណ្ឌបម្រាមនៃការស្លាប់នៅក្នុងទ្វារមួយនេះនៅឡើយទេតម្រុយដែលពួកគាត់ដឹងតែមួយគត់នៅក្នុងពេលឥឡូវហ្នឹងគឺការបូជាក្មេងទៅកាន់ព្រះទន្លេហើយ GC គាត់ក៏បាននិយាយជាច្រើនដើម្បីអូសទាញឲ្យលីដងយ៉ាងហ្នឹងទៅយកក្មេងហ្នឹងយកមកមើលលីដងយ៉ាងបន្ទាប់ពីគាត់ស្ដាប់ GC និយាយជាច្រើនហើយគាត់ក៏ថាឲ្យ GC មិនចង់បោកបញ្ឆោតគាត់ហ្នឹងឲ្យចុះទៅស្រង់ក្មេងហ្នឹងយកមកមើលមែនគាត់គឺជាអ្នកដឹកនាំរបស់ក្តាន់សណាល្បិចប៉ិនហ្នឹងស្មាគាត់មើលមិនដឹងមែនដល់ហើយ GC គាត់ក៏ថាយ៉ាខ្ញុំមិនបានមានកំណត់អញ្ចឹងទេខ្ញុំឯណាទៅហ៊ានបោកបញ្ឆោតអ្នកដឹកនាំរបស់ក្តាន់សនោះដល់ពេលឲ្យគាត់និយាយថាប៉ុន្តែវូគីមិនចេះហាយទឹកទេហើយខ្ញុំក៏គាត់និយាយបានប៉ុណ្្នឹងលីដងយ៉ាងក៏ថាតែគាត់ចុះទៅយកក៏បានដែរហើយគាត់ក៏បានធ្លាយមកថាខ្ញុំបានសន្យាជាមួយគេហើយពេលហើយ JC ក៏ស្ដាប់លើគាត់ថាសន្យាអីគេដល់ពេលហើយលីដងយ៉ាងគាត់ក៏ដោះសារវិញគាត់ថាជាមិនជាការសន្យាអីនោះទេខ្ញុំគ្រាន់តែមិនចង់ចាញ់គាត់តែប៉ុណ្ណោះក៏គាត់ចង់សម្ដៅលើថាគាត់អាចចង់ចាញ់ណាមទៅហើយគាត់នឹងបានប្រាប់ JC ថាអញ្ចឹងឯងត្រូវទៅចាំណាថាខ្ញុំគឺជា top 1ហើយបន្ទាប់មកសាច់រឿងក៏កាត់នៅពេលដែលលីដងយ៉ាងហ្នឹងបានទៅស្រង់បង្វិចពណ៌ក្រហមហ្នឹងយកមកហើយបន្ទាប់ពីគាត់យកបានមកហើយហ្នឹងណាចាប់ផ្ដើមអួតខ្លួនឯងទៀតដែរគាត់ថាអញ្ចឹងអ្នកលេង top 1ដូចជាខ្ញុំណារឿងអីក៏អាចចាត់ការបានដែរមិនថាប្រឈមមុខនឹងសេចក្តីរស់ឬសេចក្តីស្លាប់គឺខ្ញុំអាចធ្វើវាបានទាំងអស់និយាយទៅអារឿងលើកជើងខ្លួនឯងហ្នឹងគឺຕົកចិត្តលើលបងលីដងយ៉ាងចាស់គឺថាមិនខុសតតែសោះដល់ហើយ GC ក៏បាននិយាយថាបានហើយឈប់មកបើកបង្វិចមើលក្មេងវិញហើយនៅពេលដែលគាត់ស្រាយមើលបង្វិចទៅវាមិនមែនជាកូនមនុស្សនោះទេប៉ុន្តែវាគឺជាកូនជ្រូក JC បន្ទាប់ពីគាត់បានឃើញថាក្នុងនោះមិនមែនជាកូនមនុស្សប៉ុន្តែជាកូនជ្រូកគាត់គិតថាមនុស្សទាំងអស់គឺបូជាដើម្បីព្រះទន្លេហើយតែងតែបង្កើតចចាមអារាមថាកុំឲ្យមានអ្នកណាម្នាក់មកប៉ះពាល់ឬក៏រំខានគឺដើម្បីតែបាត់បង់រឿងនេះនោះឯងគឺការបដូរពីកូនមនុស្សមកជាកូនជ្រូកវូគីក៏បានសួរទៅកាន់ JC ថាប្រសិនបើគេទម្លាក់គឺជាកូនជ្រូកចុះកូនមនុស្សវិញនោះនៅណា JC ក៏បាននិយាយថានេះគឺជាកូនសោបញ្ហានៅក្នុងទ្វារគឺត្រូវបានកុហកជាមួយនឹងក្មេងទាំងអស់នេះបន្ទាប់ពីពួកគាត់ជជែកវែកញែកគ្នាអស់ហើយពួកគាត់ក៏ត្រឡប់មកផ្ទះវិញភ្លាមព្រះនៃទ្វារក៏បានដើរចូលមកហើយនាងបាននិយាយថាសូមទោសសម្រាប់ការរំខានអ្នកទាំងអស់គ្នាអាហារពេលល្ងាចនឹងរួចរាល់ឆាប់នេះហើយខ្ញុំមានរឿង2យ៉ាងដើម្បីបញ្យល់ទី1បន្ទាប់ពីម៉ោង 9 យប់សូមកុំដើរជុំវិញទីនេះទី2កុំពង្លត់ចង្គៀងប្រេងត្រូវតែប្រកាសថាដេកដោយចង្គៀងប្រេងនោះនៅតែឆេះបន្ទាប់ពីនាងនិយាយតែប៉ុណ្្នឹងហើយនាងក៏បានចាក់ចែងទៅវិញបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលគាត់មកបន្ទប់ដើម្បីស្នាក់នៅពេលដែលក្រុម GC របស់យើងចូលមកបន្ទប់គេងរបស់គាត់ពួកគាត់ក៏បានឃើញចង្គៀងប្រេងដែលព្រះនិទ្វាបាននិយាយមុន
មុននេះហើយបន្ទាប់មកពួកគាត់ក៏នាំគ្នាគេងទៅដោយក្រែមួយហ្នឹងពួកគាត់គេង3នាក់ខណៈពេលកំពុងដេក GC គាត់បានឮសំឡេងមនុស្សស្រែកថាអាកាសធាតុរាំងស្ងួតប្រយ័ត្នភ្លើងទៀនហើយគេស្រែកអញ្ចឹងដដែលធ្វើឲ្យ GC របស់យើងឡើងស្គីទៅជាហ្មងគាត់គេងអត់បានទេហើយគណៈជាមួយគ្នានោះផងដែរគាត់ក៏បានឮសំឡេងកូនក្មេងយំអញ្ចឹងហើយគាត់ក៏ស្ទុះងើបភ្លាមតែម្ដងហើយសំឡេងក្មេងយំនោះគឺចេញពីកាបូបដែលគាត់យកមកជាមួយនឹងឯងហើយនៅពេលដែលគាត់រូបកាបូបនោះគឺកូនតុក្កតាដែលគាត់យកមកជាមួយនឹងឯងដែលយំកូនតុក្កតាហ្នឹងគឺជាកូនរបស់គិលានុបដ្ឋាយិកាកាពីក្នុងទ្វារមន្ទីរពេទ្យឈួតGC ក៏បានកាន់តុក្កតានោះហើយរេពេញក្នុងបន្ទប់របស់គាត់ប៉ុន្តែសំឡេងតុក្កតានោះនៅតែយំដដែលនៅពេលដែលគាត់យកកូនតុក្កតានោះមកដាក់ចំមាត់ទ្វារចេញឃើញថាកូនតុក្កតានោះបាត់យំដល់ពេលអញ្ចឹង GC គាត់ចង់សាក់តេស្តមើលម្ដងទៀតដល់ពេលដែលគាត់យកតុក្កតានឹងចេញពីទ្វារហើយទៅដាក់ចូលក្នុងបន្ទប់វិញគឺតុក្កតានឹងចាប់ផ្ដើមយំទៀតហើយដល់ពេលគាត់យកមកដាក់កន្លែងច្រកទ្វារចេញហ្នឹងគឺបាត់យំទៀតហើយបន្ទាប់ពី GC គិតមួយសន្ទុះគឺគាត់ដឹងពីអត្ថន័យរបស់តុក្កតាហ្នឹងហើយគឺតុក្កតាហ្នឹងអត់ចង់ឲ្យក្រុម GC របស់យើងគេងនៅបន្ទប់មួយហ្នឹងទេដល់ពេលអញ្ចឹងទៅ GC គាត់ក៏បានដាស់លីដងយ៉ាងហើយនឹងវូគីដើម្បីចាក់ចេញពីបន្ទប់នេះឲ្យបានលឿនបំផុតនៅពេលដែលចេញពីបន្ទប់ហើយ GC បានកាន់តុក្កតានឹងជាប់អត់ប្រឡែងទៅណាទេដើម្បីស្វែងរកបន្ទប់ថ្មីគាត់យកតុក្កតានឹងដើម្បីជាជំនួយបើគាត់ដាក់តុក្កតានៅមុខបន្ទប់នឹងហើយតុក្កតានឹងយំគឺគាត់អត់យកបន្ទប់នឹងដើម្បីគេងទេហើយនៅពេលដែលគាត់ដាក់តុក្កតានៅកាន់បន្ទប់មួយហ្នឹងតុក្កតានឹងអត់យំទេតែជាបដូរសម្លេងទៅជាសើចសប្បាយវិញ GC គាត់ក៏សម្រេចថាយកបន្ទប់នឹងដើម្បីគេងហើយនៅពេលដែលគាត់ចូលមកដល់ខាងក្នុងបន្ទប់ហ្នឹងតុក្កតានឹងគឺបាត់យំហើយអញ្ចឹង GC ថាពួកយើងអាចគេងនៅបន្ទប់នឹងបានហើយយប់ហ្នឹងហើយកន្លែងដែល GC កាន់តុក្កតាកន្លែងហ្នឹងមើលទៅដូចបីកូនតំណងនោះតំណងកាន់កូនតុក្កតាតំណងប៉ុណ្ណឹងហើយចុះទម្រាំកាន់កូនខ្លួនឯងជាមួយណាមស្រូតើរត់តែតំណងប៉ុណ្ណាទៅលីដងយ៉ាងនឹងវូគីគ្រាន់តែ GC ប្រាប់ថាបន្ទប់នឹងគេងបានហើយហ្នឹងគឺពួកគាត់ដាក់ខ្លួនដេកផឹងតែម្ដង GC នៅពេលដែលគាត់ឃើញពីអ្នកនឹងគេងគាត់នឹកដល់ណាមស្រូរបស់គាត់ដែរគាត់ថាពីអ្នកនឹងគេងដូចណាមស្រូអញ្ចឹងណាមស្រូគឺថាគាត់មិនខ្វល់មានរឿងអីកើតឡើងទេគឺគាត់ដឹងតែដេកហើយកូនស្រីយើងចូលមកក្នុងទ្វារមិនតាន់បានប្រមាណផងនឹកអាបងបាត់ពេលហ្នឹងគាត់កំពុងគិតថាតើរបួសណាមស្រូឥឡូវហ្នឹងយ៉ាងម៉េចហើយអូយមើលគេឡើងនឹកឲ្យបារម្ភពីគ្នាអូយច្នៃបន្ទាប់មកគាត់ក៏បានលើកកូនតុក្កតានឹងមកឲ្យវាយថ្នមឲ្យខ្ញុំដាក់ប្រៀបដូចជាកូនខ្លួនឯងអញ្ចឹងណាហើយគាត់និយាយថាឯងក៏គួរតែគេងដែរទៅហើយនៅពេលដែល GC កំពុងតែមើលតុក្កតាសុកហ្នឹងគាត់ស្រាប់តែឮសំឡេងគាត់ក៏បានបង្ហឹមទ្វារបន្ទប់របស់គាត់ដើម្បីមើលថាតើសំឡេងហ្នឹងគឺជាអ្វីពេលគាត់បង្ហឹមទ្វារទៅឃើញខាងព្រះនៃទ្វារហ្នឹងកំពុងតែដើរដោយគ្មានកាន់ដាវនៅដៃព្រមទាំងមានក្មេង4នាក់ដើរតាមគាត់ផងដែរដែលពាក់កណ្ដាលលើគឺជាជ្រូកព្រះនៃទ្វារបាននាំបរិវារទាំង4របស់នាងដើរត្រួតពិនិត្យតាមបន្ទប់ដើរមកដល់បន្ទប់មួយនាងក៏បានចោះរន្ធបន្ទប់នោះរួចហើយមើលទៅក្នុងបន្ទប់បន្ទាប់ពីនាងមើលរួចហើយនាងក៏ផ្ដល់សញ្ញាទៅឲ្យបរិវារទាំង4នោះកូនជ្រូកទាំង4នោះបានលូកដៃចូលទៅក្នុងទ្វារដើម្បីដកយកកន្លឹះពេលដែលដកកន្លឹះបានហើយពួកគេក៏ដើរចូលទៅក្នុងបន្ទប់ពួកគេដើរចូលមិនបានប៉ុន្មានក៏ឮសំឡេងមនុស្សស្រីស្រែកឡើងមកយ៉ាងខ្លាំង GC នៅពេលដែលគាត់ឮសំឡេងស្រែកនោះហើយគាត់ក៏បានបិទទ្វារបន្ទប់របស់គាត់ដែលបណ្ដាឲ្យសំឡេងនៃការបិទបន្ទប់ឮសំឡេងទៅដល់ព្រះនៃទ្វារក៏បានងាកសម្លឹងមកកាន់បន្ទប់របស់គាត់រីឯ GC វិញគឺគាត់ពូននៅកន្លែងទ្វារហ្នឹងឡើងដកដង្ហើមទាំងភ័យហើយគាត់ក៏បាននិយាយទាំងនៅភ័យថាអញ្ចឹងកូនតុក្កតានោះយំមិនមែនព្រោះតែបន្ទប់នោះទេប្រសិនបើកូនតុក្កតានោះមិនយំហើយ GC មិនបានដូរបន្ទប់ពេលនេះប្រហែលជាក្រុម GC នឹងមានបញ្ហាបាត់ទៅហើយមកជួរនៃបន្ទប់ដែល GC នៅចាស់ហ្នឹងគឺព្រះនៃទ្វារបាននាំកូនជ្រូកទាំង4ហ្នឹងដើរត្រួតពិនិត្យទាំងអស់ GC គាត់អង្គុយបណ្ដើរគាត់អានអំពីតម្រុយដែលគាត់ទទួលបានពីទ្វារនឹងបដាសម្រាប់តែគាត់អានចប់ភ្លាមគាត់ទទួលបានអារម្មណ៍ថាគឺមានអីកំពុងតែនៅមុខបន្ទប់គាត់ហើយម្នាក់នោះគឺជាព្រះនៃទ្វារនិងបរិវាររបស់នាងនឹងឯងព្រះនៃទ្វារបានយកដៃរបស់នាងចោះរន្ធបន្ទប់របស់ក្រុម GC នៅពេលដែលគាត់ឃើញអញ្ចឹងគឺគាត់ឡើងលុះព្រលឹងអស់ហើយព្រះនៃទ្វារនៅពេលដែលនាងសម្លឹងទៅគឺឃើញតែចង្កៀងប្រេងលីដងយ៉ាងហើយនឹងវូគីដែលកំពុងគេងគឺនាងអត់បានឃើញ GC ដែលពូននៅកន្លែងទ្វារនឹងទេដោយសារតែកន្លែងដែលនាងចាស់និងកន្លែងដែល GC ពូនគឺនៅជាប់គ្នាអញ្ចឹងគឺនាងអាចមើលឃើញទេនៅពេលដែលព្រះនៃទ្វារកំពុងតែត្រួតពិនិត្យបន្ទប់គាត់ GC របស់យើងនេះគឺគាត់ខំប្រឹងទប់ស្ទើរតែដាច់ខ្យល់ទៅហើយព្រះនៃទ្វារនៅពេលដែលគាត់សម្លឹងមិនឃើញអីនាងក៏បានដើរចេញទៅ GC របស់យើងពេលដែលឃើញនាងដើរចេញទៅនោះគាត់ខំដកដង្ហើមធូរខ្លួនវិញតែមានណាព្រះនៃទ្វារនឹងក៏បានទៅចោះរន្ធមករន្ធទៅ GC របស់យើងនេះគឺគាត់ឡើងភ័យលុះព្រលឹងម្ដងទៀតហើយនេះអ្នកទាំងអស់គ្នាមើលទឹកមុខរបស់ GC ឲ្យហើយទៅមើលខ្លួនឯងក៏ដឹងដែរថាគាត់ភ័យដល់កម្រិតណានោះព្រះនៃទ្វារនៅពេលដែលនាងចោះរន្ធទី2ហើយប៉ុន្តែនៅតែរកមិនឃើញ GC របស់យើងនាងក៏បានដើរចេញទៅ GC ម្ដងនេះគឺគាត់បានដកដង្ហើមធូរអារម្មណ៍មែនតើប៉ុន្តែដកអារម្មណ៍ធូរនឹងហើយគឺធូរទាំងភ័យអត់តន់បាត់ទេហើយបន្ទាប់មកពេលយប់ដល់ភ័យខ្លាចរបស់ GC ត្រូវ
ត្រូវបានកន្លងផុតហើយពេលព្រឹកក៏បានមកដល់ជីស៊ីគឺគ្នាគ្មានបានដេកទេហើយគាត់នឹងក៏បាននិយាយរឿងគ្រប់យ៉ាងទៅប្រាប់លីដងយ៉ាងនឹងវងគេនិយាយទៅកូនខ្ញុំចូលទ្វារណាក៏មិនដែលឃើញស្រួលនឹងគេដែរនិយាយពីថាមានរឿងរហូតមកលីដងយ៉ាងក៏ថាមានរឿងបែបហ្នឹងកើតឡើងហេតុអីបានគាត់អត់ភ្ញាក់វាមិនអាចទៅរួចនោះទេជីស៊ីនឹងក៏បានថាឲ្យគាត់ថាត្រូវហើយគឺឯងនឹងគ្មានភ្ញាក់នោះទេនាងបានមកម្ដងក៏ឯងមិនភ្ញាក់នាងបានត្រឡប់មកវិញម្ដងទៀតក៏ឯងមិនភ្ញាក់លីដងយ៉ាងបន្ទាប់ពីលើជីស៊ីនិយាយចឹងគាត់ចាប់ផ្ដើមឆ្ងល់ហ្មងដោយសារតែគាត់មិនមែនជាប្រភេទមនុស្សដែលដេកអញ្ចឹងទេគាត់មានបំរុងប្រយ័ត្នខ្ពស់អញ្ចឹងនៅពេលដែលឮសំឡេងអីតិចតួចគឺគាត់ភ្ញាក់អីតែនេះអត់សោះបន្ទាប់មកជីស៊ីក៏បាននិយាយអំពីរឿងដែលកើតឡើងពីយុគបន្ថែមទៀតនឹងទៅប្រាប់ពួកគាត់ដើម្បីពិភាក្សាជជែកវែកញែកថាត្រូវធ្វើបែបណាបន្តទៅទៀតបន្ទាប់ពីគាត់ពិភាក្សាគ្នាចប់ហើយពួកគាត់ក៏បានចេញមកបន្ទប់ទទួលភ្ញៀវទាំងអស់គ្នាពេលដែលក្រុម GC របស់យើងមកបន្ទប់ទទួលភ្ញៀវពួកគាត់បានសង្កេតឃើញថាគឺមានមនុស្ស2នាក់បានបាត់ខ្លួនភ្លាមនោះស្រាប់តែមានបរិសម្នាក់មកស្រែកខ្លាំងៗថាពួកគេបានស្លាប់ហើយពួកគេបានស្លាប់ហើយនិយាយទៅក្រុម GC របស់យើងគឺសំណាងខ្លាំងមែនទែនដោយសារតែតុក្កតាហ្នឹងបើកុំមានតុក្កតាហ្នឹងពួកគាត់ច្បាស់ជាខ្លាចជាអ្នកស្លាប់នៅក្នុងយុគដំបូងបាត់ទៅហើយក្រុម GC គាត់ក៏មកបន្ទប់ដែលមានអ្នកស្លាប់នោះដើម្បីពិនិត្យមើលតម្រុយនៅពេលដែលគាត់ដើរមកដល់ហ្នឹងក៏បានជួបអាប៉ែកដែលមកពីអង្គការ X វាសួរមកកាន់ក្រុម GC របស់យើងថាតើយប់មិញមានបានឃើញឬឮអីឬអានអូគេហ្នឹងគឺគាត់អាចឆ្លាតសោះហ្មងគាត់ទៅប្រាប់គេថា GC នឹងបានឃើញទាំងអស់ GC នៅពេលដែលវូគេនិយាយចឹងហើយគាត់ក៏ប្រាប់គេហ្មងទៅ GC គាត់បាននិយាយថាការប្រយុទ្ធមិញខ្ញុំឃើញជ្រូក2 3ក្បាលពួកគេបានចោះរុនតាមបង្អួចខ្ញុំមិនដឹងនោះទេថាគេបានចូលបន្ទប់ឬក៏សម្រាប់អ្នកណាម្នាក់ឬអត់ហើយអ្នកស្រីយូក៏បាននៅជាមួយពួកគេផងដែរខ្ញុំពិតជាមិនដឹងពិតមែនថាតើនាងបានធ្វើអីអាប៉ែកមកពីអង្គការ X ហ្នឹងវាក៏បាននិយាយថាអញ្ចឹងឯងចង់មានន័យថាជ្រូកទាំងអស់នោះគឺសម្រាប់ពួកគេហើយអ្នកស្រីយូគឺមើលវាពីខាងក្រៅមែនទេនិយាយទៅក្រុមហ្នឹងពេលដែលលើ GC យើងនិយាយចឹងហើយគឺវាសើចហ្មងវាគិតថា GC របស់យើងហ្នឹងនិយាយកុហកវាមិនអាចទេដែលថាជ្រូកមកសម្រាប់មនុស្សហើយអាប៉ែកហ្នឹងវាបានសួរទេដែរវាថាការប្រយុទ្ធមិញហ្នឹងវាបានឮសំឡេងក្មេងយំហើយសំឡេងហ្នឹងគឺចេញពីបន្ទប់ GC របស់យើងហើយវាបានផ្ដាំក្រុម GC របស់យើងថាយប់ហ្នឹងឲ្យប្រយ័ត្នប្រយែងហើយវាក៏សើចហើយគ្រាន់តែមើលទឹកមុខក៏ដឹងដែរថាមនុស្សមានល្បិចបន្ទាប់មកពួកគាត់ក៏បានចូលក្នុងបន្ទប់ដែលមានអ្នកស្លាប់ការប្រយុទ្ធមិញដើម្បីត្រួតពិនិត្យមើលពេលចូលមកដល់ក្នុងបន្ទប់គឺមិនបានឃើញសាកសពនោះទេប៉ុន្តែ GC ក៏បានសង្កេតឃើញថាចង្កៀងប្រេងគឺនៅពេញដដែលចឹងមានន័យថាអ្នកដែលនៅក្នុងបន្ទប់នឹងយប់មិញគឺបានដុតចង្កៀងប្រេងនឹងទេម្នាក់ស្រីមកពីអង្គការ X ហ្នឹងក៏ឆ្ងល់ថាបើសិនជាអ្នកដែលនៅក្នុងបន្ទប់នឹងស្លាប់តើសាកសពនឹងបាត់ទៅណាវូគេក៏បានឆ្លើយថាអាចថាសាកសពទាំងអស់នឹងត្រូវជ្រូកស៊ីអស់ហើយក៏ថាបានម្នាក់ស្រីនឹងក៏តបបែបខ្សែចង្អកថាស្អីគេជ្រូកស៊ីមនុស្សលីដងយ៉ាងក៏បានតបវិញថាចង់យ៉ាងម៉េចនៅក្នុងទ្វាររឿងអ្វីក៏អាចកើតឡើងបានណាទាំងអស់ហ្នឹងយ៉ានស៊ីហឺបន្ទាប់ពីលឺលីដងយ៉ាងនិយាយចឹងហើយគាត់ក៏បានសើចរបៀបថាសើចចំអកដែរអញ្ចឹងណាហើយក៏នាំកូនចៅគាត់នឹងចាក់ចេញទៅបន្ទាប់ពីក្រុមពួកនឹងទៅអស់ហ្នឹងវូគីបានសួរទៅកាន់ GC ថាតើពួកយើងគូធ្វើអីបន្តទៀត GC ក៏បានតបថាគឺពួកយើងចុះទៅខាងក្រោមទៅក្រៃលោរកឃើញតម្រុយអីផ្សេងបន្ថែមទៀតលីដងយ៉ាងបន្ទាប់ពីគាត់លើចម្លើយ GC ហើយគាត់ក៏បានទះស្មា GC ម្ដាយហើយគាត់និយាយថាឯងមើលទៅពិតជាដូចគាត់ខ្លាំងមែនតើគាត់កន្លែងហ្នឹងគឺលីដងយ៉ាងសំដៅទៅលើណានស៊ូនឹងឯងអ្នកទាំងអស់គ្នាមានន័យថារបៀបរបបនៃការធ្វើការរបស់ GC ឥឡូវឡើងកាន់តែដូចណានស៊ូឡើងហើយ GC គាត់ក៏សាច់ហើយគាត់និយាយថាខ្ញុំក៏គិតអញ្ចឹងដែរប៉ុន្តែខ្ញុំគិតថាខ្ញុំសង្ហាជាងគាត់យីកូនគិតថាខ្លួនឯងសង្ហាជាងអាបងទៀតចឹងអ្នកទាំងអស់គ្នាគិតថាពីរអ្នកនឹងអ្នកណាគេសង្ហាជាងសាច់រឿងក៏កាត់មកដល់ជាន់ខាងក្រោមដែលមានបន្ទប់មួយហ្នឹងគឺមានស្នាមឈាមដូចជាគេអុសរបស់អីមួយអញ្ចឹងក្រុម GC របស់យើងក៏បានមកដល់បន្ទប់នោះក៏ឃើញស្នាមឈាមនោះហើយពួកគាត់ក៏សម្រេចចិត្តថាដើរតាមដានឈាមហ្នឹងដើម្បីទៅរកតម្រុយជាបន្តពីព្រោះពួកគាត់គិតថាសាកសពប្រហែលជាអាចលាក់នៅទីហ្នឹងហើយអ្នកដែលសម្លាប់ហ្នឹងអាចជាអ្នកស្រីយូឬមួយក៏សត្វជ្រូកនៅពេលដែលពួកគាត់ដើរទៅដល់ច្រកចេញទៅដល់ប្រឡោះមួយទៀតហើយហ្នឹង GC ក៏ប្រុងដើរទៅបើកទ្វារហ្នឹងដើម្បីចេញទៅប៉ុន្តែលីដងយ៉ាងថាទុកឲ្យគាត់ហ្នឹងជាអ្នកទៅមុនលក្ខណៈថាគាត់ខ្លាចមានគ្រោះថ្នាក់អីអញ្ចឹងណាប្រៀបដូចជាគាត់ហ្នឹងកំពុងតែការពារ GC យើងយ៉ាងអញ្ចឹងនិយាយហើយគាត់ក៏បើកទ្វារចេញទៅនៅពេលចេញទៅហ្នឹងពួកគាត់ក៏ទៅដល់កន្លែងមួយដែលមើលទៅកន្លែងហ្នឹងហាក់ដូចជាផ្ទះបាយ GC គាត់ក៏បានឃើញកណាត់រុំកូនមួយហើយគាត់ក៏បើកកណាត់រុំកូននឹងមើលដល់ពេលបើកទៅអត់ឃើញមានកូនមនុស្សនៅក្នុងកណាត់ហ្នឹងទេរីឯវូគីវិញគាត់បានរកឃើញថានៅកន្លែងហ្នឹងគឺមានចង្កៀងប្រេងជាច្រើន GC ក៏បានរកឃើញបន្ថែមទៀតថាគឺមានផ្ទះចម្រាញ់យកប្រេងហើយសាច់តែគេដាក់ចម្រាញ់យកហ្នឹងគឺជាសាច់មនុស្សអ្នកទាំងអស់គ្នាហើយអាសាច់មនុស្សហ្នឹងគឺបានសាច់មកពីសាកសពដែលបានបាត់ខ្លួននឹងឯងលីដងយ៉ាងគាត់បានរកឃើញថានៅកន្លែងដែលគេកាប់សាច់មនុស្សហ្នឹងគឺឃើញមានដបថ្នាំជាច្រើនប៉ុន្តែគាត់អត់ដឹងទេថាដបថ្នាំទាំងអស់ហ្នឹងគឺជាអីហើយប្រើសម្រាប់ធ្វើអ្វី
ភ្លាមនោះ JC គាត់ក៏បានរកឃើញទ្វារហើយគាត់នឹងក៏បានហៅវូគីនិងលីដុងយ៉ាងនឹងឲ្យមកមើលទ្វារនឹងលីដុងយ៉ាងបន្ទាប់ពីគាត់ឃើញទ្វារហើយគាត់ឡើងហួសចិត្តគាត់អត់នឹកស្មានថាទ្វារចេញមកស្រួលឲ្យរកឃើញអញ្ចឹងសោះខណៈនោះ JC ក៏បានស្ដាប់ឮសម្រាប់ជើងភ្លាមថាមនុស្សកំពុងតែមកនឹងហើយអញ្ចឹងហើយពួកគាត់ក៏នាំគ្នារត់ទៅពួននៅពេលដែលពួកគាត់ទៅពួនក្រោយកណាត់ហើយនឹងអ្នកដែលដើរចូលមកនឹងគឺគ្មានអ្នកណាទេគឺជាអ្នកស្រីយូនឹងឯងហើយនៅពេលដែលនាងដើរមកភ្លាមនឹងនាងក៏បានយកកបិតនឹងមកកាប់អាសាច់មនុស្សដែលនៅលើជ្រុញនឹងឯងហើយនាងកាប់អាសាច់នឹងមើលទៅហាក់ដូចជាមានកំហឹងជាមួយអាសាច់នឹងខ្លាំងមែនទែនទឹកមុខរបស់នាងបញ្ជាក់ថានាងមិនមែនជាមនុស្សប្រក្រតីទេក្រុម GC របស់យើងបានសង្កេតសកម្មភាពរបស់នាងធ្វើឲ្យពួកគាត់នឹងឡើងស្រាវអ្នកស្រីយូបន្ទាប់ពីកាត់សាច់បានមកសន្ទុះហើយនាងក៏បានយកដុំសាច់មកដុំតូចដាក់ទៅចូលក្នុងខ្ទះចម្រាញ់យកប្រេងហើយនាងក៏បានដងយកប្រេងដែលនៅក្នុងខ្ទះនោះមកចាក់ចូលក្នុងចង្កៀងប្រេងបន្ទាប់មកនាងក៏បានយកដបថ្នាំដែលដាក់នៅក្បែរនោះមកចាក់ចូលចង្កៀងប្រេងដែលយើងអត់ដឹងថាដបថ្នាំហ្នឹងគឺដាក់ដើម្បីអីនោះទេក្រោយមកទៀតនាងក៏បានបីអាកណាត់ដែលអត់មានកូនហ្នឹងមើលទៅដូចជាមានកូនក្មេងនៅក្នុងហ្នឹងអញ្ចឹងហើយនាងបាននិយាយថាក្មេងល្អកុំយំក្មេងល្អកុំយំហើយនាងធ្វើដូចនៅក្នុងហ្នឹងមានកូនក្មេងមែនតើអញ្ចឹងហើយបើយើងមើលទៅម្នាក់ហ្នឹងគឺមានជំងឺផ្លូវចិត្តតែម្ដងហើយគណៈពេលដែលក្រុម GC របស់យើងកំពុងតែមើលសកម្មភាពរបស់នាងនោះវូគីក៏ទៅនិយាយថាតើនាងឈួតមែនហើយលីដុងយ៉ាងហ្នឹងទៅកពឹបមកគាត់ឡើងលឿនខ្លាចសំឡេងហ្នឹងលឺដល់អ្នកស្រីយូប៉ុន្តែទោះបីជាលីដុងយ៉ាងលះទៅកពឹបមាត់វូគីយ៉ាងណាក៏ដោយក៏វាយឺតពេកដែរព្រោះថាវូគីបាននិយាយចេញទៅហើយអ្នកស្រីយូក៏បានលឺដែរដល់ពេលអញ្ចឹងទៅពួកគាត់ព្យាយាមរត់គេចពីកន្លែងហ្នឹងវិញយ៉ាងលឿនតែម្ដងអ្នកស្រីយូគឺគាត់ដឹងហើយថាមានមនុស្សលួចមើលគាត់ប៉ុន្តែគាត់អត់ខ្វល់ទេពេលហ្នឹងគឺគាត់នឹងបានជ្រៀងបំពេអាកណាត់ឲ្យគាត់បីដែលគ្មានកូនហ្នឹងជាបន្តក្រុម GC របស់យើងពេលរត់មកដល់ក្រៅហើយពួកគាត់ដែរឡើងលុះព្រលឹងអស់ហើយម្នាក់វូគីនឹងនិយាយពីថាអត់ឆ្លោតសោះហ្មងកូនហ្នឹងពេលរត់ចេញមកដល់ក្រៅហើយហ្នឹងវូគីក៏បាននិយាយថាអញ្ចេះអាប្រេងដែលពួកយើងប្រើហ្នឹងគឺចម្រាញ់ចេញពីមនុស្ស GC ក៏បានងក់ក្បាលជាការយល់ព្រមដែលថាអ្វីដែលវូគីនិយាយហ្នឹងគឺជាការត្រឹមត្រូវហើយបន្ទាប់មក GC ក៏បាននិយាយទៅកាន់លីដុងយ៉ាងថាលីដុងយ៉ាងឯងតែងតែដើរឈានមុខនៅក្នុងការពារខ្ញុំរហូតឯងពិតជាធ្វើល្អចំពោះខ្ញុំពេកហើយហេតុអីបានជាឯងធ្វើល្អដាក់ខ្ញុំដោយគ្មានហេតុផលបែបនេះមនុស្សចុងក្រោយដែលតែងតែការពារខ្ញុំបែបនោះគឺជាណានស៊ូឬមួយក៏ឯងនឹងដូចជាគាត់ដែរចង់ឲ្យខ្ញុំនឹងចូលរួមអង្គការក្តាន់សរបស់ឯងដែរឬខ្ញុំប្រាប់ឯងទៅចាខ្ញុំបានចូលអបស៊ីឌៀនជាមួយណានស៊ូហើយអញ្ចឹងខ្ញុំមិនអាចចូលទៅក្នុងអង្គការក្តាន់សរបស់ឯងទៀតនោះទេ JC គាត់អត់ដឹងហេតុផលពិតប្រាកដដែលលីដុងយ៉ាងតែងតែការពារគាត់ទេគាត់ស្មានតែលីដុងយ៉ាងការពារគាត់នឹងចង់ឲ្យគាត់នឹងទៅចូលអង្គការក្តាន់សលីដុងយ៉ាងមុនដំបូងគេខំភ័យស្មានតែ JC នឹងចាប់បានហើយដល់ពេលលឺ JC និយាយអញ្ចឹងគេក៏ចាក់បដ យហ្មងទៅគាត់ថាតើឯងមិនធ្លាប់គិតទេអូថាក្តាន់សក៏ល្អដូចជាអបស៊ីឌៀនដែរឯងកុំទាន់អាចធ្វើការសម្រេចចិត្តឥឡូវនឹងអីគិតសិនទៅប៉ុន្តែឥឡូវនេះគឺអស់កូនហើយគាត់នឹងក៏បានតល់ដៃគ្នាមួយដែលចាត់ទុកថាពួកគាត់រាប់អានគ្នាគឺជាបងប្អូនណាវូគីឃើញអញ្ចឹងគាត់ក៏ថាឲ្យពីអ្នកនឹងស្ថានភាពបែបហ្នឹងឯងនៅមានអារម្មណ៍ធ្វើអញ្ចឹងទៀតដល់ពេលហើយ GC ក៏បានប្រាប់ឲ្យគាត់នឹងស្ងប់អារម្មណ៍ឥឡូវនឹងពួកគាត់បានដឹងហើយថាលក្ខខណ្ឌបំរាននៃការស្លាប់នឹងគឺជាប្រេងរបស់មនុស្ស GC ក៏បានបន្តនិយាយទៀតថាប៉ុន្តែនេះមិនមែនជាចំណុចសំខាន់នោះទេចំណុចសំខាន់នោះគឺការដែលអ្នកស្រីយូបានបីបំពេកូនទាំងដែលគ្មានកូននៅក្នុងដៃរបស់នាងនោះតើក្មេងនៅទីណាលីដុងយ៉ាងក៏គិតថាចង្កឹះសោគឺជាការតាមរកក្មេងនោះឲ្យឃើញបន្ទាប់មក GC ក៏បានប្រាប់ថាយើងពិភាក្សាគ្នាត្រឹមនឹងបានហើយទៅរកអីញ៉ាំសិនហើយគាត់នឹងក៏បានផ្ដាំទៅកាន់វូគីថាអារឿងដែលរកឃើញទ្វារនឹងកុំឲ្យនិយាយប្រាប់ពីណាគេពីព្រោះថាវូគីនឹងមាត់អលៀមណាស់បើមិនផ្ដាំអញ្ចឹងទុកមុនទេច្បាស់ជាបែកធ្លាយអស់ទៀតហើយបន្ទាប់ពីពួកគាត់ដើរចេញបំរុងទៅបន្ទប់ទទួលភ្ញៀវនឹងក៏បានលឺយ៉ានស៊ីហឺហើយនឹងសាវជានឹងជជែកគ្នាបន្ទាប់ពីពីរអ្នកនោះនិយាយគ្នាហើយដើរចេញទៅបាត់នឹងលីដុងយ៉ាងបានសួរ GC ថាបានលឺអីគេមិញហ្នឹង GC ក៏បានតបថាមិញហ្នឹងគាត់លឺបានតិចដែរទេគាត់លឺថាពីរអ្នកនឹងនិយាយថាគឺមានសាលដូនតាមួយនៅក្បែរហ្នឹងហើយគាត់ប្រាប់ថាចាំទៅពិនិត្យមើលសាលដូនតាហ្នឹងនៅពេលបន្ទាប់ហើយសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់មកសាលដូនតាដើម្បីត្រួតពិនិត្យមើលនៅពេលដែលគាត់ចូលមកដល់សាលដូនតាពួកគាត់ក៏បានឃើញផ្លាកព្រលឹងនៃបុព្វបុរសជាច្រើនដែលដាក់តម្រៀបគ្នាបន្ទាប់ពីពិនិត្យមើលថាគ្មានអីហើយ GC ក៏បានទៅត្រួតពិនិត្យមួយផ្នែកទៀតនៅក្នុងសាលដូនតាហ្នឹងដែលនៅផ្នែកម្ខាងហ្នឹងគឺគេដាក់សិតតែផ្លាកព្រលឹងរបស់កូនក្មេងទាំងអស់ដល់ពេលអញ្ចឹងវូគេក៏ឆ្ងល់ថាផ្លាកព្រលឹងហ្នឹងត្រូវឬអត់ពីព្រោះថានៅក្នុងសាលដូនតាគឺគេដាក់តែអ្នកដែលមានស្នាដៃឬក៏បុព្វបុរសរបស់គេប៉ុណ្ណោះគឺគេអត់ដាក់ផ្លាកព្រលឹងរបស់កូនក្មេងចូលទេខណៈពេលដែលពួកគាត់កំពុងតែនិយាយហ្នឹងផ្លាកព្រលឹងមួយក៏បានធ្លាក់ចុះមកដោយគ្មានមូលហេតុវូគេក៏ឃើញអញ្ចឹងគាត់ខ្លាចគាត់ក៏បាននិយាយប្រឡប់ថាគឺខ្យល់ទេតាមពិតអ្នកទាំងអស់គ្នាគឺក្នុងនោះមានខ្យល់ទេគាត់ប្រឡប់ថាមានខ្មោចឡងអីអញ្ចឹងណាដល់ហើយលីដងយ៉ាងក៏បានថាឲ្យវូគេថាវូគេនឹងឈួតហើយគាត់នឹងក៏អោនរើសផ្លាកព្រលឹងនឹងទៅឈ្មោះដែលសរសេរនៅលើផ្លាកព្រលឹងនឹងមានឈ្មោះថាយូឆៃហឺបន្ទាប់ពីលីដងយ៉ាងរើសផ្លាកព្រលឹងហើយដាក់ឲ្យមានរបៀបរៀបរយហើយគាត់ក៏ដាក់ផ្លាក
ក់បរឹងនឹងនៅទីតាំងដើមវិញ GC ក៏បានសង្កេតឃើញថាផ្លាកបរឹងទាំងអស់គឺសិតតែរបស់ក្មេងៗអាយុច្រើនបំផុតគឺ3ឆ្នាំហើយអាយុតិចបំផុតគឺតិចជាង1ឆ្នាំហើយថ្ងៃនៃការស្លាប់របស់ពួកគាត់គឺដូចគ្នាខុសគ្នាតែត្រង់ឆ្នាំតែប៉ុណ្ណោះហើយថ្ងៃនៃការស្លាប់របស់ពួកគាត់នឹងគឺចំថ្ងៃនៃបុណ្យនៃព្រះទន្លេតែម្ដងអញ្ចឹងពួកគាត់សន្និដ្ឋានបានថាក្មេងទាំងអស់ដែលបានស្លាប់នឹងគឺជាក្មេងដែលគេយកទៅបូជាសម្រាប់ព្រះនៅទន្លេនឹងឯងដោយសារតែក្មេងៗទាំងអស់នឹងគេយកទៅបូជាឲ្យព្រះនៅទន្លេអញ្ចឹងហើយបានជាគេយកផ្លាកបរឹងរបស់ពួកគាត់នឹងមកដាក់សារដូនតាព្រោះពួកគេគិតថាក្មេងទាំងអស់នឹងជាអ្នកដែលនាំកិត្តិយសមកកាន់គ្រួសារ GC ក៏បានគិតឃើញថាចុះបើក្មេងទាំងអស់នឹងអត់បានត្រូវយកបូជាទៅឲ្យព្រះទន្លេទេតើក្មេងទាំងអស់នឹងបាត់ទៅណាដោយសារតែពួកគាត់បានពិសោធន៍ឃើញហើយថាបង្វិចដែលគេបោះចូលទៅក្នុងទឹកនឹងគឺជាកូនជ្រូកទេមិនមែនជាកូនក្មេងទេអញ្ចឹងតើកូនក្មេងទាំងអស់នឹងបាត់ទៅណាលីដុងយ៉ាងក៏បាននិយាយថាបើអញ្ចឹងប្រហែលជាក្មេងទាំងអស់នឹងបើមិនត្រូវគេសម្លាប់ទេក៏ត្រូវបានគេយកទៅជួញដូរដែរ GC គាត់ក៏ឯកភាពជាមួយនឹងគំនិតនឹងដែរដល់ពេលហើយលីដុងយ៉ាងថាដើម្បីបញ្ជាក់ចម្លើយថាពួកគាត់គិតនឹងត្រូវឬក៏ខុសគឺពួកគាត់ត្រូវទៅរកក្មេងដែលក្នុងឆ្នាំនឹងគេយកទៅបូជាឲ្យឃើញអញ្ចឹងពួកគាត់នឹងដឹងហើយថាតើក្មេងនឹងគេយកទៅជួញដូរឬមួយក៏ត្រូវបានគេយកទៅសម្លាប់បន្ទាប់ពីពួកគាត់គិតឃើញបែបហ្នឹងហើយពួកគាត់ក៏បានចាក់ចេញទៅវិញនៅពេលដែលពួកគាត់រៀបចុះទៅក្រោមសារតាំងពីពោហើយហ្នឹងក៏បានជួបជាមួយនឹងក្រុមអង្គការអិចឡើងមកល្មមយ៉ានស៊ីហឺហ្នឹងវាបានសួរក្រុម GC របស់យើងថាមានបានរកឃើញតម្រុយអីថ្មីឬអត់វូគីហ្នឹងប៊ីទៅធ្លោយមាត់ឆ្លើយទីរ៉ាចេះសំណាងវគ្គនឹងលីដុងយ៉ាងបានខាត់គាត់តន់ហើយគាត់និយាយថាអត់មានបានឃើញអីទេវូគីហ្នឹងឡើងពួកម៉ាក់ GC ហើយអត់មានកាត់តាម GC អីសំបីតាមិនទីតែថាទៅអង្ការ GC របស់យើងចូលទ្វារដំបងមិនស្មោះត្រង់ដូចវូគីអញ្ចឹងតែដល់ពេលគាត់បានជួបណានស៊ូទៅឥឡូវគាត់ឆ្លាតខ្លាំងបន្ទាប់ពីក្រុមអង្គការអិចចាក់ចេញទៅបាត់ហ្នឹងក្រុម GC របស់យើងបានលើសំឡេងប្រកែកគ្នានៅខាងក្រៅសារតាំងពីពណ៌អញ្ចឹងហើយពួកគាត់ក៏បានចុះទៅឡើងបញ្ញាប់ដើម្បីពិនិត្យមើលពេលទៅពួកគាត់ឃើញថាអ្នកយាមនៅខាងមុខសារតាំងពីពណ៌ហ្នឹងកំពុងតែឆ្លោះប្រកែកគ្នាជាមួយក្មេងដែលខ្វាក់ធ្លាប់បុកក្រុម GC របស់យើងហ៎លីដុងយ៉ាងគាត់បានរត់យ៉ាងលឿនដើម្បីជួយក្មេងម្នាក់ហ្នឹងឲ្យអ្នកយាមសារដូនតាហ្នឹងមកធ្វើបាបក្មេងម្នាក់ហ្នឹងបានឡើយម្នាក់ដែលគាត់យាមសារដូនតាហ្នឹងគាត់ចោទក្មេងម្នាក់ហ្នឹងថាជាចោរហើយគាត់បានគំរាមក្មេងម្នាក់ហ្នឹងឲ្យមកនឹងម្ដងទៀតទេបើមកម្ដងទៀតហ្នឹងគឺគាត់នឹងវាយហើយលីដុងយ៉ាងលឺអញ្ចឹងគាត់ក៏បានសួរទៅកាន់ក្មេងហ្នឹងដោយសម្ដីទន់ភ្លន់គាត់សួរថាតើឯងលួចគេម្ដងទៀតហើយឬអត់មានអ្នកដែលគិតថាលីដុងយ៉ាងគាត់មានបេះដូងដែលទន់ភ្លន់អញ្ចឹងសោះក្មេងម្នាក់ហ្នឹងក៏បានឆ្លើយថាគឺគាត់អត់បានលួចទេកាលពីមុនហ្នឹងមូលហេតុដែលគាត់លួចហ្នឹងដោយសារតែគាត់នឹងឃ្លានខ្លាំងពេកប្រសិនបើគាត់មិនឃ្លានខ្លាំងរហូតដល់ថ្នាក់គាត់ទ្រាំមិនបានក៏គាត់មិនលួចដែរលីដុងយ៉ាងលឺអញ្ចឹងគាត់ក៏បានសួរទៅកាន់អ្នកយាមសារដូនតាថាតើក្មេងម្នាក់ហ្នឹងមានលួចរបស់អីគាត់ឬអត់អ្នកយាមសារដូនតាហ្នឹងក៏បានឆ្លើយថាអត់មានទេដល់ពេលអញ្ចឹងលីដុងយ៉ាងក៏ថាឲ្យគាត់មកគាត់ថាអញ្ចឹងមិនក៏ធ្វើបាបក្មេងហើយគាត់បានគំរាមទៅកាន់អ្នកយាមសារដូនតាហ្នឹងដោយទឹកមុខមាំថាគ្មានអ្នកណាម្នាក់អាចមកធ្វើបាបកូននឹងទៀតបានទេអ្នកយាមបន្ទាប់ពីត្រូវលីដុងយ៉ាងគំរាមគាត់បាននិយាយថាចាក់អ្នកស្រីបាននិយាយថាវាគឺជាពិធីបុណ្យព្រះនៃទន្លេអ្នកយាមនឹងនិយាយបានតែប៉ុណ្្នឹងក្មេងពិការភ្នែកនោះស្រាប់តែដួលប្រកាច់ភ្លាមតែម្ដងអត់ដឹងថាមកពីមូលហេតុអីក្រុម GC របស់យើងពេលឃើញអញ្ចឹងគឺគាត់ព្យាយាមជួយសង្គ្រោះក្មេងម្នាក់នឹងតែម្ដងដល់ពេលអ្នកយាមនឹងគ្រាន់តែឃើញស្ថានភាពបែបហ្នឹងគេចយករួចខ្លួនតែឯងតែម្ដងលីដុងយ៉ាងគាត់បានព្យាយាមជួយសង្គ្រោះក្មេងនឹងតាមលទ្ធភាពដែលគាត់ធ្លាប់ដឹងGC គាត់បានសម្លឹកមើលអាការៈក្មេងនឹងហើយគាត់មានអារម្មណ៍ថាអាការៈបែបហ្នឹងហាក់ដូចជាគាត់សាំនឹងអាការៈបែបហ្នឹងមិនមែនហាក់ដូចជាគាត់ធ្លាប់ឃើញអាការៈបែបហ្នឹងពីមុនមកតែគាត់នឹកអត់ឃើញ GC គាត់កំពុងតែចាប់អារម្មណ៍ថាទ្វារហ្នឹងគឺមានអីតំណតំណងជាមួយនឹងគាត់ទៀតហើយជំងឺដែលក្មេងហ្នឹងកើតអ្នកទាំងអស់គ្នាគេហៅថាជំងឺភ័យខ្លាចជំងឺហ្នឹងនៅពេលដែលគាត់បានជួបប្រទះហេតុការណ៍ដែលធ្វើឲ្យគាត់ខ្លាចឬមួយក៏ឮពាក្យពេចន៍ណាមួយដែលធ្វើឲ្យគាត់ខ្លាចគឺគាត់នឹងស្លាប់ហើយប្រកាច់ភ្លាមតែម្ដងលីដុងយ៉ាងបានព្យាយាមជួយសង្គ្រោះក្មេងម្នាក់ហ្នឹងរហូតតតែក្មេងម្នាក់ហ្នឹងបានដឹងខ្លួនត្រឡប់មកវិញពេលដែលគាត់ភ្ញាក់ត្រឡប់មកវិញហ្នឹងលីដុងយ៉ាងបានសួរគាត់ថាតើឯងមិនអីទេឬហើយផ្ទះរបស់ឯងនៅឯណាក្មេងនោះក៏ឆ្លើយថាខ្ញុំមិនអីនោះទេនៅពេលដែលខ្ញុំនៅក្មេងខ្ញុំត្រូវបានគេចាប់ចម្រិតពួកគេមានបំណងលក់ខ្ញុំទៅឲ្យគ្រួសារអ្នកមានប៉ុន្តែដោយសារតែខ្ញុំមានសុខភាពមិនល្អហើយមិនអាចលក់ចេញនៅតម្លៃដែលពួកគេត្រូវការបានបន្ទាប់មកពួកគេក៏បានវាយធ្វើបាបខ្ញុំហើយបង្ខំឲ្យខ្ញុំទៅលួចឬក៏ឆក់ពួកគេបានបង្អត់អាហារខ្ញុំពេលមួយនោះខ្ញុំបានខឹងហើយបានតដៃជាមួយពួកគេវិញពួកគេក៏បានវាយខ្ញុំរហូតតតែខ្ញុំខ្វាក់ភ្នែកទើបពួកគេឲ្យអាហារនិងកន្លែងគេងមកខ្ញុំត្រូវបានគេបញ្ជូនមកទីនេះជារៀងរាល់ព្រឹកហើយឲ្យត្រឡប់ទៅវិញនៅរៀងរាល់ពេលយប់JCបន្ទាប់ពីគាត់ស្ដាប់រឿងរ៉ាវហើយក៏បានសួរក្មេងនឹងថាតើឯងត្រូវបានគេជួញដូរមកទីនេះឬតើឯងដឹងទេថាឯងមកពីទីណាក្មេងក៏បានឆ្លើយថាខ្ញុំមិនដឹងនោះទេខ្ញុំបានភ្លេចអ្វីគ្រប់យ៉ាងដែលបានកើតឡើង
ការពីខ្ញុំនៅតូចវូគីក៏បានសួរទៅកាន់ក្មេងតូចថាចុះមិនបានជាឯងឈឺហើយប្រកាច់ភ្លាមនៅពេលនេះអញ្ចឹងក្មេងហ្នឹងគាត់ក៏ឆ្លើយថាឲ្យតែគាត់បានឮព្រះនៃទន្លេដឹងតែគាត់ឈឺហើយប្រកាច់ហើយបន្ទាប់ពីស្ដាប់រឿងរ៉ាវដែលក្មេងហ្នឹងនិយាយអស់ហើយលីដងយ៉ាងបានប្រាប់ឲ្យ GC និងវូគីនៅមើលក្មេងម្នាក់ហ្នឹងហើយគាត់នឹងទៅអសដ្ឋានដើម្បីរកថ្នាំមកជួយក្មេងម្នាក់ហ្នឹងដោយសារតានៅក្រុមរបស់គាត់ហ្នឹងធ្លាប់មានអ្នកដែលកើតជំងឺប្រភេទអញ្ចឹងដែរហើយគាត់មានថ្នាំអាចព្យាបាលបានអញ្ចឹងគាត់ចង់ទៅរកថ្នាំហ្នឹងមើលគេលោមានដើម្បីមកព្យាបាលក្មេងម្នាក់ហ្នឹងបន្ទាប់មកសាច់រឿងក៏កាត់មកដល់ពេលយប់ GC និងវូគីគឺគាត់បានត្រឡប់មកកន្លែងស្នាក់នៅវិញហើយគណៈពេលដែលគាត់មកហ្នឹងគឺគាត់បានជួបអ្នកស្រីយូកំពុងតែបំពេអាកណាត់ដែលអត់មានកូនហ្នឹងទៀតហើយអ្នកស្រីយូក៏បានសម្លឹងសម្លាក់ពួកគាត់ហាក់ដូចជាចង់ហែកសាច់ស៊ីអញ្ចឹងប៉ុន្តែនាងក៏អត់បានធ្វើអីដែរនាងក៏ងាកមកបំពេកូនដែលអត់មាននៅក្នុងដៃរបស់នាងហ្នឹងជាបន្តទៅ GC ឃើញអញ្ចឹងគាត់ក៏បានរៀងធូរចិត្តបន្តិចដែរហើយគាត់ក៏បានប្រាប់វូគីទាំងភ័យថាឲ្យដើរសឹមចូលទៅខាងក្នុងទៅមិនបាច់ខ្វល់ពីអ្នកស្រីយូនឹងទេហើយពួកគាត់ក៏បានដើរចូលក្នុងទស្សនៈទាំងភ័យអ្នកស្រីយូនៅពេលដែល GC និងវូគីដើរចូលទស្សនៈហ្នឹងគឺនាងបានសម្លឹងពួកគាត់ដោយកែវភ្នែកកាយសាហាវទៀតហើយនៅពេលដែល GC វូគីដើរមកចូលដល់បន្ទប់ទទួលភ្ញៀវភ្លាមហ្នឹងអាប៉ែយ៉ានស៊ីហឺហ្នឹងក៏មកសួរ GC របស់យើងភ្លាមតែម្ដងថាមិនក៏ GC របស់យើងហ្នឹងមកវិញយប់ម៉េះ GC ក៏បានឆ្លើយថាដោយសារថ្ងៃហ្នឹងមើលទៅអាកាសធាតុល្អអញ្ចឹងហើយគាត់ក៏ដើរលេងមើលជុំវិញទៅបន្ទាប់មកអាប៉ែយ៉ានស៊ីហឺហ្នឹងវាប្រពូ GC របស់យើងហ្នឹងដោះដូរតម្រុយគ្នាដោយសារតែវារកឃើញតម្រុយថ្មី GC ក៏បានតបថាមានអីប៉ុន្តែអាស្រ័យលើតម្រុយដែលអាប៉ែហ្នឹងរកបានដែរបើសិនជាតម្រុយហ្នឹងគួរឲ្យចាប់អារម្មណ៍បាន GC របស់យើងហ្នឹងព្រមដូរហើយគាត់ក៏ប្រាប់ឲ្យអាប៉ែយ៉ានស៊ីហឺហ្នឹងនិយាយពីតម្រុយរបស់គាត់ហ្នឹងមុនទៅតម្រុយរបស់អាប៉ែហ្នឹងគឺជាផ្លាកព្រលឹងរបស់ក្មេងៗនៅឯសាលដូនតាខ្ញុំមិនដឹងនោះទេថាឯងចាប់អារម្មណ៍ឬអត់ពីព្រោះថាឯងបានទៅសាលដូនតានោះដែរតែក្នុងចំណោមផ្លាកព្រលឹងក្មេងៗទាំងអស់នោះគឺមានផ្លាកព្រលឹងមួយដែលពិសេសជាងគេផ្លាកព្រលឹងនោះគឺមានឈ្មោះថាយូឆៃហឺ GC លើអញ្ចឹងក៏សួរថាតើមានអីពិសេសជាមួយឈ្មោះមួយហ្នឹងអាប៉ែហ្នឹងអត់បានឆ្លើយសំណួរហ្នឹងទៅកាន់ GC របស់យើងទេវាឲ្យ GC របស់យើងហ្នឹងប្រហែលពីតម្រុយសិនមិនវានិយាយតទៅទៀតហើយតម្រុយដែលវាចង់ដឹងហ្នឹងវាចង់ដឹងថាតើក្រុម GC របស់យើងហ្នឹងបានដឹងអីខ្លះនៅពេលដែលក្រុម GC របស់យើងហ្នឹងបានទៅកន្លែងរស់នៅរបស់អ្នកស្រីយូគឺអាកន្លែងដែលពួកគាត់ឃើញគេចម្រាញ់ប្រេងធ្វើពីសាច់មនុស្សហ្នឹងអ្នកទាំងអស់គ្នា GC ក៏បានប្រាប់គាត់ថាអ្នកស្រីយូបានយកសាកសពទៅកន្លែងផ្ទះបាយរបស់នាងបានប្រើសាកសពទាំងនោះដើម្បីធ្វើជាប្រេងរបស់មនុស្ស GC គាត់ប្រហែលបានតែប៉ុណ្្នឹងគាត់ក៏សួរអាប៉ែនឹងវិញថាយូឆៃហឺនឹងគឺជាអ្នកណាគេអាប៉ែនឹងក៏បានប្រាប់ថាយូឆៃហឺនឹងគឺមានត្រកូលដូចជាអ្នកស្រីយូដែរអញ្ចឹងយូឆៃហឺនឹងគឺជាកូនរបស់អ្នកស្រីយូនឹងឯងបន្ទាប់ពីអាប៉ែនឹងប្រាប់ថាយូឆៃហឺគឺជាអ្នកណាទៅដល់ GC ហើយបាន GC បង្ហើបតម្រុយចុងក្រោយទៅកាន់គាត់វិញដែរគាត់បានប្រាប់ថាអ្នកស្រីយូបានយកប្រេងដែលចម្រាញ់ពីសាកសពទាំងអស់នោះទៅដាក់ក្នុងចង្កៀងប្រេងដែលហៅថាចង្កៀងប្រេងមនុស្សហើយចង្កៀងប្រេងមនុស្សនឹងហើយគឺសម្រាប់ការពារពួកគាត់ប្រសិនបើអត់ដិតចង្កៀងប្រេងមនុស្សនឹងទេនឹងត្រូវស្លាប់ហើយបន្ទាប់ពីដោះដូរតម្រុយគ្នាហើយអស់នឹងអាក្រុមអង្គការអិចនឹងក៏ចេញទៅបាត់អស់ទៅអូ admin ភ្លេចប្រាប់ GC ក៏អត់ដឹងឯណាថាពីអ្នកនឹងមកពីអង្គការអិច GC បន្ទាប់ពីគាត់ដឹងថាយូឆៃហឺគឺជាកូនស្រីរបស់អ្នកស្រីយូនឹងចឹងគាត់ដឹងហើយថាជំងឺផ្លូវចិត្តរបស់អ្នកស្រីយូនឹងគឺបណ្ដាលមកពីការស្លាប់របស់កូនគាត់នឹងឯងពីរអ្នកនេះវាបានមកដល់បន្ទប់វិញហើយបន្ទាប់ពីស្ដាប់អីដែល GC បានប្រាប់វាហើយឥឡូវវាកំពុងតែគិតគូររកធ្វើផែនការវាចង់ពិសោធន៍ថាតើអាចង្កៀងប្រេងមនុស្សនឹងពិតជាអាចការពារពួកវាពីការស្លាប់មែនឬក៏អត់ឬមួយគ្រាន់តែជាការសន្និដ្ឋានផ្ដេសផ្ដាស់ទេអញ្ចឹងហើយវាចង់ធ្វើការពិសោធន៍ដើម្បីឲ្យដឹងច្បាស់ថាវាពិតជាអាចការពារបានឬវាគ្រាន់តែជាអន្ទាក់ហើយការពិសោធន៍អញ្ចឹងសិតតែយកជីវិតមនុស្សមកបដូរអញ្ចឹងពួកនឹងអត់ដែលមានគំនិតល្អម្ដងណាទេបកមកកាន់ GC និង Wookie វិញនៅពេលដែលពួកគាត់មកដល់បន្ទប់នឹង Wookie បានសួរទៅកាន់ GC ថាតើជឿអីដែលយ៉ានស៊ីហឺនឹងនិយាយមិញឬអត់ GC ក៏បានឆ្លើយថាបើតាមសន្ធិជំនាញដែលប្រាប់គាត់នឹងប្រាប់ថាអ្វីដែលយ៉ានស៊ីហឺនិយាយមិញនឹងគឺជាការពិតហើយបើគាត់វិភាគឲ្យបានល្អិតល្អន់ទៅគឺតម្រុយមួយនឹងគឺច្បាស់ជាមិនคล้ายទេហើយគាត់បាននិយាយទៅថាបើតាក់តនឹងការបង្កើតតម្រុយคล้ายគឺយើងមានអ្នកជំនាញម្នាក់ដែលកំពុងនៅជាមួយយើងស្រាប់ហើយគ្រាន់តែគាត់និយាយដល់គ្នានឹងភ្លាមលីដងយ៉ាងក៏បានមកដល់ផ្លែតដល់ពេលហើយ GC ក៏បាននិយាយថាណ៎ឃើញអត់និយាយភ្លាមទាំងហៅមកដល់ផ្លែត
ចាស់ខ្មែរយើងធ្លាប់និយាយថាឲ្យតែនឹកដើមទាំងហើមដល់ចឹងគេថាអាយុវែងពេលដែលលីដងយ៉ាងមកដល់នឹងជីស៊ីក៏បាននិយាយអំពីការដោះដូរតម្រុយរវាងគាត់និងយ៉ានស៊ីហឺទៅប្រាប់លីដងយ៉ាងបន្ទាប់ពីលីដងយ៉ាងស្ដាប់ហើយនឹងគាត់ក៏បាននិយាយថាក្មេងសុំទានដែលខ្វាក់ភ្នែកនឹងបានប្រាប់គាត់ថាបានឮសំឡេងក្មេងយំចេញពីសាដូនតានឹងជីស៊ីបន្ទាប់ពីស្ដាប់ហើយគាត់ក៏គិតមួយសន្ទុះរួចហើយគាត់ក៏និយាយថាអញ្ចឹងពួកយើងនឹងទៅសាដូនតាដើម្បីពិនិត្យមើលម្ដងទៀតប៉ុន្តែមុនពេលដែលគាត់ទៅសាដូនតាដើម្បីត្រួតពិនិត្យមើលម្ដងទៀតនឹងជីស៊ីគាត់បានដកអាសុំដែលគេដាក់ចង្គៀងប្រេងការពារនឹងយកទៅដាក់ក្នុងទូហើយពួកគាត់ក៏បានលួចមកសាដូនតានឹងតែយប់មើលទៅ3នាក់នឹងទំនងខ្លាចខ្មោចប៉ុន្តែមកសាដូនតាពេលយប់ពេលដែលគាត់ដើរចូលមកនឹងសង្កេតឃើញថាអ្នកយាមនៅសាដូនតានឹងដេកលក់អីអញ្ចឹងពួកគាត់ខំធ្វើដើរយឺតធ្វើម៉េចឲ្យសំឡេងនឹងអត់លឺដើម្បីកុំឲ្យអ្នកយាមនឹងភ្ញាក់បន្ទាប់មកពួកគាត់ក៏បានព្យាយាមដើរឆែកឆេរគ្រប់កលុកកលិតផ្សេងទៀតដែលពួកគាត់អាចបានមើលកាលពីថ្ងៃបន្ទាប់មកពួកគាត់ក៏បានរកឃើញបន្ទប់មួយបន្ទប់នឹងមើលទៅតំណងដូចជាបន្ទប់ដាក់អីវ៉ាន់ពេលមកដល់បន្ទប់នឹងភ្លាម GC បានឃើញចម្រឹងដែកនៅពេលដែលគាត់ឃើញចម្រឹងដែកនឹងហើយគឺគាត់នឹកឃើញដល់អតីតកាលរបស់គាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់តែម្ដងពេលនោះគាត់ហើយមិត្តភ័ក្តិរបស់គាត់នឹងត្រូវបានគេចាប់ចងហើយឃុំនៅក្នុងបន្ទប់មួយហើយឥឡូវនឹងគាត់កំពុងតែជួយស្រាយចំណងឲ្យមិត្តភ័ក្តិរបស់គាត់ពេលដែលគាត់ស្រាយចំណងឲ្យមិត្តភ័ក្តិរបស់គាត់បានហើយនឹងមិត្តភ័ក្តិរបស់គាត់នឹងក៏បានជួយស្រាយចំណងឲ្យគាត់វិញប៉ុន្តែទោះបីជាពួកគាត់ស្រាយចំណងឲ្យគ្នាទៅវិញទៅមកបានហើយក៏គាត់អាចចេញពីបន្ទប់នឹងបានដែរពីព្រោះថាទ្វារនឹងត្រូវបានគេចាក់សោហើយអត់មានអ្នកណាម្នាក់នឹងមកជួយពួកគាត់ទេប៉ុន្តែ GC របស់ពួកយើងគឺគាត់ឆ្លាតហើយ IQ របស់គាត់ក៏ខ្ពស់ដែរអញ្ចឹងគាត់អាចដោះស្រាយបញ្ហានឹងបានយ៉ាងងាយគាត់បានទៅបិទបារាយបន្ទប់នឹងភ្លាមរួចហើយគាត់បានទាញខ្សែភ្លើងមួយឲ្យដាច់ចេញមកតបមកគាត់ក៏បានយកអាខ្សែភ្លើងនឹងរុំជាមួយនឹងដែកហើយយកអាដែកនឹងទៅញុកចូលក្នុងអាកលើទ្វារដល់ពេលអាខ្សែភ្លើងមកចំហៀងទៀតនឹងគាត់រុំជាមួយចង្កឹះសោហើយយកវាទៅស៊ីតអាកន្លែងកញ្ចក់ទ្វារបន្ទាប់ពីគាត់ធ្វើអញ្ចឹងហើយគាត់ក៏បានទៅបើកបារាយឲ្យមានភ្លើងត្រឡប់មកវិញហើយមូលហេតុដែលគាត់ធ្វើអញ្ចឹងអ្នកទាំងអស់គ្នាគឺគាត់នឹងចង់យកកម្ដៅពីចរន្តអគ្គិសនីនឹងដើម្បីដុតកំទេចអាកញ្ចក់ទ្វារដែកហើយនឹងកន្លែងកលើទ្វារនឹងឲ្យទ្វារនឹងអាចបើកចេញបាននិយាយទៅ GC របស់យើងនឹងគឺគាត់ឆ្លាតរូបវិទ្យាខ្លាំងមែនតើអាហ្នឹងគឺតាក់ទងនឹងរូបវិទ្យាអគ្គិសនីអ្នកទាំងអស់គ្នាមិត្តភ័ក្តិរបស់គាត់ពិតជាសរសើរ GC មែនតើថា GC របស់យើងនឹងបកកែដល់ហើយ GC គាត់ក៏ឆ្លើយថាអីទេដោយសារតែគាត់នឹងរៀនផ្នែកវិទ្យាសាស្ត្រនៅពេលដែលគាត់ចូលមហាវិទ្យាល័យគឺពួកគាត់នឹងសង្ឃឹមថាសិស្សវិទ្យាសាស្ត្រទាំងអស់នឹងអាចកែប្រែពិភពលោកទៅរកពិភពលោកដ៏ល្អមួយអញ្ចឹងហើយអ្នកទាំងអស់គ្នាបានគេជួយចិត្តឲ្យសិស្សរៀនផ្នែកវិទ្យាសាស្ត្រឲ្យបានច្រើននឹងពីព្រោះថាសពោអ្នកវិទ្យាសាស្ត្រទៅប្រទេសជាតិនឹងរីកចម្រើនព្រោះថាវិទ្យាសាស្ត្រគឺវាមានសារៈប្រយោជន៍សំខាន់ខ្លាំងមែនទែនសម្រាប់មនុស្សយើងរស់នៅឥឡូវយើងឃើញជាក់ស្ដែងណា GC គាត់ប្រើចំណេះដឹងដែលបានមកពីខាងផ្នែកវិទ្យាសាស្ត្រដើម្បីដោះស្រាយបញ្ហាដែលគាត់ជួបប្រទះនៅចំពោះមុខហើយបន្ទាប់ពីគាត់ធ្វើអញ្ចឹងហើយនឹងទ្វារដែកនឹងក៏ត្រូវបានបើកដោយរលូនទៅបន្ទាប់ពីទ្វារដែកត្រូវបានបើកហើយនឹង GC ក៏បានទាញអារម្មណ៍របស់គាត់នឹងមកកាន់ពិភពនៃទ្វារវិញ GC គាត់ចាប់ផ្ដើមមានអារម្មណ៍ដដែលត្រឡប់មកវិញហើយគឺអារម្មណ៍ដែលថាទ្វារនឹងគឺមានអីតាក់ទងជាមួយនឹងគាត់បន្ទាប់មកគាត់ក៏បានរកឃើញកណាត់មួយដែលមានឈាមហើយកណាត់នឹងតំណងជាកណាត់ដែលគេដាក់3ទារកពួកគាត់គិតថាបន្ទប់នឹងគឺជាបន្ទប់មួយដែលគេប្រើសម្រាប់លាក់ទារកអញ្ចឹងពួកគាត់ដឹងហើយថាក្មេងៗអត់ត្រូវបានបូជាទៅឲ្យព្រះនៅទន្លេបោះចូលទៅក្នុងទឹកអីទេគឺគេយកក្មេងៗមកលាក់នៅក្នុងបន្ទប់នឹងឯងទីតាំងបន្ទប់មួយនឹងគឺជាទីតាំងដែលគេលាក់ក្មេងៗតពងបន្ទាប់មកទៀតគេនឹងយកក្មេងៗនឹងទៅកន្លែងទីតាំងមួយផ្សេងទៀតតែពួកគាត់ដឹងទេថាគេយកទៅណាលីដងយ៉ាងក៏បានរកឃើញកាក់ថ្នាំនៅក្នុងចានមួយគាត់គិតថាព្រះនៃទន្លេវាគ្រាន់តែជាឆាកល្ខោនមួយដែលគេរៀបចំតែប៉ុណ្ណោះអញ្ចឹងមានន័យថាព្រះនៃទន្លេគឺអត់មានទេគេរៀបចំឆាកល្ខោននឹងមកគឺដើម្បីទៅចាប់ក្មេងៗនឹងឯងដោយសារតែពេលឥឡូវហ្នឹងវារៀងយប់ដែរហើយអញ្ចឹងពួកគាត់ត្រូវត្រឡប់ទៅកន្លែងស្នាក់នៅវិញឲ្យបានមុនពេលដែលអ្នកស្រីយូនាំកូនជ្រូកនឹងដើរត្រួតពិនិត្យតាមបន្ទប់ទៀតហើយសាច់រឿងក៏បង្ហាញឲ្យឃើញថាក្រុម GC របស់យើងនឹងគឺកំពុងតែគេងអ្នកស្រីយូហើយនិងកូនជ្រូកទាំង4នឹងគឺដើរត្រួតពិនិត្យតាមបន្ទប់ទៀតហើយចំណែក GC វិញគឺគាត់គេងអត់ស្កប់ទេបារះលេចបារះកើតបារះលេចបារះកើតបន្ទាប់មកសាច់រឿងក៏កាត់មកដល់ពេលព្រឹកតែម្ដងក្រុម GC របស់យើងគាត់បានយកកំទេចថ្នាំដែលគាត់រកបានមកពីសាដូនតាមកសួរលោកគ្រូប៉ែតលីលោកគ្រូប៉ែតលីនៅពេលដែលគាត់យកកំទេចថ្នាំហាត់ហើយអាការៈរបស់គាត់បញ្ចេញមកថាគឺគាត់ច្បាស់ជាមួយនឹងប្រភេទថ្នាំនឹងខ្លាំងមែនទែនប៉ុន្តែគាត់បានបដិសេធប្រាប់ក្រុម GC របស់យើងថាគាត់អត់ដឹងហើយអាចនិយាយបានទេក្រុម GC របស់យើងក៏មិនបានបង្ខំគាត់ដែរហើយពួកគាត់ក៏ចាក់ចេញមកវិញនៅពេលដែលគាត់ចាក់ចេញហ្នឹងលោកគ្រូប៉ែតលីហ្នឹងបានលួចមើលពួកគាត់តំណងប្រហែលជាថ្នាំហ្នឹងមានអីមួយដែលលាក់បាំងនៅពីក្រោយហ្នឹងហើយសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់ត្រឡប់មកកន្លែងស្នាក់នៅវិញដើម្បីញ៉ាំអាហារពេលហ្នឹងអាប៉ែយ៉ានស៊ីហឺហ្នឹងវាកំពុងតែនិយាយរឿងចង្គៀងប្រេងមនុស្សទៅកាន់គ្រប់គ្នាអំពីអ្វីដែល GC បានប្រាប់វានិយាយដូចវាដឹងរឿងនឹងទាំងអស់ដោយខ្លួនឯងអញ្ចឹងគោលបំណងដែលវានិយាយប្រាប់ហ្នឹងគឺដើម្បីបោកបញ្ឆោតអ្នកផ្សេងទៀតដែលគេមិនដឹងពីចង្គៀងប្រេងមនុស្សហ្នឹងដើម្បីឲ្យវាពិសោធន៍ដឹងថាតើចង្គៀងប្រេងមនុស្សហ្នឹងពិតជាអាចសម្លាប់មនុស្សបានមែនឬក៏អត់ព្រោះ
វាបានប្រាប់គ្រប់គ្នាថាប្រេងនឹងគឺចម្រាញ់មកពីសាច់របស់មនុស្សអញ្ចឹងមនុស្សគ្រប់គ្នាច្បាស់ជាមានការភ័យខ្លាចពេលអញ្ចឹងទៅពួកគេនឹងលែងប្រើចង្គៀងហ្នឹងហើយអញ្ចឹងគាត់អាចពិសោធន៍បានហើយថាតើពេលដែលលែងមានចង្គៀងនឹងប្រើមនុស្សស្លាប់ឬក៏អត់ហើយរាល់ពាក្យពេចន៍ដែលវាបាននិយាយនឹងក្រុម GC របស់យើងក៏បានលើដែរដោយសារតុអាហាររបស់ពួកគាត់ទាំងពីរនឹងគឺនៅជិតគ្នាប៉ុន្តែអបិយានស៊ីហឺនឹងវានិយាយដល់អត់មានអ៊ីនមាត់សោះហ្មងហើយគោលបំណងដែលអបិយានស៊ីហឺកំពុងតែចង់ធ្វើនឹងក៏ក្រុម GC របស់យើងបានដឹងដែរដល់ពេលអញ្ចឹង GC គាត់បានដឹងអបិនឹងមិនល្អបន្តិចម្ដងហើយឈានមកដល់ពេលយប់ក្រុម GC របស់យើងគឺគាត់បានមកបន្ទប់ស្នាក់នៅរបស់គាត់វិញហើយគ្រាន់តែពួកគាត់មកដល់បន្ទប់វិញហ្នឹងកូនតុក្កតាដែលនៅក្នុងកាបូប GC ហ្នឹងចាប់ផ្ដើមយំទីរៃដល់អញ្ចឹង GC ក៏បានដកយកតុក្កតាហ្នឹងដើម្បីពិសោធន៍មើលព្រោះគាត់សង្ស័យថាមានមនុស្សចូលមកលុកលុយនៅក្នុងបន្ទប់របស់ពួកគាត់នៅពេលដែល GC យកតុក្កតាមកដាក់ចិត្តចង្គៀងប្រេងក្នុងបន្ទប់របស់គាត់គឺតុក្កតាស្រែកយំសម្លេងខ្លាំងមែនតើដល់ពេលអញ្ចឹងទៅ GC ក៏ដឹងភ្លាមៗហ្មងថាចង្គៀងប្រេងហ្នឹងគឺត្រូវបានគេផ្លាស់ប្ដូរហើយដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាចង្គៀងប្រេងរបស់គាត់នឹងពិតជាត្រូវបានគេបដូរមែនគាត់ក៏បានយកស៊ុំដែលគេដាក់ចង្គៀងប្រេងដែលគាត់យកដាក់ក្នុងទូនឹងយកមកដាក់ចង្គៀងប្រេងថ្មីនឹងដល់ពេលដាក់ទៅឃើញថាវាអត់ត្រូវគ្នាពិតមែនអាស៊ុំនឹងគឺដាក់ត្រូវចង្គៀងប្រេងចាស់របស់គាត់ប៉ុន្តែអាថ្មីនេះគឺដាក់អត់ត្រូវទេអញ្ចឹង 100% គឺចង្គៀងប្រេងនឹងគឺមិនមែនរបស់គាត់អាដើមទេត្រូវបានគេបដូរបាត់ហើយពួកគាត់ក៏បានចេញរកចង្គៀងប្រេងតាមបន្ទប់ផ្សេងៗដែលមានចំនួនពីតុក្កតាពីព្រោះថាបើពួកគាត់រកចង្គៀងប្រេងធ្វើពីមនុស្សមិនបានទេអញ្ចឹងយប់នឹងពួកគាត់ច្បាស់ជាត្រូវស្លាប់ហើយប៉ុន្តែនៅពេលដែលពួកគាត់ទៅមើលចង្គៀងប្រេងនៅបន្ទប់ផ្សេងៗដែលគ្មានមនុស្សស្នាក់នៅនឹងចង្គៀងប្រេងទាំងអស់ហ្នឹងក៏ត្រូវបានគេបដូរដែរដល់ពេលអញ្ចឹង GC គឺគាត់ប្រកាសក្នុងចិត្តហ្មងថាអ្នកដែលធ្វើហ្នឹងគឺគេមានបំណងច្បាស់ណាស់គឺចង់សម្លាប់ពួកគាត់ហើយអ្នកដែលធ្វើហ្នឹងច្បាស់ជាមិនអ្នកស្រីយូទេច្បាស់ជាអ្នកដែលនៅក្នុងចំណោមលេងទ្វារជាមួយគ្នានឹងឯងហើយអ្នកទាំងអស់គ្នាគូតែដឹងហើយថាជាអ្នកណាជាអ្នកធ្វើណោះ admin នៅតែគិតថា GC អត់សមដូរតម្រុយដ៏សំខាន់នឹងជាមួយអាប៉ែនឹងសោះនិយាយមែនតម្រុយនឹងសំខាន់ណាស់ណាហើយគាត់ទៅនិយាយប្រាប់ម្នាក់ហ្នឹងតែបើចង់បន្ទោស GC ក៏មិនកើតដែរដោយសារ GC គាត់ជាមនុស្សល្អគាត់អត់ចង់ឲ្យមានអ្នកណាម្នាក់ស្លាប់នៅក្នុងទ្វារទេហើយគាត់គិតថាគេនឹងចិត្តល្អដូចគាត់តែគាត់មានដឹងណាគេមិនល្អហើយឥឡូវហ្នឹងគេប្រើអាហ្នឹងមកធ្វើបាបគាត់វិញទៀតប៉ុន្តែទោះបីជាអញ្ចឹងក៏ដោយពួកគាត់អត់ទាន់អស់សង្ឃឹមទេពួកគាត់នៅតែតាមស្វែងរកចង្គៀងប្រេងមនុស្សជាបន្តនៅពេលដើរដល់បន្ទប់ដែលពួកគាត់ធ្លាប់ស្នាក់នៅដំបូងគេបងអស់ហ្នឹងលីដុងយ៉ាងនិងវូគីហ្នឹងប្រុងដើរហួសហើយដោយសារតាបន្ទប់ហ្នឹងពួកគាត់ធ្លាប់នៅហើយរើចេញម្ដងហើយថានៅមិនបានអញ្ចឹងពួកគាត់ប្រុងអត់ចូលត្រួតពិនិត្យមើលប៉ុន្តែចៃដន្យអី GC បានសង្កេតឃើញថាតុក្កតាគឺបានឈប់យំនៅមុខបន្ទប់ហ្នឹងអញ្ចឹងគាត់ត្រូវទៅចូលមើលបន្ទប់ហ្នឹងម្ដងទៀតទោះបីជាបន្ទប់ហ្នឹងពួកគាត់ធ្លាប់នៅហើយឥឡូវឈប់នៅក៏ដោយហើយនៅពេលដែលពួកគាត់បើកបន្ទប់ហ្នឹងចូលត្រួតពិនិត្យមើលទៅគឺទិដ្ឋភាពនៅក្នុងបន្ទប់ហ្នឹងគឺលែងបុរាណទេដែរតែដូចជាបន្ទប់ដែលនៅសាកលវិទ្យាល័យបន្ទប់ស្នាក់នៅរបស់ GC អញ្ចឹងម្ដងនេះមិនមែនមានតែ GC ទេដែលមានអារម្មណ៍ថាប្លែកសូម្បីតែ Voki ក៏មានអារម្មណ៍ថាចម្លែកដែរនៅក្នុងហ្គេមអាចមានទិដ្ឋភាពដូចបន្ទប់ដែលពួកគាត់ស្នាក់នៅឯសាកលវិទ្យាល័យហើយបន្ទប់មួយនេះក៏បាននាំសំណាងទៅដល់ក្រុម GC របស់យើងផងដែរពីព្រោះថាមានចង្គៀងប្រេងមនុស្សនៅក្នុងបន្ទប់នឹងចំនួន1ដែលចង្គៀងប្រេងមនុស្សនេះគឺជាចង្គៀងប្រេងមនុស្សពិតប្រាកដមិនមែនជារបស់ខ្លែងខ្លាយទៀតនោះទេអញ្ចឹងពួកគាត់ជប់នឹងគឺរួចខ្លួនហើយបន្ទាប់ពីរកចង្គៀងប្រេងមនុស្សបានហើយពួកគាត់ក៏ត្រឡប់មកបន្ទប់ដើម្បីគេងវិញតាមរយៈរឿងរ៉ាវដែលបានកើតឡើងចំពោះគាត់និងអ្វីដែលយ៉ានស៊ីហឺបានធ្វើនឹងគឺ GC គាត់បានដឹងហើយថាពេលហ្នឹងយ៉ានស៊ីហឺមិនមែនជាអ្នកលេងទ្វារធម្មតានោះទេប៉ុន្តែគឺជាអ្នកដែលមកពីអង្គការ X លីដុងយ៉ាងក៏បាននិយាយផងដែរថាក្រុមអង្គការ X ហ្នឹងបានមកតំណែងក្រុមអង្គការជាមួយគាត់ហ្នឹងដើម្បីឲ្យសហការគ្នាប៉ុន្តែគាត់អត់យល់ព្រមទេពីព្រោះគាត់គិតថាក្រុមអង្គការ X ហ្នឹងមើលទៅដូចមិនតំណងហើយមិនស្រួលប្រហែលជាពួកហ្នឹងមានផែនការអាក្រក់ណាមួយបើមិនអញ្ចឹងទេមិនណានស៊ូបារម្ភដល់ថ្នាក់ហ្នឹងទេហើយគាត់ប្រាប់ឲ្យ GC ហ្នឹងកុំបារម្ភអីគាត់បាននិយាយឲ្យថាក្នុងទ្វារហ្នឹងគឺគាត់នឹងការពារ GC អញ្ចឹងមិនឲ្យ GC មានការភ័យខ្លាចអីទាំងអស់ហើយគ្រាន់តែលីដុងយ៉ាងនិយាយតែប៉ុណ្្នឹងហើយ GC ដឹងហ្មងថាលីដុងយ៉ាងមកក្នុងទ្វារហ្នឹងគឺដោយសារតាណានស៊ូហ្នឹងបានសុំឲ្យលីដុងយ៉ាងមកក្នុងទ្វារហ្នឹងដើម្បីមកការពារគាត់លីដុងយ៉ាងក៏មិនបានបដិសេធអីដែរគឺគាត់ទទួលស្គាល់ហើយប៉ុន្តែគាត់ថាខ្ញុំមិនបានប្រាប់ឯងណាគឺឯងដឹងតែខ្លួនឯងទេណានស៊ូទោះបីជាមិនបានចូលទ្វារជាមួយអូនក៏បញ្ជូនគេឲ្យមកការពារអូនដែរហើយអ្នកបញ្ជូនមកហ្នឹងមិនមែនធម្មតាទេសិតតែមេដឹកនាំអង្គការក្តាំសមិនលំទេណាតាមពិតទៅមុនដំបូង GC ក៏គាត់បានចាប់អារម្មណ៍ដែរថាលីដុងយ៉ាងមកហ្នឹងដើម្បីការពារគាត់ប៉ុន្តែដល់ពេលយូរទៅគាត់សង្កេតទៅគាត់ឃើញហ្មងធម្មតាទេ GC គាត់ជាមនុស្សដែលឆ្លាតឲ្យតែគាត់គិតឲ្យវិភាគតាមបន្តិចហ្នឹងគឺគាត់ដឹងទាំងអស់ហ្នឹងឯងហើយបន្ទាប់មកគាត់ក៏បានអរគុណទៅកាន់លីដុងយ៉ាងពេលហើយលីដុងយ៉ាងហ្នឹងក៏បានតបមកកាន់គាត់ថាមិនបាច់ចាំបាច់អរគុណទេពីព្រោះថាគាត់ធ្វើហ្នឹងក៏មិនមែនធ្វើ free ដែរមានអីដោះដូរអញ្ចឹងណាហើយគាត់ក៏បាននិយាយថាគឺគាត់ហ្នឹងពិតជាសំណាងខ្លាំងមែនទែនដែលបានជួប GC និងណានស៊ូរបស់យើងបន្ទាប់ពីនិយាយគ្នាប៉ុណ្ណឹងហើយពួកគាត់ក៏នាំគ្នាសម្រាកទៅនៅខណៈពេលដែលពួកគាត់កំពុងតែដេកហ្នឹងគឺខ្យល់ខ្លាំងមែនទែនបក់មកបន្ទប់របស់គាត់រហូតដល់ធ្វើឲ្យបង្អួចហ្នឹងប៉ាងដល់ពេលអញ្ចឹងទៅធ្វើឲ្យ GC ហ្នឹងភ្ញាក់ពីដំណេកភ្លាមតែម្ដងហើយខ្យល់នោះ
ហ្នឹងគឺបក់មកខ្លាំងតែម្ដងស្ទើរតែធ្វើឲ្យចង្គៀងប្រេងហ្នឹងរលត់ទៅហើយជីស៊ីក៏បានស្រឡឹងមើលទៅកាន់លីដងយ៉ាងហៃវូគេគាត់រអ៊ូល្ងើថាពេកអ្នកនឹងដេកដូចខ្មោចងាប់អញ្ចឹងទោះបីជាអញ្ចឹងហើយក៏គ្មានភ្ញាក់អីដែរហើយគាត់នឹងក៏បានឡើងដើម្បីមកបិទបង្អួចវិញពេលដែលគាត់ឡើងមកបិទបង្អួចហ្នឹងគាត់បានឃើញកូនជ្រូកទាំង4ហ្នឹងកំពុងដើរដល់ពេលអញ្ចឹងគាត់បិទបង្អួចរបស់គាត់ហ្នឹងយ៉ាងលឿនជាទីបំផុតហើយគាត់បានអង្គុយសាពះដោយសោតនិយាយទាំងភ័យថាសូមឲ្យជ្រូកហ្នឹងចេញទៅបាត់សូមឲ្យជ្រូកហ្នឹងចេញទៅបាត់សូមឲ្យជ្រូកហ្នឹងចេញទៅបាត់និយាយទៅគាត់សោតឡើងមាត់ឡើងញាប់ស្អេតែម្ដងកន្លែងហ្នឹងអ្នកទាំងអស់គ្នាសម័យទៅដល់ទិដ្ឋភាពខ្មែរយើងនៅពេលដែលឃើញខ្មោចហើយយើងសោតអ្នកមុតស័កហ្នឹងជីស៊ីគាត់កំពុងតែស្ថិតនៅក្នុងសភាពបែបហ្នឹងបន្ទាប់ពីជីស៊ីធ្វើអញ្ចឹងបានមួយសន្ទុះហ្នឹងគាត់ចាប់អារម្មណ៍ឃើញថាខ្យល់ក៏ឈប់បាក់ហើយសំឡេងដើររបស់ជ្រូកហ្នឹងក៏បាត់ដែរដល់ពេលអញ្ចឹងទៅជីស៊ីក៏បានប្រហឹមប្អូចរបស់គាត់ហ្នឹងដើម្បីមើលហើយក៏សង្កេតឃើញថាជ្រូកហ្នឹងបានដើរទៅទិសដៅផ្សេងចេញពីបន្ទប់របស់គាត់ហើយសម្រាប់តែគាត់រេទៅផ្នែកមួយទៀតហ្នឹងអ្នកស្រីយូក៏បង្ហាញមុខឡើងនៅចំមុខគាត់ភ្លាមតែម្ដងដល់ពេលអញ្ចឹងស៊ីគាត់ឡើងភ្ញាក់ខ្លាំងហ្មងគាត់បានបាត់ប្អូចយ៉ាងលឿនដោយសារតែគាត់ភ័យហើយនឹងភ្ញាក់ខ្លាំងពេកដល់ពេលអញ្ចឹងទៅក៏អត់បានប្រយ័ត្នទេគាត់មកទៅតុកដែលដាក់ចង្គៀងប្រេងហើយធ្វើឲ្យចង្គៀងប្រេងហ្នឹងដួលភ្លាមតែម្ដងជាហេតុធ្វើឲ្យប្រេងមនុស្សនៅក្នុងចង្គៀងហ្នឹងត្រូវបានខ្ចាយជីស៊ីគាត់បានមកលើកចង្គៀងប្រេងហ្នឹងភ្លាមដែរប៉ុន្តែប្រេងហ្នឹងត្រូវបានខ្ចាយហើយភ្លាមនោះជីស៊ីបានឮសំឡេងសត្វជ្រូកនៅចំពោះមុខបន្ទប់របស់គាត់តែម្ដងដល់ពេលអញ្ចឹងគឺគាត់ភ័យឡើងភ្នែកសហ្មងគឺសត្វជ្រូកហ្នឹងកំពុងព្យាយាមបុកទម្លុះបង្អួចដើម្បីចូលមកកាន់បន្ទប់របស់ជីស៊ីហ្នឹងជីស៊ីឃើញអញ្ចឹងគឺគាត់រត់ភ្លាមទៅទប់ប្អូចហ្នឹងតែម្ដងទោះបីជាគាត់កំពុងតែភ័យខ្លាំងក៏ដោយហើយគាត់ក៏បានសូត្រចម្រៀងដែលអ្នកភូមិច្រៀងនៅថ្ងៃបុណ្យព្រះទន្លេដែលគាត់បានទៅស្ដាប់ឮនោះចំនួន3ដងដែលចម្រៀងនោះបានច្រៀងថាមេឃនិងដីកំពុងតែតកសោកពួកយើងមានក្មេងប្រុសកំពុងយំម្នាក់និយាយឈ្មោះព្រះឡើងវិញចំនួន3ដងគេងរហូតតតែថ្ងៃរះជេស៊ីគឺគាត់សូត្រចម្រៀងហ្នឹងទាំងឲ្យហ៊ានបើកភ្នែកទេហើយនៅពេលដែលគាត់សូត្របានចំនួន3ដងហ្នឹងស្រាប់តែជ្រូកហ្នឹងបញ្ឈប់សកម្មភាពភ្លាមតែម្ដងហើយមិនត្រឹមតែបញ្ឈប់សកម្មភាពវាយលុកបន្ទប់របស់ GC ទេវាថែមទាំងដើរចេញពីបន្ទប់ GC ទៀត GC នៅពេលដែលអ្នកស្រីយូហើយនឹងជ្រូកទៅបាត់ហ្នឹងគឺថាគាត់នឹងដកដង្ហើមចង់ដល់គ្នាទេអាមិញហ្នឹងគ្នាឡើងលួសព្រលឹងប៉ុណ្ណាទេកូនស្រីខ្ញុំចូលទ្វារម្ដងហ្នឹងដូចវេទនាដល់ហើយអាបងអត់មកជាមួយបន្ទាប់មកសាច់រឿងក៏កាត់មកដល់ពេលព្រឹកហើយនេះសភាពកូនស្រីរបស់អ្នកទាំងអស់គ្នាគឺថាគ្នាគ្មានហ៊ានទៅគេនៅក្រៅទេគឺអង្គុយគេនៅកន្លែងមាត់ប្អួយហ្នឹងតែម្ដងហើយគ្រាន់តែគាត់ភ្ញាក់ភ្លាមហ្នឹងគឺគាត់មកដាស់វូគេនឹងលីដងយ៉ាងភ្លាមតែម្ដងពីរអ្នកនេះគឺថាដេកឡើងមានក្តីសោកកូនខ្ញុំឡើងភ្នែកសភ្នែកខ្មៅហើយបន្ទាប់ពីពីរអ្នកនឹងភ្ញាក់ពីដេកហើយនឹង GC ក៏បាននិយាយរឿងរ៉ាវគ្រប់យ៉ាងដែលកើតឡើងពីយប់មិញហ្នឹងប្រាប់ទៅកាន់ពីរអ្នកនឹងអញ្ចឹងពីរអ្នកនឹងបើគុំតែបាន GC នឹងកុំអីនឹងងាប់តែទាំងអស់តែគ្នានឹងឯងហើយ GC ក៏ឆ្ងល់ថាមិនក៏ពីរអ្នកនឹងដេកឡើងដូចខ្មោចងាប់មានរឿងប៉ុណ្ណឹងហើយមិនក៏អត់ភ្ញាក់គាត់ឆ្ងល់ខ្លាំងមែនតែនតែហ្មងដល់ពេលអញ្ចឹងលីដងយ៉ាងគាត់ឡើងមកដើម្បីត្រួតពិនិត្យបន្ទប់ហើយគាត់សង្កេតឃើញថាចង្គៀងប្រេងនឹងត្រូវបានអស់ប្រេងហើយអញ្ចឹងគាត់ក៏បានសួរទៅកាន់ GC អំពីចង្គៀងប្រេងនឹងដល់ហើយ GC ក៏បានប្រាប់ថាដោយសារតែគាត់អត់ប្រយ័ត្នធ្វើឲ្យចង្គៀងប្រេងនឹងដួលអញ្ចឹងធ្វើឲ្យខ្ចាយប្រេងហើយដិតមកយប់នឹងគឺអស់ហើយអញ្ចឹងយប់នឹងគឺពួកគាត់នឹងអត់មានចង្គៀងប្រេងទៀតហើយដល់ពេលអញ្ចឹងពួកគាត់ត្រូវរកវិធីសាស្ត្រដើម្បីទទួលបានចង្គៀងប្រេងក្នុងការប្រើនៅយប់នឹងបន្ទាប់មកក្រុម GC របស់យើងក៏បានមកបន្ទប់ទទួលភ្ញៀវហើយគ្រាន់តែក្រុម GC របស់យើងមកដល់បន្ទប់ទទួលភ្ញៀវភ្លាមនឹងអាប៉ិយ៉ានស៊ីហឺនឹងវាបាននិយាយឌឺហ្មងវាថាមានមនុស្សបានបាត់ខ្លួនទៀតហើយថ្ងៃនេះមិនក៏ពួកឯងយឺតម្លេះខ្ញុំគិតថាពួកឯងវានិយាយបានតែប៉ុណ្្នឹងក្រុម GC របស់យើងក៏បានកាត់មិនគិតថាក្រុមពួកខ្ញុំស្លាប់អស់ហើយមែនហេតុអីបានច្បាស់ម៉េះនិយាយទៅវាច្បាស់ហ្មងវាថាក្រុម GC របស់យើងដឹងតែមករស់ដល់ព្រឹកទេតែមានដឹងណាថាក្រុម GC របស់យើងនៅរស់ហ៎ហើយភ្លាមហ្នឹងទាំងអស់គ្នាបានឃើញថាអ្នកស្រីយូនឹងកំពុងតែអុសសាកសពអ្នកបានស្លាប់កាលពីយប់មិញហ្នឹងយកទៅកន្លែងបន្ទប់អាហាររបស់គាត់នឹងដើម្បីចម្រាញ់ធ្វើប្រេងទៀតហើយបន្ទាប់ពីឃើញសកម្មភាពទាំងអស់ហ្នឹងហើយអាប៉ិយ៉ានស៊ីហឺនឹងវាបាននិយាយបែបសាច់ចង្អក់មកកាន់ក្រុមណានស៊ូរបស់យើងថាមើលទៅប្រហែលជាចង្គៀងប្រេងមនុស្សហ្នឹងគឺអាចការពារអាយុជីវិតបានមែនអញ្ចឹងពួកឯងកុំបោះវាចោលឲ្យសោះហើយវានិយាយហើយក៏ដើរចេញទៅរយយកចង្គៀងប្រេងរបស់គេហើយមកធ្វើសម្ដីលយទៀតមនុស្សចឹងអីសំតែសេះ5 8សាក់សពអីបានសំពេលដែលវាដើរចេញទៅទឹកមុខ GC របស់យើងបញ្ជាក់ថាខឹងខ្លាំងមែនតើនិយាយមែនណាតាំងពីអិតមានសម្រាយតាំងភ័ក្រទី1រហូតដល់ឥឡូវហ្នឹងទៅមិនឃើញទឹកមុខ GC ខឹងគេបែបហ្នឹងម្ដងគត់ហ្មងបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលក្រុម GC ឈរជជែកគ្នានៅជាន់ទី2នៃផ្ទះសំណាក់ GC ក៏បានប្រាប់លីដងយ៉ាងនឹងវូគេថាឥឡូវនេះពួកយើងដឹងហើយថាលក្ខខណ្ឌបម្រើនៃការស្លាប់គឺមានចំនួន2ទី1គឺការមិនប្រើចង្គៀងប្រេងមនុស្សវានឹងបង្កឲ្យមានការស្លាប់ភ្លា
ភ្លាមទោះបីជាយើងកំពុងតែដេកឬភ្ញាក់ក៏ដោយទី2គឺការប្រើចង្កៀងប្រេងមនុស្សប៉ុន្តែមានអ្នកណាម្នាក់ភ្ញាក់កំឡុងពេលប្រើចង្កៀងប្រេងមនុស្សនោះហើយនៅមុនពេលជ្រូកចូលទៅក្នុងបន្ទប់គ្រាន់តែច្រៀងចម្រៀងដដែលនោះ3ដងឡើងមកវិញនោះយើងនឹងអាចរក្សាជីវិតបានហើយបន្ទាប់ពីស្ដាប់ GC និយាយចប់ហើយវូគីក៏បាននិយាយឡើងថាប៉ុន្តែឥឡូវចង្កៀងប្រេងបន្ទប់ពួកយើងគឺអស់បាត់ទៅហើយនឹងពួកយើងត្រូវធ្វើម៉េចដល់ពេលហើយ GC ក៏ឆ្លើយយ៉ាងងាយក៏ថាងលួចទៅបើគេលួចរបស់យើងបានយើងក៏លួចរបស់គេវិញបានដែរបន្ទាប់មកក្រុម GC របស់យើងនឹងចាំសង្កេតមើលអបិយានស៊ីហឺនឹងនៅពេលដែលវាចេញពីបន្ទប់ទៅពួកគាត់នឹងលួចចូលបន្ទប់វិញហើយកាលពីចូលទ្វារជាមួយណានស៊ូអារឿងចកសោអីគឺណានស៊ូហើយតែពេលនេះមានណានស៊ូវិញអញ្ចឹង GC ក៏ធ្វើខ្លួនឯងហើយ GC របស់យើងនៅជាមួយណានស៊ូយូចេះចកសោដោយអាបងដែរហើយកុំសួរថា GC ចេះមកពីណាគឺអាបងគេអ្នកបរៀននឹងឯងបន្ទាប់ពីពួកគាត់ចូលមកត្រួតពិនិត្យក្នុងបន្ទប់អបិយានស៊ីហឺនឹងហើយពួកគាត់បានរកឃើញថាចង្កៀងប្រេងមនុស្សនៅបន្ទប់វានឹងឡើងមកកណ្ដោអញ្ចឹងមានន័យថាវាមិនមែនយកតែពីបន្ទប់ GC ទេណាគឺវាយកពីគ្រប់បន្ទប់ទាំងអស់តែហ្មងវូគីក៏បានរកឃើញសភៅមួយក្បាលដែលសភៅមួយក្បាលនឹងនិយាយអំពីខ្សែស្រឡាយរបស់តកូយូ GC ក៏បានប្រាប់ឲ្យវូគីនឹងយកសភៅនឹងទុកទៅហើយខណៈដែលគាត់នឹងកំពុងតែប្រមូលចង្កៀងប្រេងទាំងអស់នឹងមកដាក់ចូលក្នុងកាបូបរបស់គាត់បន្ទាប់មកពួកគាត់ក៏បានចូលចង្កៀងប្រេងទាំងអស់នឹងមកលាក់ក្រោមក្រែនៅក្នុងបន្ទប់មួយផ្សេងទៀតក្រោយមកពួកគាត់ក៏បានបើកសភៅដែលវូគីរកឃើញនឹងអាននៅក្នុងបន្ទប់ GC ក៏គិតថាសភៅនឹងមិនបានសរសេរអំពីពងសាវតារបស់គ្រូសាតកូយូទេគាត់ថាដូចជាសភៅនឹងមានអីមួយខុសប្លែកហើយប៉ុន្តែពួកគាត់đãដឹងថាវាប្លែកអីគេដល់ពេលឲ្យ GC ថាឥឡូវនឹងពួកយើងយកចិត្តទុកដាក់ទៅលើក្មេងដែលបាត់វិញព្រោះគាត់គិតថាបើរកក្មេងដែលបាត់នឹងឃើញប្រហែលជាអាចរកចង្កឹះសោឃើញចង្កឹះសោគឺពាក់ព័ន្ធជាមួយក្មេងដែលបាត់នឹងបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលពួកគាត់មកហូបអាហារថ្ងៃត្រង់អាប៉ែយ៉ានស៊ីហឺនឹងបានមកសួរក្រុម GC យើងថាតើក្រុម GC របស់យើងនឹងនៅផ្ទះសំណាក់នឹងមកព្រឹកពេញហើយអីអត់ទៅណាទេមែន GC ក៏បានឆ្លើយថាហ្នឹងហើយមានរឿងអីហ៎ពេលហើយអាប៉ែនឹងក៏បានតបវិញថាគ្មានអីទេក៏គ្រាន់តែសួរលីដុងយ៉ាងប្រុងឡើងទៅរករឿងអាប៉ែនឹងហើយប៉ុន្តែ GC នឹងបានខាត់លីដុងយ៉ាងមិនចិត្តតិចដូច GC ទេថាត្រូវវាយហ្មងហើយអាប៉ែនឹងសួរអញ្ចឹងក៏មិនមែនអត់ហេតុផលដែរដោយសារតែវាបានចូលទៅបន្ទប់វាហើយវាឃើញថាចង្កៀងប្រេងនៅបន្ទប់របស់វានឹងត្រូវបានបាត់ហើយអាសភៅនឹងក៏បាត់ដែរហើយវាដឹងច្បាស់ក្នុងចិត្តហ្មងថាក្រុម GC របស់យើងនឹងឯងជាអ្នកធ្វើហើយវាបាននិយាយទាំងខឹងថាទោះជាយ៉ាងណាក៏ដោយក្នុងហ្គេមមួយនឹងវាត្រូវតែជាអ្នកឈ្នះតាមម្នាក់គត់សាច់រឿងក៏កាត់មកដល់នៅពេលដែលក្រុម GC របស់យើងមកសាដូនតាមម្ដងទៀតហើយគឺពួកគាត់មកសួរអ្នកយាមទ្វារអំពីទំនាក់ទំនងគ្រួសារយូនិងពិធីបុណ្យព្រះនៃទន្លេ GC ក៏បានសង្កេតឃើញថាអ្នកយាមទ្វារនឹងគឺគាត់ផឹកស្រាម្នាក់ឯងហើយទឹកមុខសោកសៅអ្នកយាមទ្វារក៏បានប្រាប់គាត់ថាគឺវា4ឆ្នាំហើយដែលកូនរបស់គាត់ត្រូវបានគេយកមកបូជាហើយថ្ងៃហ្នឹងគឺជាថ្ងៃខួបស្លាប់កូនរបស់គាត់លីដងយ៉ាងឃើញម្នាក់នឹងផឹកតែម្នាក់ឯងដោយកំសត់គាត់ក៏បានមកផឹកកំដរធ្វើអញ្ចឹងបានទៀតលីដងយ៉ាងបានសួរទៅកាន់គាត់ថាតើគាត់បានស្គាល់កូនប្រុសតកូយូដែលមានឈ្មោះថាយូឆៃហឺឬអត់គាត់ក៏ឆ្លើយថាច្បាស់ណាស់គឺគាត់ស្គាល់ហើយ GC ក៏បានសួរគាត់បន្ថែមថាតើយូឆៃហឺនឹងស្លាប់ឬមួយក៏រស់អ្នកយាមសាលក៏បានឆ្លើយថាគឺពួកយើងមិនដឹងនោះទេថាគាត់រស់ឬមួយក៏ស្លាប់ក្មេងនេះគឺកំសត់ជាងកូនរបស់ខ្ញុំទៅទៀតគាត់កើតមកមិនទាំងទាន់បានប្រមាណផងគាត់ក៏ចាប់ផ្ដើមមានជំងឺប្រកាសក្រោយមកគាត់ក៏បានលេបថ្នាំដើម្បីព្យាបាលហើយក៏ប្រសើរឡើងបន្តិចម្ដងនៅអាយុ3ឆ្នាំអ្នកស្រីយូពិតជាសប្បាយចិត្តខ្លាំងណាស់នៅថ្ងៃបុណ្យនៃព្រះទន្លេអ្នកស្រីយូបាននាំកូនរបស់នាងចេញមកដើរលេងមានតូបលក់របស់ក្មេងៗលេងជាច្រើនហើយអ្នកប្រុសតូចយូពិតជាចាប់អារម្មណ៍នឹងប្រដាប់ឆ្លុះមើលនោះខ្លាំងមែនតើអ្នកស្រីយូមិនបានចាប់អារម្មណ៍នឹងរឿងនេះនោះទេហើយមួយប្រព្រឹត្តភ្នែកអ្នកប្រុសតូចក៏បានបាត់ខ្លួនទៅអញ្ចឹងអ្នកទាំងអស់គ្នាកូនរបស់អ្នកស្រីយូនឹងត្រូវបានគេចាប់យកទៅជួញដូរអ្នកស្រីយូនៅពេលដែលកូនរបស់គាត់ត្រូវបានគេចាប់យកទៅបាត់ចឹងគឺគាត់បារម្ភខ្លាំងមែនតើបារម្ភរហូតដល់ធ្លាក់ខ្លួនឈឺហើយកើតជំងឺរវើរវាយសពិចសពិលប៉ុន្តែក្រោយមកនាងក៏បានប្រសើរឡើងវិញបន្តិចម្ដងហើយនាងគឺជាអ្នកឧបត្ថម្ភធំតែម្ដងចំពោះកម្មវិធីបុណ្យនៃព្រះទន្លេជារៀងរាល់ឆ្នាំនាងសង្ឃឹមថានាងធ្វើអញ្ចឹងនឹងអាចឲ្យព្រះទន្លេនឹងការពារកូនរបស់នាងហើយឲ្យកូនរបស់នាងនឹងត្រឡប់មករកនាងវិញលីដងយ៉ាងបានបន្តសួរអ្នកយាមនឹងទៀតថាប្រសិនបើកូនប្រុសគ្រួសារតកូយូនៅរស់តើឥឡូវនឹងគាត់មានអាយុប្រហែលឆ្នាំហើយអ្នកយាមក៏បានឆ្លើយថាបើសិនជាកូននឹងនៅរស់គឺឥឡូវនឹងអាយុ10ឆ្នាំហើយសាច់រឿងក៏កាត់មកដល់ពេលយប់ក្រុម GC របស់យើងគឺធ្វើដំណើរមកបន្ទប់ស្នាក់នៅវិញខណៈពេលដែលដើរបណ្ដានឹងពួកគាត់ក៏បានជជែកគ្នាបណ្ដាថាអ្នកស្រីយូបានប្រែក្លាយពីជនរងគ្រោះទៅជាជនល្មើសនាងបានបាត់បង់កូនរបស់នាងដូច្នេះនាងព្យាយាមចាប់កូនរបស់អ្នកដទៃអញ្ចឹងមេខ្លោងធំនៅក្នុងពិធីបុណ្យនៃព្រះទន្លេគឺជាអ្នកស្រីយូនឹងឯងមិនដឹងថាអ្នកស្រីយូចាប់ក្មេងៗទាំងអស់នឹងយកទៅធ្វើអីហើយទៅលាក់ទុកនៅឯណាទេក្រុម GC របស់យើងក៏គិតអត់ទាន់ឃើញទេអញ្ចឹងហើយពួកគាត់ក៏សម្រេចចិត្តទៅបន្ទប់អ្នកស្រីយូដើម្បីត្រួតពិនិត្យមើលតម្រុយបន្ថែម GC និងលីដងយ៉ាងគាត់
ចូលទៅក្នុងបន្ទប់ដើម្បីពិនិត្យមើលហើយទុកឲ្យវូគីនៅខាងក្រៅនឹងដើម្បីមើលផ្លូវនៅពេលចូលមកដល់ក្នុងបន្ទប់អ្នកស្រីយូ GC ក៏បានរកឃើញអាប្រដាប់ឆ្លុះមើលនៅក្នុងកន្ត្រកកូនក្មេងហើយអាប្រដាប់ឆ្លុះមើលហ្នឹងហើយគឺជាប្រដាប់ឆ្លុះមើលដែលកូនរបស់អ្នកស្រីយូស្រឡាញ់ខ្លាំងបំផុតក្រោយមកទៀត GC បានរកឃើញដបថ្នាំមួយក៏បានដកឆ្នុកចេញហើយយកមកហិតពេលដែល GC ហិតហើយគឺគាត់វង្វេងស្មារតីតែម្ដងសម័យឃើញថានៅក្នុងកន្ត្រកហ្នឹងមានកូនតុក្កតាកំពុងតែគេងដែលអ្វីដែលគាត់ឃើញហ្នឹងគឺនៅក្នុងការយកសពពេលហ្នឹងគឺគាត់គេងលក់អីលីដងយ៉ាងឃើញអញ្ចឹងគឺគាត់ព្យាយាមដាស់ GC ខ្លាំងៗតែម្ដងមិនដាស់ធម្មតាទេណាស្រែកផងទីនផងតម្រាំតែ GC របស់យើងហ្នឹងភ្ញាក់មានស្មារតីត្រឡប់មកវិញបន្ទាប់ពី GC ភ្ញាក់ហើយហ្នឹងលីដងយ៉ាងបានឲ្យ GC ហ្នឹងបិទមាត់ឡើងលឿនហើយគាត់ហ្នឹងក៏យកអាវហ្នឹងមកបិទមាត់គាត់ដែរកុំឲ្យធំក្លិនថ្នាំហ្នឹងមកទៀតហើយអាថ្នាំហ្នឹងហើយអ្នកទាំងអស់គ្នាដែលអ្នកស្រីយូយកទៅលាយជាមួយនឹងចង្កៀងប្រេងមនុស្សចំហាយនៃថ្នាំហ្នឹងវានឹងធ្វើឲ្យមនុស្សវង្វេងវង្វាន់ហើយគេងលក់ស្កប់ស្កល់ដល់ដឹងអីទាំងអស់និយាយទៅគេងដូចខ្មោចងាប់អញ្ចឹងទោះមានរឿងអីកើតឡើងក៏អត់ភ្ញាក់ដែរអញ្ចឹងហើយមិនចម្លែកទេដែលលីដងយ៉ាងហើយវូគីហ្នឹងគឺគាត់ដេកដូចខ្មោចងាប់នៅពេលយប់លីដងយ៉ាងគាត់ឆ្ងល់គាត់ថាថ្នាំហ្នឹងអត់មានអត្តពលចំពោះ GC ទេចុះមិនក៏ឥឡូវហ្នឹង GC មានអត្តពលដែរហើយមើលលីដងយ៉ាងចេះឆ្ងល់បើអាពេលយប់ហ្នឹងគេលាយជាមួយចង្កៀងប្រេងហ្នឹងហើយវគ្គនេះគឺ GC ដកអាកំប៉ុងថ្នាំហ្នឹងយកមកហាត់ត្មងអញ្ចឹងមិនចម្លែកទេដែលគាត់រងអត្តពលបន្ទាប់មកពួកគាត់ក៏បានចាក់ចេញពីបន្ទប់ដែលពួកគាត់រកឃើញថ្នាំហ្នឹងមកកន្លែងផ្ទះបាយប៉ុន្តែពេលនេះពួកគាត់បានរកឃើញថាផ្ទះដៃចម្រាញ់ប្រេងពេលហ្នឹងគឺមិនមែនប្រើសាច់មនុស្សទេប៉ុន្តែគឺប្រើសាច់ជ្រូកទៅវិញបន្ទាប់មកទៀត GC និងលីដងយ៉ាងព្យាយាមស្វែងរកតម្រុយផ្សេងៗទៀតដែលមាននៅក្នុងបន្ទប់ហ្នឹងពួកគាត់រកមិនឃើញថាក្មេងៗគឺត្រូវបានលាក់នៅទីហ្នឹងទេដោយសារតែពួកគាត់សង្ស័យថាគេលោកក្មេងៗដែលគេយកទៅបូជាលាក់នៅហ្នឹងតែឥឡូវពេលពួកគាត់មករកទៅគឺអត់ឃើញទេបកមកកាន់វូគីវិញពេលហ្នឹងវូគីបានសន្លឹងឃើញថាអ្នកស្រីយូហ្នឹងគឺបានដើរមកហើយអញ្ចឹងគាត់ខំចូលទៅឡើងលឿនដើម្បីទៅប្រាប់លីដងយ៉ាងនិង GC អំពីដំណឹងមួយហ្នឹងគាត់ក៏បាននាំ GC និងលីដងយ៉ាងទៅពូនក្រោយកណាត់កន្លែងដែលពួកគាត់ធ្លាប់ពូនពេលដែលអ្នកស្រីយូដើរចូលមកដល់ភ្លាមគឺគាត់ដឹងហ្មងថាមានគេកំពុងតែពូននៅក្រោយកណាត់ហ្នឹងហើយបានចូលមកបន្ទប់របស់គាត់ហើយនេះទឹកមុខរបស់គាត់អ្នកទាំងអស់គ្នាមើលទៅហាក់ដូចជាខឹងខ្លាំងណាស់ដល់ហើយគាត់ក៏បានបកក្រោយវិញហើយបិទទ្វារឡើងគ្រាំងអត់ដឹងថាគាត់មានបំណងចង់ធ្វើអីទេក្រុម GC របស់យើងឃើញអញ្ចឹងគាត់ក៏បានឆ្លៀតឱកាសហ្នឹងរត់ចេញពីកន្លែងហ្នឹងឲ្យបានលឿនបំផុតតាមដែលអាចពួកគាត់ធ្វើទៅបានខណៈពេលដែលពួកគាត់កំពុងរត់ហ្នឹងគឺអ្នកស្រីយូបានចេញមកវាយប្រហារពួកគាត់តែម្ដងដោយនាងមានកាន់ដាវមកជាមួយនាងក៏បានយកដាវហ្នឹងមកកាត់ GC របស់យើងប៉ុន្តែជាសំណាងល្អ GC បានយកកាបូបរំពេលអញ្ចឹងត្រូវកាបូបអត់ត្រូវគាត់ទេហើយពួកគាត់ក៏បានព្យាយាមរត់ចេញពីទីធ្លាហ្នឹងជាបន្តពេលដែលរត់ចេញមកដល់ក្រៅហើយ GC បានទាញទ្វារបិទជាបញ្ញាប់ខណៈពេលនោះផ្លែដាវរបស់អ្នកស្រីយូក៏ចាក់ទម្លុះតាមចន្លោះទ្វារនោះប៊ីសទៅចំ GC របស់យើងទៅហើយបន្ទាប់ពីរត់ចេញមកខាងក្រៅបានហើយក្រុម GC ក៏បានយកឈើមកខ្ទាស់ទ្វារដើម្បីកុំឲ្យអ្នកស្រីយូចេញមកតាមពួកគាត់បានហើយពួកគាត់ក៏ទៅស្វែងរកក្មេងដែលគេយកមកបូជាព្រះនៃទន្លេហើយត្រូវបានគេបដូរនោះជាបន្តពីព្រោះពួកគាត់គិតថាចង្កឹះសោច្បាស់ជាពាក់ព័ន្ធជាមួយនឹងក្មេងៗទាំងអស់នោះទីកន្លែងដែលពួកគាត់ទៅរកក្មេងៗគឺជាកន្លែងលក់ថ្នាំរបស់លោកគ្រូប៉ែតលី GC គាត់បានសង្ស័យលោកគ្រូប៉ែតលីនឹងតាំងពីយូរហើយនៅពេលដែលគាត់មកដល់ពិតជាបានឃើញក្មេងនៅជាមួយលោកគ្រូប៉ែតលីពិតប្រាកដមែនការដែលក្រុម GC របស់យើងយកថ្នាំមកសួរលោកគ្រូប៉ែតលីហើយលោកគ្រូប៉ែតលីមិនប្រាប់នោះគឺវាមិនចម្លែកនោះទេពីព្រោះថាលោកគ្រូប៉ែតលីហើយនិងអ្នកស្រីយូគឺនៅក្រុមតែមួយពួកគាត់ខົບខិតគ្នាដើម្បីជួញដូរកុមាររាល់ថ្នាំទាំងអស់ដែលអ្នកស្រីយូមាននោះគឺជាថ្នាំដែលលោកគ្រូប៉ែតលីឲ្យនឹងឯងលីដងយ៉ាងព្យាយាមសួរចម្លើយលោកគ្រូប៉ែតលីប៉ុន្តែលោកគ្រូប៉ែតលីនឹងគឺរឹងខ្លាំងមែនតើគឺក៏អត់ព្រមឆ្លើយទេដល់ពេលអញ្ចឹងទៅលីដងយ៉ាងគ្មានប្រើវិធីអីផ្សេងក្រៅពីប្រើកម្លាំងបាយនោះទេដោយដឹងស្រាប់អញ្ចឹងលីដងយ៉ាងគឺគាត់អត់មានភាពអត់ធ្មត់ទេតែគាត់ត្រូវវាយគឺវាយឲ្យតែសាំតប៉ែអត់ព្រមនិយាយមួយគាត់លោកគ្រូប៉ែតលីហ្នឹងក៏អញ្ចឹងដែរអាគេសួរស្រួលបួនហ្នឹងមិនព្រមឆ្លើយទេតើតែគេប្រើកម្លាំងបាយបានឆ្លើយគាត់និងអ្នកស្រីយូហ្នឹងគឺខົບខិតគ្នាដើម្បីយកក្មេងៗដែលគេយកបូជាព្រះទន្លេហ្នឹងយកទៅជួញដូរដោយសារតាអ្នកភូមិហ្នឹងគឺគេខ្លាចរអាព្រះទន្លេណាអញ្ចឹងពួកគាត់យកព្រះទន្លេហ្នឹងជាលេសដើម្បីឲ្យអ្នកភូមិហ្នឹងព្រមបូជាក្មេងៗហើយពួកគាត់ហ្នឹងក៏បានយកក្មេងៗហ្នឹងទៅដូរមួយជ្រូកដែលឲ្យអ្នកណាដឹងទេហើយយកក្មេងៗហ្នឹងទៅលក់ហើយតាមពិតទៅគឺគ្មានព្រះទន្លេព្រះស្អីទេគឺពួកគាត់ជាអ្នកបង្កើតនឹងឯងអញ្ចឹងហើយបានជាគេណែនាំឲ្យយើងនឹងមុននឹងជឿអីមួយត្រូវចេះត្រេះរិះពិចារណាជាពិសេសនឹងពាក់ព័ន្ធនឹងជំនឿផ្សេងខណៈពេលដែលលីដងយ៉ាងកំពុងតែសួរចម្លើយលោកគ្រូប៉ែតលីនឹងវូគេក៏បានមកត្រួតពិនិត្យក្មេងហើយចៃដន្យក៏បានរកឃើញចង្កឹះសោគាត់ក៏បង្ហាញចង្កឹះសោដែលគាត់រកឃើញនឹងទៅកាន់ GC និងលីដងយ៉ាងហើយពីរអ្នកគាត់នឹងឡើងហួសចិត្តដោយសារចង្កឹះសោរកឃើញងាយពេកបន្ទាប់មកពួកគាត់ក៏មកបន្ទប់ស្នាក់នៅរបស់អ្នកស្រីយូវិញ
ទោះបីជាមិននឹងអ្នកស្រីយូកំពុងតែចង់សម្លាប់ពួកគាត់ក៏ដោយពីព្រោះថាទ្វារនៅនឹងបើគាត់មកទេគាត់អាចចាក់ទ្វារដើម្បីទៅពិភពពិតវិញបានទេពួកគាត់មិនទាន់ធ្វើដំណើរទៅដល់ទីតាំងដែលទ្វារនៅផងអ្នកស្រីយូក៏បានចេញមកវាយប្រហារពួកគាត់ភ្លាមនៅគណៈពេលអ្នកស្រីយូកំពុងតែវាយប្រហារពួកគាត់នឹងគឺលីដងយ៉ាងគឺគាត់ព្យាយាមការពារ GC និងវូគីខ្លាំងមែនតើគឺគាត់នឹងបំពេញតួនាទីរបស់គាត់ជាអ្នកការពារបានយ៉ាងល្អនៅជាមួយគ្នានេះផងដែរ GC បានសង្កេតឃើញថាអាការៈរបស់អ្នកស្រីយូហើយនិងអាការៈក្មេងប្រុសខ្មាក់ភ្នែកដែលគាត់បានឃើញគឺដូចគ្នាអញ្ចឹងហើយនៅពេលដែលអ្នកស្រីយូកំពុងតែប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញជាមួយលីដងយ៉ាងហ្នឹង GC ក៏បានស្រែកថាខ្ញុំដឹងថាកូនរបស់អ្នកនៅឯណាហើយប្រយោគនេះហើយវាគឺជាប្រយោគទឹកដែលជួយសង្គ្រោះជីវិតលីដងយ៉ាងពីព្រោះថាគណៈពេលដែល GC និយាយឃ្លាហ្នឹងគឺដាវរបស់អ្នកស្រីយូស្ទើរតែពុះក្បាលលីដងយ៉ាងជាពីរទៅហើយប៉ុន្តែនៅពេលដែល GC និយាយឃ្លាហ្នឹងទៅអ្នកស្រីយូក៏បានបញ្ឈប់សកម្មភាពរបស់នាងភ្លាមអ្នកស្រីយូគឺគាត់មិនជឿ GC នោះទេគាត់គិតថា GC ហ្នឹងគឺកុហកគាត់ GC ក៏គាត់បានបកស្រាយថាហេតុអីបានគាត់ហ៊ានគិតថាក្មេងម្នាក់នោះគឺជាកូនរបស់អ្នកស្រីយូដោយសារតែជំងឺដែលក្មេងម្នាក់នោះកើតហ្នឹងវាគឺជាជំងឺដំណរពួចនៅក្នុងទ្រូសាតកោយូហើយដំណើរដើមតងនៃក្មេងម្នាក់នោះគឺវាដូចគ្នាទៅនឹងដំណើរដើមតងនៃកូនអ្នកស្រីយូខ្លាំងបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលលីដងយ៉ាងបាននាំក្មេងពិការភ្នែកនោះមកជួបអ្នកស្រីយូហើយអ្នកស្រីយូគឺមិនបានដកដាវរបស់នាងចុះទេដាវរបស់នាងកំពុងតែភ្ជង់ទៅកាន់ GC និងបូគីពេលដែលលីដងយ៉ាងនាំក្មេងនោះមកហើយគាត់ក៏បាននិយាយថាក្មេងម្នាក់នេះគឺមានជំងឺដូចជាកូនរបស់អ្នកហើយអាយុរបស់គេក៏ដូចជាកូនរបស់អ្នកដែរគាត់ក៏ត្រូវបានគេចាប់ចម្រិតនៅថ្ងៃបុណ្យនៃព្រះទន្លេដូចគ្នាប៉ុន្តែដោយសារតែសុខភាពរបស់គាត់មិនល្អពួកគេមិនអាចលក់គាត់បានអញ្ចឹងហើយពួកគេបានធ្វើបាបគាត់រហូតតតែគាត់ពិការភ្នែកហើយបានបង្ខំឲ្យគាត់ធ្វើជាក្មេងសុំទានតាមចិញ្ចើមផ្លូវកូនដែលអ្នកតែងតែនឹកទាំងថ្ងៃទាំងយប់តាមពិតទៅគឺអ្នកបានជួបគាត់ជារៀងរាល់ថ្ងៃអ្នកស្រីយូបន្ទាប់ពីស្ដាប់អ្វីដែលលីដងយ៉ាងរៀបរាប់ហើយនាងក៏បានដើរមករកក្មេងប្រុសនោះទាំងទឹកភ្នែកអារម្មណ៍ជាម្ដាយដែលនឹកកូនអ្នកទាំងអស់គ្នាហើយគាត់ក៏បានយកដៃរបស់គាត់នឹងទៅចាប់ថ្ពាល់ក្មេងប្រុសម្នាក់នឹងហើយសួរក្មេងប្រុសម្នាក់នឹងថាតើឯងពិតជាកូនរបស់ខ្ញុំមែនឬហើយស្រាប់តែភ្លាមនោះ NPC ដែលនៅក្នុងទ្វារទាំងអស់នឹងចាប់ផ្ដើមគាំងមិនត្រឹមតែ NPC ដែលនៅក្នុងទ្វារមួយនឹងទេសូម្បីតែ NPC ដែលនៅក្នុងទ្វារផ្សេងហ្នឹងក៏គាំងដែរនិយាយទៅគឺ NPC ទាំងអស់ដែលនៅក្នុងទ្វារទាំង12គឺត្រូវបានគាំងទាំងអស់តែម្ដងហើយភាពប្រែប្រួលនៃទ្វារនេះក៏បានបង្ហាញទៅកាន់ពិភពពិតផងដែរឈៀនលីបានព្យាយាមបើកទ្វារតែបើកមិនបាននោះទេឈៀនលីគាត់ភ័យថាតើនៅក្នុងទ្វារអាចមានរឿងមិនល្អកើតឡើងឬអត់ណានស៊ូក៏បាននិយាយទាំងស្ងប់ស្ងាត់ថារឿងដែលត្រូវកើតឡើងគឺត្រូវតែកើតឡើងវាគឺជាវាសនាបកមកកាន់ពិភពខាងក្នុងទ្វារវិញ NPC ទាំងអស់ត្រូវបានគាំងអស់ហើយប៉ុន្តែក្មេងប្រុសម្នាក់នោះគឺមិនត្រូវបានគាំងនោះទេក្មេងម្នាក់នោះបានដើរសម្ដៅមករក GC ហើយបាននិយាយឈ្មោះពិតរបស់ GC ថា Lin GC នៅពេលដែលឯងអាចដោះស្រាយប្រស្នាដៃនៅក្នុងទ្វារបានជោគជ័យដោយខ្លួនរបស់ឯងផ្ទាល់គឺ NPC នេះនឹងត្រូវ activate ដោយស្វ័យប្រវត្តិតែម្ដងកម្មវិធីមួយនេះគឺខ្ញុំបាន set up វាគឺសម្រាប់ឯងហើយសំឡេងដែលក្មេងនោះនិយាយមិនមែនជាសំឡេងក្មេងនឹងនោះទេអ្នកទាំងអស់គ្នាគឺជាសំឡេងមិត្តភ័ក្តិរបស់ GC ដែលជាមិត្តភ័ក្តិការពារកុមារភាពរបស់គាត់តាមពិតទៅអ្នកទាំងអស់គ្នាហ្គេមមួយនឹងគឺត្រូវបានបង្កើតឡើងដោយមិត្តភ័ក្តិរបស់ GC នឹងឯងគាត់បានសុំទោស GC ពីព្រោះថាគាត់បានទាញ GC មកចូលក្នុងហ្គេមមួយនេះទាំងដែលគាត់នឹងមិនទាន់បានសុំការអនុញ្ញាតពី GC នៅឡើយអញ្ចឹងគ្រប់រឿងរ៉ាវដែលកើតឡើងនៅក្នុងហ្គេមហើយវាស្រដៀងគ្នាទៅនឹង GC គឺសុទ្ធតែជាស្នាដៃដែលមិត្តភ័ក្តិរបស់គាត់បង្កើតឡើងដើម្បីឲ្យ GC មានអារម្មណ៍ថាគាត់ស្និទ្ធស្នាលជាមួយហ្គេមមួយនឹងមានទាំងបន្ទប់នៅសាកលវិទ្យាល័យដែលដូចនឹងបន្ទប់ដែលគាត់ស្នាក់នៅប្រដាប់ឆ្លងមើលដែល GC តែងតែស្រឡាញ់នឹងចូលចិនស្ថានភាពរបស់ GU កាលពីទ្វារទី1គឺដូចស្ថានភាពដែល GC ធ្លាប់បានជួបប្រទះនិយាយទៅគឺគ្រប់ទ្វារទាំងអស់គឺសិតតែមានអីដែលពាក់ព័ន្ធជាមួយ GC ទាំងអស់ដោយសារតែរឿងរ៉ាវការពិតជាច្រើនដែលគាត់ចង់ប្រាប់ GC នឹងគឺអាចរៀបរាប់តែនៅក្នុងហ្គេមអស់ទេអញ្ចឹងហើយទើបគាត់ set up កម្មវិធីចូលដើម្បីឲ្យ NPC នឹងមកនិយាយរឿងរ៉ាវការពិតទាំងអស់មកប្រាប់ GC តែម្ដងកាលពី3ឆ្នាំមុនបន្ទាប់ពីគាត់បញ្ចប់ការសិក្សាហើយគឺគាត់បានទទួលឱកាសការងារនៅសហរដ្ឋអាមេរិកដោយសារតែនៅប្រទេសអាមេរិកជាប្រទេសដែលរីកចម្រើននិងជាប្រទេសមហាអំណាចអញ្ចឹងបច្ចេកវិទ្យានៅក្នុងគឺខ្លាំងអញ្ចឹងហើយទើបធ្វើឲ្យគាត់នឹងអភិវឌ្ឍសមត្ថភាពរបស់គាត់ហើយអាចបង្កើតពិភពនិមិត្តដែលជា Genspearium នឹងបាន
ដែលពិភពនិមិត្តនេះហើយគឺជាក្តីស្រមៃរួមគ្នារវាងគាត់ហើយនឹងជីស៊ីដែលតែងតែស្រមៃតាំងពីតូចមកគឺពួកគាត់ទាំងពីរនាក់ចង់ផ្លាស់ប្ដូរពិភពលោកដោយបង្កើតពិភពនិមិត្តមួយគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលគាត់ធ្វើវាបានជោគជ័យប៉ុន្តែក្តីស្រមៃរបស់គាត់ទាំងអស់ត្រូវបានរលាយនៅពេលដែលក្រុមហ៊ុនរបស់គាត់បានបំពេញកិច្ចសន្យាហើយនឹងបំពេញលើកម្មសិទ្ធិបញ្ញារបស់គាត់ឲ្យក្រុមហ៊ុនរបស់គាត់មិនខ្វល់ពីអ្វីនោះទេគឺពួកគេខ្វល់តែពីប្រាក់ចំណេញពួកគេបានកែច្នៃពិភព Game Spirium ដែលគាត់បង្កើតនឹងទៅជាពិភព Game Spirium ដែលគ្រោះថ្នាក់ដូចដែលយើងឃើញរាល់ថ្ងៃហើយពង្វក់អ្នកលេងដើម្បីទទួលបានប្រាក់ចំណេញតាមពិតទៅពិភពនិមិត្ត Spirium ដែលគាត់បង្កើតដើមនឹងគឺមិនមែនបែបហ្នឹងនោះទេគឺវាមិនសម្រាប់មនុស្សទេប៉ុន្តែវាគឺជាពិភពរីករាយដ៏ស្រស់ស្អាតមួយនៅពេលដែលគាត់បានដឹងរឿងហ្នឹងហើយគឺគាត់បានព្យាយាមចូលទៅកន្លែងតុកកុំព្យូទ័ររបស់ក្រុមហ៊ុនដើម្បីព្យាយាមចូលទៅក្នុងប្រព័ន្ធនៅក្នុងការយកហ្គេមរបស់គាត់ត្រឡប់មកវិញហើយកែប្រែហ្គេមពីគ្រោះថ្នាក់មកជាធម្មតាវិញប៉ុន្តែគាត់មិនអាចធ្វើបាននោះទេសូម្បីតែគាត់ចង់លុបហ្គេមនេះចោលក៏គាត់ធ្វើមិនបានដែរអញ្ចឹងហើយគាត់មានតែបញ្ចូលកម្មវិធីបន្ថែមដើម្បីធ្វើឲ្យទ្វារទាំង12នោះត្រូវបានចាក់សោវាគឺជាវិធីតែមួយគត់ដែលជួយកាត់បន្ថយគ្រោះថ្នាក់ចំពោះអ្នកដែលបានចូលលេងក៏ដូចជាបង្អាក់នៃការបើកដំណើរការហ្គេមមួយនេះរបស់ក្រុមហ៊ុនហើយគាត់ក៏ដឹងដែរថាកម្មវិធីដែលគាត់បានបញ្ចូលនៅក្នុងហ្គេមនោះគង់តែក្រុមហ៊ុនរបស់គាត់រកឃើញនឹងបំបត្តិវាចោលវិញទេអញ្ចឹងហើយគឺគាត់ត្រូវការបញ្ចេញពេលវេលាជាមួយពួកនឹងថាពួកនឹងត្រូវការពេលប្រមាណដើម្បីកំទេចកម្មវិធីដែលគាត់បញ្ចូលបន្ថែមនឹងហើយកំឡុងពេលដែលគាត់មានបញ្ហាបែបនេះមនុស្សតែម្នាក់គត់ដែលគាត់នឹកឃើញថាអាចជួយគាត់បានគឺជា GC អញ្ចឹងហើយគាត់ក៏បានផ្ញើប្រអប់ Game Spirium ទៅឲ្យ GC ដើម្បីលេងអញ្ចឹងការពិភាក្សាមួយនៅពេលដែល GC ទទួលបានប្រអប់ Game អញ្ចឹងគឺជាប្រអប់ Game ដែលមិត្តភ័ក្តិរបស់គាត់ផ្ញើទៅឲ្យនឹងឯងគាត់បានសុំទោស GC ម្ដងហើយម្ដងទៀតចំពោះការធ្វើបែបនេះប៉ុន្តែគឺគាត់គ្មានជំរើសផ្សេងនោះទេគឺគាត់ពិតជាត្រូវការ GC ដើម្បីជួយគាត់ពិតមែនគឺគាត់ចង់ឲ្យ GC ជួយរកវិធីដើម្បីបញ្ចប់ហ្គេមមួយនេះគឺគាត់បានលាក់កម្មវិធីកម្ចាត់ហ្គេមមួយនេះនៅក្នុងទ្វារទី12នៅពេលដែល GC ទៅដល់ទ្វារទី12គឺគាត់នឹងបានឃើញកម្មវិធីនឹងហើយតាមរយៈសមត្ថភាពដែល GC មានគឺគាត់ជឿជាក់ថា GC នឹងអាចធ្វើវាបាន GC ក៏បានសួរទៅកាន់គាត់ថាតើតម្រុយគឺជាអ្វីគាត់ក៏បានឆ្លើយថាតម្រុយគឺផ្កានៅក្នុងទឹកនិងព្រះច័ន្ទនៅក្នុងកញ្ចក់ក្មេងម្នាក់នឹងបន្ទាប់ពីនិយាយរឿងរ៉ាវការពិតទាំងអស់ប្រាប់ GC ហើយក៏រលាយបាត់ទៅភ្លាមអញ្ចឹងទីបំផុតអាចកំបាំងត្រូវបានបកស្រាយហើយថាហេតុអីបានហ្គេមមួយនឹងមានអារម្មណ៍ថាពាក់ព័ន្ធជាមួយ GC រហូតអញ្ចឹងដើមហេតុគឺវាបែបហ្នឹងវូគីនៅពេលដែលគាត់ដឹងរឿងទាំងអស់ហ្នឹងហើយគឺគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើភ្ញាក់ផ្អើលរហូតភ្លេចខ្លួនហើយឈ្មោះ GC នៅក្នុងទ្វារហ្នឹងហៅឈ្មោះពិតគាត់បាននិយាយឡើងថាលីន GC ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើខ្ញុំមិននឹកស្មានថាទ្វារមួយនេះពិតជាមានទំនាក់ទំនងជាមួយនឹងឯងពិតមែនហើយអ្នកទាំងអស់គ្នាគណៈពេលដែលពួកគាត់សន្ទនាគ្នាហ្នឹងគឺអាប៉ែយ៉ាងស៊ីហឺកំពុងតែលួចមើលនិងលួចស្ដាប់ការសន្ទនារបស់ពួកគាត់ផងដែរអញ្ចឹងនៅពេលដែលវូគីហៅឈ្មោះពិតរបស់ GC ធ្វើឲ្យអាប៉ែនឹងដឹងហ្មងថា GC របស់យើងហ្នឹងគឺជាលីន GC លីដងយ៉ាងក៏បានថាឲ្យវូគីថាមិនក៏ហៅឈ្មោះ GC ឈ្មោះពិតអញ្ចឹងដឹងអត់ថានៅក្នុងទ្វារគឺការហៅឈ្មោះពិតវាគឺជាបំរាមពីព្រោះថាវាអាចបង្កគ្រោះថ្នាក់បានបន្ទាប់មកពួកគាត់ក៏ដើរទៅកាន់ទ្វារក្នុងគោលបំណងដើម្បីចាក់សោទៅកាន់ពិភពពិតវិញពេលហ្នឹង GC គឺគាត់ដើរគ្មានព្រលឹងក្នុងខ្លួនទេគឺគាត់ខ្វះបំរុងប្រយ័ត្នខ្លាំងមែនទែនដោយសារតែក្នុងអារម្មណ៍និងគំនិតរបស់គាត់គឺកំពុងតែគិតពាក្យសម្ដីដែលមិត្តភក្តិរបស់គាត់បានប្រាប់គាត់មិញនឹងឯងខណៈពេលដែល GC កំពុងតែដើរទាំងខ្វះបំរុងប្រយ័ត្ននោះស្រាប់តែមានកំបិតមួយហោះមកចង់តម្រង់រកគាត់តែម្ដងលីដងយ៉ាងឃើញអញ្ចឹងគាត់ក៏បានគៀស GC ចេញហើយរងជំនួស GC របស់យើង GC ឃើញអញ្ចឹងគាត់ក៏មានស្មារតីត្រឡប់មកវិញហើយរត់មកកាន់លីដងយ៉ាងដោយក្តីបារម្ភអ្នកដែលគប់កបិតមិញហ្នឹងគឺជាអាចោរចង្រៃយ៉ានស៊ីហឺដែលមកពីអង្គការអិចវាឃើញអញ្ចឹងវាសោចសម្លេងឡើងលឺតែម្ដងព្រមទាំងនិយាយឃ្លាថាតាមពិតគឺជាឯងសោះជាលីន GC ខ្ញុំខំតែគិតថាខ្ញុំនឹងមិនបានជួបអ្នកណាម្នាក់ដែលមកពីអង្គការ Obsidian នោះទេ GC បន្ទាប់ពីលឺអញ្ចឹងហើយគឺគាត់ខឹងណាស់គាត់ចង់ទៅរកអានឹងវាយដល់ពេលហើយនឹងលីដងយ៉ាងនឹងក៏បានខាត់គាត់វូគីក៏គាត់ខឹងដែរគាត់បានរត់ស្ទុះមកយកដាវក្នុងគោលបំណងដើម្បីទៅសម្លាប់អាប៉ែយ៉ានស៊ីហឺនឹងប៉ុន្តែវូគីគឺគាត់គ្មានបទពិសោធន៍នៅក្នុងការវាយគ្នាអីនោះទេគាត់រត់មិនទាន់ទាំងដល់គេផងត្រូវគេទាត់ដួលបាត់ទៅហើយអាប៉ែនឹងវាមិនបានឈប់ត្រឹមនឹងទេវាបំណងរើសដាវដើម្បីសម្លាប់វូគីជាបន្ត GC ឃើញអញ្ចឹងគឺគាត់ខឹងខ្លាំងមែនទែនគាត់ថាខ្ញុំនឹងទៅសម្លាប់ឯងប៉ុន្តែលីដងយ៉ាងនៅតែខាត់
គាត់ GC ព្រោះគាត់ដឹងថាបើ GC ទៅម្នាក់ទៀតច្បាស់ជាមានគ្រោះថ្នាក់ហើយគាត់នឹងក៏បានដកកំបិតដែលត្រូវនឹងខ្លួនរបស់គាត់នឹងយកទៅគប់អបិយ៉ានស៊ីហឺនឹងដើម្បីបញ្ឈប់អបិយ៉ានស៊ីហឺនឹងកុំឲ្យទៅសម្លាប់វូគីលីដងយ៉ាងពេលហ្នឹងគឺគាត់របួសធ្ងន់ខ្លាំងមែនតើហើយគាត់ត្រូវកំបិតនឹងធ្ងន់ហើយនៅពេលដែលគាត់ដកនឹងទាំងបង្ខំទៀតវារត់ទៅធ្វើឲ្យរបួសនឹងរត់ទៅធ្ងន់ទៅទៀតវូគីក៏បានរត់មកជួយគ្រាលីដងយ៉ាងជាមួយ GC វិញលីដងយ៉ាងទោះបីជាគាត់របួសធ្ងន់ប៉ុណ្ណាក៏ដោយក៏គាត់ប្រាប់ GC ថាគាត់អត់អីទេ GC ក៏បានព្យាយាមនាំលីដងយ៉ាងត្រឡប់ទៅពិភពពិតវិញឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានវូគីបានយកចង្កឹះសោទៅចាក់ទ្វារទាំងប្រញាប់បញ្ញានិងញ័រដៃនៅពេលដែលបើកទ្វារបានហើយតម្រុយក៏ជ្រុះមកដែរប៉ុន្តែ GC ក៏មិនខ្វល់ពីតម្រុយអីទាំងអស់គឺគាត់ព្យាយាមតែយកលីដងយ៉ាងទៅកាន់ពិភពពិតវិញឲ្យបានលឿនបំផុតដូច្នេះហើយគាត់ក៏បាននាំលីដងយ៉ាងឆ្លងកាត់ទៅពិភពពិតវិញដោយមិនបានរើសតម្រុយនេះនោះទេសម្រាប់ GC ការជួយសង្គ្រោះជីវិតរបស់មនុស្សគឺសំខាន់ជាងអ្វីៗទាំងអស់ណពេលដែលពួកគាត់ចេញទៅផុតអ្នកលេងផ្សេងទៀតនៅក្នុងទ្វារបានមកដណ្ដើមគ្នាយកតម្រុយមនុស្សអាប៉ែយ៉ានស៊ីហឺនឹងក៏បានមកដណ្ដើមដែរវាបានយកតម្រុយនឹងហើយវាយកកំបិតគម្រាមគេថាបើមិនចង់ងាប់ទេក៏កុំមកដណ្ដើមតម្រុយមួយនឹង GC គ្រាន់តែមកដល់ពិភពពិតវិញគាត់បានប្រាប់ណានស៊ូថាលីដងយ៉ាងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់និយាយហើយ GC និងណានស៊ូរត់មករកឡានជាប្រញាប់ដើម្បីទៅរកលីដងយ៉ាងបកមកកាន់លីដងយ៉ាងវិញពេលនឹងគាត់កំពុងតែនៅជាមួយសាងរូជេហើយគាត់នឹងកំពុងតែផឹកស្រាហើយលីដងយ៉ាងកំពុងតែបង្ហាញអារម្មណ៍ថាគាត់កំពុងតែធ្វើឲ្យខ្លួនឯងនឹងគ្មានអារម្មណ៍អ្វីទាំងអស់ភ្លាមនោះ GC និងណានស៊ូក៏បានមកដល់ផ្ទះគាត់ GC បានសួរទៅកាន់គាត់ថាតើឯងមិនអីទេមែនទេលីដងយ៉ាងឮសំណួរនឹងហើយគាត់ក៏សើចហើយគាត់ក៏បាននិយាយថាតើខ្ញុំអាចមិនអីដោយរបៀបណាខ្ញុំចាប់ផ្ដើម stress ចាប់តាំងពីខ្ញុំលេងហ្គេមដ៏ឈួតមួយនេះមកម្ល៉េះពេលខ្លះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដុនដាខ្លាំងណាស់ហើយពេលខ្លះទៀតខ្ញុំក៏មានអារម្មណ៍ថាខ្លួនឯងឈឺផងដែរខ្ញុំគិតថាខ្ញុំមានបេះដូងដែលទន់ជ្រាយណាស់ខ្ញុំគិតថាបេះដូងរបស់ខ្ញុំនឹងឈប់លោតភ្លាមគាត់និយាយដោយខ្លួនឯងជាមនុស្សទន់ខ្សោយអញ្ចឹងអ្នកទាំងអស់គ្នាតែអាការៈដែលគាត់បង្ហាញចេញមកគឺគាត់ហាក់ដូចជាមិនអីនោះទេដល់ពេលអញ្ចឹងទៅ GC ក៏បានសួរទៅកាន់គាត់វិញថាចុះមិនឯងមើលទៅដូចជាមិនអីសោះអញ្ចឹងអស់ហើយនឹងលីដងយ៉ាងក៏ចាប់ផ្ដើមធ្វើពុតជាសម្ដែងទៀតហើយខ្ញុំអត់អីអត់ទេគឺខ្ញុំពិតជាអីខ្លាំងណាស់ខ្ញុំបានប្រាប់ឯងហើយតើថាខ្ញុំពិតជាខ្លាចខ្លាំងណាស់ការពិតទៅខ្ញុំពិតជាខ្លាចការស្លាប់ខ្លាំងណាស់ប៉ុន្តែនៅពេលដែលការស្លាប់មកដល់ខ្ញុំពិតជាមិនមានអារម្មណ៍បែបនោះទេខ្ញុំមិនដឹងថាត្រូវបញ្យល់ឯងបែបណានោះទេតែខ្ញុំសង្ឃឹមថាឯងនឹងមិនជួបអារម្មណ៍បែបនេះទៅចាស់ប៉ុន្តែមិនថាយ៉ាងណានោះទេពួកយើងគឺជាបងប្អូននិយាយហើយហ្នឹងគាត់ក៏បានក្តាប់ដៃហ្នឹងទៅកាន់ GC ដើម្បីឲ្យ GC ហ្នឹងមកទល់ដៃជាមួយគាត់វិញហ៎ GC ពេលហ្នឹងគឺគាត់ស្ដាប់ហើយគឺគាត់ឡើងអូលដើមកយគាត់សម្រួលអារម្មណ៍ខ្លួនគាត់សិនមិនគាត់យកដៃហ្នឹងមកទល់ជាមួយនឹងលីដងយ៉ាងនិយាយទៅលីដងយ៉ាងគឺគាត់ព្យាយាមធ្វើខ្លួនឲ្យធម្មតានិងរឹងមាំខ្លាំងមែនទែនដើម្បីឲ្យ GC និងណានស៊ូមិនមានអារម្មណ៍ថាសោកសៅប៉ុន្តែ GC យ៉ាងណាក៏ដោយក៏គាត់ទប់អារម្មណ៍សោកសៅរបស់គាត់នឹងអត់បានទេគឺគាត់នឹងឡើងយំហ្មងគឺគាត់ទប់អត់បានអារម្មណ៍ដែលសោកសៅដែលត្រូវបាត់បង់មនុស្សដែលខ្លួនឯងចូលចិត្តរាប់អានអញ្ចឹងណាហើយដល់ពេលហ្នឹងភ្លាមហ្នឹងគាត់ក៏បានទាញយកវិញ្ញាណហ្នឹងប្រុងទៅផឹកដើម្បីបំបត្តិអារម្មណ៍សោកសៅរបស់គាត់អញ្ចឹងណាប៉ុន្តែលីដងយ៉ាងហ្នឹងបានខាត់អត់ឲ្យគាត់ផឹកទេគាត់ថាឲ្យ GC ហ្នឹងបើកឡានមកហ្នឹងអញ្ចឹងមិនឲ្យផឹកទេគាត់យកកូកាឲ្យផឹកវិញ GC គឺគាត់ទ្រាំមិនបានទេគាត់ក៏សួរលីដងយ៉ាងថាលីដងយ៉ាងហេតុអីបានការពារខ្ញុំដល់ថ្នាក់ហ្នឹងលីដងយ៉ាងពេលដែលលើសំណួរ GC ហើយគាត់ក៏បានស្រឡឹងមកទៅកាន់ណានស៊ូហើយគាត់បាននិយាយថាគឺខ្ញុំបានទទួលសំណើមួយនេះដូច្នេះហើយខ្ញុំត្រូវតែធ្វើវាឲ្យបានអូ my god អ្នកទាំងអស់គ្នាលីដងយ៉ាងគឺជាមនុស្សដែលគោរពពាក្យសម្ដីខ្លាំងមែនទែនគាត់បានទទួលសំណើពីណានស៊ូដើម្បីការពារ GC គាត់ពិតជាការពារ GC ពិតមែនដល់ថ្នាក់សំបីតែបដូរជីវិតរបស់គាត់ក៏គាត់ត្រូវតែការពារ GC ដែរ GC នៅពេលដែលគាត់លឺចម្លើយហើយគឺគាត់រំជើបរំជួលខូចចិត្តរត់ទៅខ្លាំងហ្មងគាត់កាំងអត់ដឹងថាត្រូវនិយាយអីតទៀតទេរីឯណានស៊ូវិញគឺគាត់ឡើងសងោសង្ងាត់ខ្លាំងមែនតើណាហើយគាត់បាននិយាយថាសុំទោសទៅកាន់លីដងយ៉ាងណានស៊ូអត់ដែលនិយាយពាក្យថាសុំទោសទេលីដងយ៉ាងគឺជាមនុស្សដំបូងហើយដែលបានទទួលពាក្យសុំទោសពីណានស៊ូលីដងយ៉ាងទោះបីជាខ្លួនឯងត្រូវចិត្តស្លាប់អញ្ចឹងមែនប៉ុន្តែគាត់អត់ដែលបន្ទោសទៅលើណានស៊ូឬ GC ទេគាត់នៅឆ្លៀតលេងសើចទៀតគាត់ថាខ្ញុំគួរតែបន្ទោសឯងខ្ញុំចិត្តស្លាប់ហើយហេតុអីបានជាថ្ងៃនេះឯងមិនពាក់ឈុតរោពណ៌សហើយនិយាយពាក្យលៀមមកកាន់ខ្ញុំក្នុងនាមជារួនប៉ៃជាលីដងយ៉ាងអត់ភ្លេចប៉ៃជាសោះដល់ហើយគាត់ក៏និយាយថាបានហើយផឹកស្រាមួយហើយគាត់ក៏បាននិយាយទាំងចង់យំថាការពីអតីតកាលខ្ញុំតែងតែគិតថាឯងគឺជាគូប្រជែងដ៏ល្អបំផុតរបស់ខ្ញុំសង្ឃឹមថាប្រសិនបើអាចពួក
យើងនឹងខ្លាយទៅជាមិត្តភក្តិដ៏ល្អបំផុតនិយាយហើយហ្នឹងគាត់ក៏លើកប៊ីយ៉ាហ្នឹងទៅជួលណានស៊ូហើយណានស៊ូស្រឡឹងមកកាន់គាត់ពេលហ្នឹងទាំងទឹកមុខរបស់គាត់ហ្នឹងគឺសោកសៅនឹងរំជើបរំជួលចង់ទៅយំហើយគាត់ហ្នឹងក៏បានផឹកស្រាទាំងដៃរបស់គាត់ហ្នឹងកាន់តែកំប៉ុងស្រាហ្នឹងឡើងញ័រដូចអារម្មណ៍គាត់ពេលហ្នឹងអញ្ចឹងណាហើយពេលដែលគាត់ផឹកហើយគឺគាត់ច្បិចអាកំប៉ុងហ្នឹងឡើងតិចអស់ហ្មងអារម្មណ៍ពេលហ្នឹងគឺគាត់លេខឹងអ្នកដែលនៅពីក្រោយរឿងហ្នឹងតោះមកលីដងយ៉ាងហ្នឹងបានដេញឲ្យណានស៊ូហើយនឹងជីស៊ីនឹងត្រឡប់ទៅផ្ទះវិញទៅគឺគាត់នឹងចង់ឲ្យនៅទីទេគឺគាត់ចង់មានរឿងអីដែលត្រូវធ្វើគាត់ដេញឲ្យពីនឹងទៅផ្ទះទៅប៉ុន្តែពីអ្នកនោះអត់ព្រមទៅទេតោះតលីដងយ៉ាងថាតើអាចទុកពេលវេលាចុងក្រោយនោះគាត់នៅបានអត់គាត់ចង់នៅស្ងប់ស្ងាត់តែម្នាក់ឯងអាពេលវេលាចុងក្រោយរបស់គាត់ហ្នឹងហើយទៅពេលតតគាត់និយាយចឹងបានណានស៊ូហើយនឹងជីស៊ីនឹងព្រមត្រឡប់ទៅវិញតាមពិតទៅអ្នកដែលសោកស្ដាយហើយនឹងឈឺចាប់ជាងគេគឺសាងរួយជានៅក្នុងរឿងមួយហ្នឹងពីព្រោះថាលីដងយ៉ាងគឺជាមនុស្សដែលនាងស្រឡាញ់លីដងយ៉ាងគឺជាមនុស្សដែលសំខាន់បំផុតនៅក្នុងជីវិតរបស់សាងរួយជាហើយនៅក្នុងពិភពលោកដ៏ធំធេងមួយនេះគឺនាងមានតែលីដងយ៉ាងម្នាក់គត់ហើយឥឡូវហ្នឹងលីដងយ៉ាងត្រូវចាក់ចេញពីនាងទៀតនាងបាននិយាយទៅកាន់លីដងយ៉ាងទាំងយំថាខ្ញុំដឹងថាបងគឺមិនត្រូវការខ្ញុំនោះទេប៉ុន្តែខ្ញុំសុំបងតើបងអាចឲ្យខ្ញុំនៅកំដរបងនៅដង្ហើមចុងក្រោយបានអត់ខ្ញុំពិតជាចង់នៅក្បែរបងខ្លាំងណាស់ខ្ញុំសុំបងលីដងយ៉ាងពេលហ្នឹងគឺក៏អត់និយាយអីទាំងអស់ហើយគាត់នឹងក៏បានយកដៃរបស់គាត់នឹងមកជួបទឹកភ្នែកឲ្យសាងរួយចាហើយក្រោយមកក៏បាននិយាយថាមានអីបានតើប៉ុន្តែត្រូវទៅជូនដំណើរជីស៊ីនិងណានស៊ូសិនបន្ទាប់មកពួកគាត់ក៏បានក្រោកឈរឡើងបំរុងទៅរកណានស៊ូនិងជីស៊ីដើម្បីជូនដំណើរចឹងណាហើយគណៈពេលហ្នឹងពួកគាត់ឡើងយំហ្មងហើយគណៈពេលឡើងឈរដើរទៅហ្នឹងណាហើយដល់ពេលហើយសាងរួយចាហ្នឹងគឺនាងទប់អត់បានហើយនាងទប់អាភាពឈឺចាប់របស់នាងអត់បានទេពេលហើយនាងក៏បានបែកក្រោយហ្នឹងមកអោបលីដងយ៉ាងមកទាំងហឹងទាំងទឹកភ្នែកលីដងយ៉ាងពេលហ្នឹងក៏ទៅទប់ភ្នែកខ្លួនឯងអត់បានដែរគឺគាត់យំមនុស្សប្រុសក្លាហានម្នាក់ហើយយំគឺវាអត់ងាយទេពីនេះហើយពេលហ្នឹងគឺគាត់ឈឺចាប់ហើយទន់ជ្រាយខ្លាំងហើយនិយាយទៅគឺអាណិតមកគោហ្នឹងខ្លាំងអាណិតរកពីអីដែលថាមកពរនាពីក្តីអាណិតមួយនឹងអត់បានហ្មងណាហើយពេលហ្នឹងលីដងយ៉ាងគាត់ព្យាយាមជួបទឹកភ្នែកខ្លួនឯងណាហើយគាត់ប្រាប់សាំងរួយជាថាអត់អីទេតោះទៅជូនដំណើរពីអ្នកគាត់សិនទៅហើយនៅពេលដែលពូគាត់បើកទ្វារទៅហ្នឹងគឺណានស៊ូហើយនឹងជីស៊ីយកមានតណាទេគឺគាត់នៅឈរមកបន្ទប់លីដងយ៉ាងហ្នឹងឯងនៅពេលលីដងយ៉ាងបើកទ្វារឃើញអញ្ចឹងគាត់ក៏និយាយថាអាយ៉ាពីអ្នកឯងនៅនឹងសំមិនតាន់ទៅទេអីហើយគាត់ហ្នឹងក៏ប្រាប់ជីស៊ីនិងណានស៊ូឲ្យត្រឡប់ទៅផ្ទះវិញហើយសម្រាកទៅហើយគាត់ក៏បានមករកសាងរួយជារួចនិយាយថាសាងរួយជាចាប់ពីថ្ងៃនេះទៅគឺខ្ញុំទុកអង្គការក្តាន់សឲ្យនាងហើយណានិយាយហើយហ្នឹងគាត់ក៏បិទទ្វារទាំងតែម្ដងតាមពិតមុនហ្នឹងគឺគាត់ក៏ហក់សាងរួយជាទេដែលឲ្យសាងរួយជាហ្នឹងនៅកំដរគាត់នៅដង្ហើមចុងក្រោយហើយគាត់ហ្នឹងក៏បានបញ្ឈរសាងរួយជាឲ្យមកចេញក្រៅបន្ទប់ពីព្រោះគាត់ដឹងថាបើសិនជាគាត់ប្រកែកហ្នឹងគឺបើជាសាងរួយជាអត់យល់ព្រមទេអញ្ចឹងហើយគាត់មានតែប្រើប្រាស់វិធីបញ្ឆោតពេលហ្នឹងសាងរួយជាគឺនាងបានកោទ្វារទាំងយំថាលីដងយ៉ាងតើបងធ្វើអីហ្នឹងតែបងសន្យាមកខ្ញុំឲ្យតើហើយនាងឡើងកោទ្វារឡើងខ្លាំងព្យាយាមឲ្យលីដងយ៉ាងហ្នឹងបើកទ្វារឲ្យនាងប៉ុន្តែលីដងយ៉ាងអត់បើកឲ្យទេហើយពេលហ្នឹងណានស៊ូក៏បានយំដែរហើយគឺបរោះរឿងមុំរបស់យ៉ាងពេលហ្នឹងស្រក់ទឹកភ្នែកហើយលើកទី1ទីគាត់យំគឺគាត់ទប់លេងបានទៀតហើយបើជីស៊ីហ្នឹងមិននិយាយទេគឺទឹកភ្នែកហូរដូចទឹកបាក់ទំនប់អញ្ចឹងរួយជានៅតែបន្តស្រែកយំនៅខាងក្រៅកោទ្វារតងតាំងតែលីដងយ៉ាងវិញគឺគាត់នៅក្នុងបន្ទប់សងំយំឡើងខ្លាំងពេលមុនហ្នឹងគឺគាត់ព្យាយាមទប់សម្ដែងធ្វើជាគាត់នឹងមន់តែពេលហ្នឹងគឺគាត់នៅម្នាក់ឯងហើយអញ្ចឹងអារម្មណ៍ដែលគាត់សោកសៅប៉ុណ្ណាគឺគាត់យំចេញមកឲ្យធម្មតាអ្នកទាំងអស់គ្នាខ្លួនត្រូវស្លាប់ត្រូវបែកពីមនុស្សដែលខ្លួនឯងត្រូវការពារបែកពីមនុស្សដែលខ្លួនឯងស្រឡាញ់អ្នកណាគេមិនស្ទុកសោកនឹងយំមកប៉ុន្តែមុនហ្នឹងគាត់សម្ដែងធ្វើជាអារម្មណ៍មិនអីដើម្បីឲ្យគ្រប់គ្នាហ្នឹងក៏មានអារម្មណ៍ថាសោកសៅឬក៏សោកស្ដាយអញ្ចឹងណាប៉ុន្តែពេលហ្នឹងគឺគាត់លែងមានអ្នកណាឃើញគាត់ទៀតដែរអញ្ចឹងគឺគាត់យំយកតែម្ដងអ្នកទាំងអស់គ្នាចំណាំទៅនៅពេលដែលយើងមានរបួសនៅក្នុងទ្វារហើយពេលចេញមកក្រៅទ្វារវិញយើងអត់មានរបួសអីទាំងអស់អញ្ចឹងមានន័យថាបន្តិចទៀតហ្នឹងគឺយើងស្លាប់ហើយប៉ុន្តែបើមិនជាយើងមានរបួសនៅក្នុងទ្វារហើយចេញមកក្រៅទ្វារវិញយើងមានរបួសយើងស្លាប់យើងអីអាហ្នឹងមានន័យថាយើងអត់ស្លាប់ទេគឺយើងគ្រាន់តែរបួសហើយព្យាបាលទៅជាឲ្យដូចករណីអង្គការជីស៊ីហើយណានស៊ូពេលដែលគាត់មានរបួសហើយចេញមកស្លាប់អាហ្នឹងគឺពួកគាត់អត់អីទេតើអ្នកណាដែលស្មានដល់ទៅថាមនុស្សដែលស្រឡាញ់តលុយដូចលីដងយ៉ាងបែរជាមានបេះដូងបរិសុទ្ធគោរពពាក្យសច្ចៈព្រមទាំងការពារមិត្តភក្តិដល់ថ្នាក់នេះនៅក្នុងភាគ original ពិតជាកំសត់ខ្លាំងមែនទែនទិដ្ឋភាពជាមួយនឹងភ្លេងគឺមើលហើយគឺថាទប់ទឹកភ្នែកអត់បានទេសាច់រឿងគេក៏បង្ហាញឲ្យឃើញអាកំបាំងរវាងណានស៊ូនិងលីដងយ៉ាងកាលពីអតីតកាលពេលនោះណានស៊ូបានដាក់សំណើទៅកាន់លីដងយ៉ាងឲ្យចូលទ្វារជាមួយលីនជីស៊ីជំនួសគាត់វាគឺជាទ្វារទី3លីដងយ៉ាងបន្ទាប់ពីលើសំណើ
ហានឹងហើយគឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែននៅពេលដែលណានស៊ូដាក់សំណើមួយនឹងដើម្បីដោះដូរជាមួយនឹងតម្រុយទី9ដែលគាត់ត្រូវការគាត់ថែមទាំងនិយាយទៀតថាខ្ញុំលើពីចចាមអារាមច្រើនណាស់ថាធ្វើការជាមួយឯងគឺពិបាកខ្លាំងមែនទែនប៉ុន្តែខ្ញុំមិនគិតអញ្ចឹងសោះគឺវាពិតជាងាយខ្លាំងមែនទែននៅក្នុងការធ្វើការជាមួយឯងខ្ញុំគិតថាខ្ញុំឈប់ស្រឡាញ់រួនបែជាទៀតហើយតែខ្ញុំគឺស្រឡាញ់ឯងរួនណានស៊ូលើហើយគាត់ក៏និយាយថាបិទមាត់ទៅហើយលីដងយ៉ាងគេក៏បានធ្វើកាយវិការថាគេនឹងបិទមាត់ហើយណានស៊ូក៏បានផ្ដាំលីដងយ៉ាងទៅថាឲ្យប្រាប់រឿងនឹងទៅកាន់ជីស៊ីទេអញ្ចឹងហើយអ្នកទាំងអស់គ្នាបានពេលនៅខិតចូលក្នុងទ្វារគឺគាត់ដែរនិយាយប្រាប់ជីស៊ីទេហើយនៅពេលដែលជីស៊ីដឹងការពិតខ្លួនឯងហ្នឹងគាត់ប្រាប់ជីស៊ីថាជាក់គឺជីស៊ីដឹងខ្លួនឯងទេគឺគាត់បានប្រាប់ទេណាដោយសារណានស៊ូបជាគាត់ឲ្យប្រាប់គឺគាត់ហ៊ានប្រាប់ហ្មងបន្ទាប់ពីចរចាគ្នារួចរាល់អស់ហើយហ្នឹងលីដងយ៉ាងហ្នឹងក៏បានត្រឡប់ទៅវិញហើយមុនពេលគេត្រឡប់ទៅវិញហ្នឹងគេធ្វើដៃបេះដូងដាក់ណានស៊ូទៀតនិយាយពីថាមើលរូបភាពកន្លែងហ្នឹងហើយគឺសំណោះហើយសំណោះបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែលណានស៊ូនិងជីស៊ីបានមករកមនុស្សនៅអង្គការអិចពេលហ្នឹងពួកគាត់មកទាំងកំហឹងគឺពួកគាត់មកដើម្បីចម្រាស់បញ្ជីសងសឹកតែម្ដងតែចៃដន្យអីពេលពួកគាត់មកហ្នឹងគឺសូម្បីតែមនុស្សម្នាក់នៅក្នុងអង្គការអិចហ្នឹងគឺអត់មានដែរពួកវានឹងបានរត់ចេញទៅបាត់អស់ហើយគឺពួកវាដឹងខ្លួនហ្មងថាណានស៊ូនិងជីស៊ីយើងនឹងមករកពួកវាចម្រាស់បញ្ជីពេលចង់ពួកវារត់បាត់អស់លីងខណៈពេលដែលពួកគាត់រកមិនឃើញក្រុមអង្គការអិចនៅពួកគាត់បែរជាឃើញសងគីដែលកំពុងដេកសន្លប់នៅទីនោះទៅវិញដល់ពេលអញ្ចឹងទៅពួកគាត់ទាំងពីរក៏បានជួយគ្រាសងគីដើម្បីយកទៅមន្ទីរពេទ្យបន្ទាប់ពីសងគីទទួលការព្យាបាលនៅមន្ទីរពេទ្យហើយក៏បាននិយាយរឿងរ៉ាវគ្រប់យ៉ាងទៅប្រាប់ណានស៊ូនិងជីស៊ីរបស់យើងមេដឹកនាំអង្គការអិចនឹងមានឈ្មោះថាយ៉ានបាឡាងវាគឺទៅតែត្រឡប់មកពីអាមេរិកហើយវាទទួលបានលុយជាច្រើនមកពីអាមេរិកហើយវាចង់ធ្វើកំណែប្រែថ្មីនៃហ្គេមស្ពីរៀមគោលបំណងរបស់វាគឺចង់ឲ្យមនុស្សចូលទៅលេងហ្គេមនឹងឲ្យដល់ទីបញ្ចប់ដើម្បីស្វែងរកអាថ៌កំបាំងហើយនឹងព័ត៌មានលម្អិតផ្សេងអំពីហ្គេមស្ពីរៀមនឹងអញ្ចឹងទៅគឺវាអាចបង្កើតស្ពីរៀមនឹងថ្មីហើយវាមិនដែលខ្វល់ថាអ្នកណាងាប់អ្នកណារស់អីទេហើយវាក៏មិនដែលខ្វល់ថាប្រើវិធីសាស្ត្រអីដែលសំខាន់គឺវាសម្រេចគោលដៅរបស់វាអញ្ចឹងអាយ៉ានបាឡានឹងគឺវាធ្វើការឲ្យជនជាតិអាមេរិកនឹងឯងដែលជាក្រុមពពួកមនុស្សក្បត់មិត្តភ័ក្តិរបស់ GC ហើយលួចគំរូហ្គេមរបស់មិត្តភ័ក្តិគាត់ហើយរំលោភកម្មសិទ្ធិបញ្ញាហើយបង្កើតហ្គេមស្ពីរៀមដែលមានគ្រោះថ្នាក់ដូចរាល់ថ្ងៃហ្នឹងចង់គេធ្វើត្បិតថាគាត់នៅអង្គការអិចយូរប៉ុណ្ណាក៏ដោយប៉ុន្តែគាត់មិនដឹងទេថាតើពួកនឹងលាក់ខ្លួននៅណាហើយគាត់ក៏អត់មានវិធីដើម្បីតាក់ទងទៅពួកនឹងដែរណានស៊ូនិង GC មិនថាយ៉ាងណាទេគឺគាត់ត្រូវតែស្វែងរកយ៉ាងបាឡាងនិងយ៉ាងស៊ីហឺនឹងឲ្យឃើញត្រូវតែបញ្ឈប់ពួកនឹងឲ្យបំផ្លាញផែនការពួកវាចោលអស់បើមិនអញ្ចឹងទេគឺនឹងមានមនុស្សជាច្រើននឹងត្រូវស្លាប់បន្តទៀតហើយខណៈពេលដែលពួកគាត់កំពុងនិយាយគ្នានឹងឈៀនលីក៏បានទេមកកាន់ GC ដែលប្រាប់ GC ថាគឺមានមិត្តភ័ក្តិរបស់ GC នឹងមករកគាត់បន្ទាប់ពីនិយាយចប់ហើយនឹង GC និងណានស៊ូក៏ត្រឡប់ទៅអង្គការ Obsidian វិញប៉ុន្តែមុនពេលដែលគាត់ត្រឡប់ទៅនឹង GC បានផ្ដាំទៅប្រាប់សុងគីថាឲ្យមើលថែខ្លួនឯងឲ្យបានល្អបើសិនបើមានបញ្ហាអីនឹងអាចតាក់ទងមកគាត់បានគ្រប់ពេលនៅពេលដែលណានស៊ូនិង GC ត្រឡប់មកដល់អង្គការ Obsidian វិញភ្លាមនឹងវូគីបាននិយាយទៅកាន់ GC ទាំងទឹកភ្នែកថា GC លីដងយ៉ាងគឺបានស្លាប់ហើយគាត់ក៏បាននិយាយថាខ្ញុំសុំទោសខ្ញុំពិតជាសុំទោសពិតមែនខ្ញុំពិតជាអត់បានការនោះទេ GC ក៏បាននិយាយទៅកាន់មិត្តភក្តិគាត់ថាវូគីខ្ញុំសង្ឃឹមថាឯងនឹងចងចាំឈ្មោះរបស់គាត់ជារៀងរហូតទៅឈ្មោះរបស់គាត់គឺលីដងយ៉ាងតែបើថាទៅកន្លែងហ្នឹងអាចមានអារម្មណ៍ថាខឹងវូគីដែរដោយសារតែវូគីហ្នឹងហៅឈ្មោះ GC ពិតទៅពេលអញ្ចឹងទៅធ្វើឲ្យអាប៉ែនោះដឹងថាឈ្មោះរបស់ GC ហ្នឹងគឺ GC អញ្ចឹងទៅហើយលក្ខខណ្ឌទី2ហ្នឹងបើកុំតវូគីទៅវាយមួយអាមួយហ្នឹងក៏លីដងយ៉ាងហ្នឹងអត់ដកក្បិតហ្នឹងចេញទៅគប់ដែរហើយបើសិនជាលីដងយ៉ាងអត់ដកក្បិតទៅគប់ហ្នឹងអាចថាលីដងយ៉ាងនោះរស់ហើយតែដល់ពេលគាត់ដកទៅគឺសង្ឃឹមរបស់គាត់ហ្នឹងសូន្យហ្មងបន្ទាប់មក GC ក៏បានងាកមកកាន់ណានស៊ូហើយនិយាយថាគឺមានរឿងខ្លះកើតឡើងនៅក្នុងទ្វារខ្ញុំមានរឿងចង់ប្រាប់ឯងបន្ទាប់មកសាច់រឿងក៏កាត់មកដល់នៅពេលដែល GC ហ្នឹងបាននិយាយអំពីតម្រុយនៅក្នុងទ្វារដែលមិត្តភក្តិគាត់ប្រាប់ហ្នឹងទៅប្រាប់ណានស៊ូហើយណានស៊ូបាននិយាយឡើងថាផ្កានៅក្នុងទឹកព្រះច័ន្ទនៅក្នុងកញ្ចក់ដូចនេះកែមួយនេះគឺបង្កើតឡើងដោយមិត្តភក្តិរបស់ឯងគាត់ត្រូវការឲ្យឯងជួយគាត់ដើម្បីធ្វើឲ្យហ្គេមនោះត្រឡប់ទៅ version ដើមវិញដែល version ដើមនៃហ្គេមនេះគឺជាសុបិនរបស់ឯងតាំងតែពីឯងនៅក្មេង GC របស់យើងពិតជាមនុស្សមិនធម្មតាមែនគេមានគំនិតបង្កើតពិភពបែបហ្នឹងតាំងពីគេនៅតូចមកម្ល៉េះ GC ក៏បាននិយាយថាត្រូវហើយមិត្តភក្តិរបស់ GC ហ្នឹងគឺគាត់មានឈ្មោះថាកៅដាវៃបន្ទាប់មក GC ក៏បានសម័យទៅដល់អតីតកាលរវាងគាត់ហើយនិងមិត្តភក្តិរបស់គាត់ខ្ញុំនិងគាត់គឺជាអ្នកចិត្តខាងនឹងគ្នាឪពុកម្ដាយរបស់ពួកយើងគឺសត្វតែត្រូវបានលែងលះពួកយើងគឺជាក្មេងដែលខ្វះភាពកក់ក្ដៅនិងឯកានៅវិទ្យាល័យពួកយើងបានសិក្សាអំពីបច្ចេកវិទ្យា3ឆ្នាំក្រោយមកក៏មានជន
ជាតិចិនម្នាក់បានស្វែងរករបបកំហើញថ្មីដែលវាស្រដៀងនឹងគំនិតរបស់ពួកខ្ញុំដែលវាមានឈ្មោះថាស្ពីរៀមពួកយើងមិនបានដឹងអំពីបញ្ញត្តិនៃពិភពលោកថ្មីនោះទេនៅពេលដែលពួកយើងរៀនអំពីបច្ចេកវិទ្យាទាំងអស់នោះពួកយើងបានដឹងថាបច្ចេកវិទ្យាទាំងអស់នោះអាចបង្កើតបានជាឪពុកម្ដាយអញ្ចឹងហើយទៅធ្វើឲ្យពួកយើងមានគំនិតឡើងមកថាចង់បង្កើតឪពុកម្ដាយរបស់ពួកយើងដោយវិធីបែបនេះទោះបីពួកគាត់គ្រាន់តែជារូបតំណាងក៏ដោយពួកយើងបានជ្រើសរើសរៀនផ្នែកវិទ្យាសាស្ត្រទាំងអស់គ្នាហើយបានចូលទៅរៀននៅសាកលវិទ្យាល័យដ៏ល្អបំផុតមួយពួកយើងចង់ធ្វើឲ្យសុបិននោះក្លាយជាការពិតទាំងអស់គ្នាប៉ុន្តែរឿងទាំងអស់នោះវាមិនត្រូវបានកើតឡើងនោះទេនៅក្នុងឆ្នាំទី1នៃសាកលវិទ្យាល័យមានរឿងខ្លះៗបានកើតឡើងហើយបានផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងទាំងអស់តើឯងនៅចាំឬទេកូនស្រីនៃអ្នកស្រីកាលតែពីពួកយើងចូលទៅកាន់ទ្វារទី1ខ្ញុំអាចយល់ច្បាស់ពីជំរឿចិត្តរបស់នាងទ្វារទី1គឺទ្វាររបស់ជីយួរអ្នកទាំងអស់គ្នាកាលពីទ្វារហ្នឹងម្នាក់ភូមិទាំងអស់ជ្រើសរើសការពារមនុស្សភាគច្រើនហើយបោះបង់ជីយួរឲ្យចចកខំស្លាប់អ្នកទាំងអស់គ្នាហើយពេលហ្នឹងមិនជីស៊ីគាត់ប៉ះពាល់អារម្មណ៍គាត់ខ្លាំងមែនតើបន្ទាប់មកជីស៊ីក៏បានសម័យទៅដល់អតីតកាលទៀតហើយពេលហ្នឹងជីស៊ីគឺទៅតែឆ្នាំទី1ទេជីស៊ីហើយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងបានធ្វើដំណើរទៅខេត្តនៅភាគខាងលិចដើម្បីប្រមូលទិន្នន័យតាក់ទងនឹងកេមស្ពីរៀមប៉ុន្តែសំណាងអាក្រក់ពួកគាត់ក៏បានជួបប្រទះនឹងគ្រោះរំជួយដីហើយគាត់នឹងក៏បានជួបគ្រោះថ្នាក់នៅក្នុងគ្រោះរំជួយដីនោះដោយត្រូវរបស់របរជាច្រើននឹងសង្កត់ពីលើខ្លួនគាត់ដែលធ្វើឲ្យគាត់ណាត់អាចរើចេញមកបានទេមិត្តភ័ក្តិរបស់គាត់បានមកជួយគាត់ហើយគឺព្យាយាមទាញគាត់ចេញខ្លះមែនតើប៉ុន្តែនៅតែមិនអាចលើករួញហើយនៅគណៈពេលហ្នឹងនៅក្បែរហ្នឹងក៏មានមនុស្សជាច្រើនដែលកំពុងទទួលការរងគ្រោះនឹងដែរហើយកំពុងស្រែករកជំនួយដូចគ្នាអញ្ចឹងហើយមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានជ្រើសរើសទៅជួយមនុស្សច្រើននឹងដោយទុកឲ្យជីស៊ីហ្នឹងនៅនឹងសិនរវាងជីស៊ីហើយនឹងអ្នកដទៃគឺមិត្តភ័ក្តិរបស់គាត់ជ្រើសរើសជួយអ្នកដទៃដែលជាមនុស្សច្រើនខ្ញុំយល់អំពីការសម្រេចចិត្តរបស់គាត់ប្រសិនបើខ្ញុំជាគាត់ក៏ខ្ញុំធ្វើការសម្រេចចិត្តបែបនេះដូចគ្នានៅពេលដែលពួកយើងត្រឡប់ទៅសាលាវិញគាត់ក៏បានក្លាយទៅជាវីរៈបុរសនៅក្នុងការជួយសង្គ្រោះមនុស្សជាច្រើនខណៈពេលដែលខ្ញុំក្លាយទៅជាមនុស្សម្នាក់ដែលជាអ្នកបង្កបញ្ហាតែប៉ុណ្ណោះខ្ញុំមិនអាចប្រឈមមុខនឹងការផ្លាស់ប្ដូរបែបនេះនោះទេជារឿយៗធ្វើឲ្យទំនាក់ទំនងរវាងពួកយើងកាន់តែឃ្លាតឆ្ងាយគ្នាទៅពួកយើងបានផ្លាស់ប្ដូរពីមិត្តភ័ក្តិដែលជិតស្និទ្ធបំផុតដែលអាចចែករំលែកគ្នានៅរឿងគ្រប់យ៉ាងទៅជាមនុស្សប្លែកមុខដែលមិនដែលស្គាល់គ្នាទៅវិញសាច់រឿងក៏បង្ហាញឲ្យឃើញបន្ថែមទៀតថានៅពេលដែលជីស៊ីកំពុងតែអានសភៅសុកសងមិត្តភ័ក្តិរបស់គាត់ក៏បានកោសទ្វារសួរថាគាត់នៅនឹងអត់ជីស៊ីគ្រាន់តែលើថាមិត្តភ័ក្តិគាត់មកគឺគាត់បន្លំធ្វើជាដេកអត់ចង់និយាយរយចឹងណាចឹងមិត្តភ័ក្តិរបស់គាត់នឹងក៏បានចូលមកតែម្ដងប៉ុន្តែជីស៊ីនឹងគឺគាត់ដេកហើយគឺគាត់អត់ឡើងនិយាយជាមួយទេមិត្តភ័ក្តិដែលគាត់មកនឹងគឺគាត់ចង់មកប្រាប់ថាគឺគាត់ចិត្តទៅក្រៅប្រទេសហើយគឺគាត់នឹងចង់មកនិយាយពាក្យលាមកកាន់ជីស៊ីរបស់យើងប៉ុន្តែជីស៊ីគាត់ក៏បង្ហាញអាការៈថាគឺគាត់អត់ចង់និយាយរទេអញ្ចឹងហើយមិត្តភ័ក្តិរបស់គាត់នឹងក៏បានទុកប្រដាប់ឆ្លោះមើលនឹងនៅលើតុឲ្យគាត់ហើយគាត់នឹងក៏ដើរចេញទៅហើយជីស៊ីយើងនឹងតតែគេទៅបាត់បន្ទើងើបឡើងមកមើលអាប្រដាប់ឆ្លោះមើលនឹងតាមពិតនឹងគឺគាត់មានភាពក្លាហាននៅក្នុងការប្រឈមមុខជាមួយនឹងមិត្តភ័ក្តិរបស់គាត់បកមកកាន់បច្ចុប្បន្នកាលវិញជីស៊ីបានបន្តនិយាយទៀតថាតាមពិតទៅខ្ញុំពិតជាចង់តាក់ទងទៅគាត់ខ្លាំងណាស់ប៉ុន្តែគាត់បានចាក់ចែងទៅហើយអញ្ចឹងវាមិនសំខាន់ទៀតនោះទេថាតើពួកយើងនៅតាក់ទងគ្នាទៀតឬអត់នេះគឺជាប្រហែលជាវិធីដែលខ្ញុំកិច្ចចេញពីបញ្ហាប៉ុន្តែបើគិតទៅវាពិតជាកំសាកខ្លាំងណាស់នៅពេលនោះឆេលលេបន្ទាប់ពីគាត់ស្ដាប់ហើយក៏បាននិយាយថាអញ្ចឹងមានន័យថាមិត្តភ័ក្តិដ៏ល្អបំផុតរបស់បងជាអ្នកនាំបងមកចូលក្នុងហ្គេមមួយនេះបើបែបនេះមែនគាត់មិននាំទុកដល់បងឯងទេអីបើសិនជាខ្ញុំណាប្រសិនបើខ្ញុំជួបបញ្ហាអីអញ្ចឹងគឺខ្ញុំមិននាំបងប្រុសរបស់ខ្ញុំមកចូលជាមួយនោះទេជីស៊ីក៏បានតបថាទោះបីជាបែបនេះមែនក៏ដោយប៉ុន្តែគាត់បាននឹកឃើញដល់ខ្ញុំនៅពេលដែលគាត់គ្មានក្តីសង្ឃឹមនៅក្នុងខ្លួនសូម្បីតែបន្តិចនោះពិតជាបង្ហាញថាគឺគាត់បានចាត់ទុកខ្ញុំគឺជាបងប្អូនដ៏ល្អម្នាក់បន្ទាប់ពីស្ដាប់ចប់ហើយណានស៊ូក៏បានសួរទៅកាន់ជីស៊ីថាអញ្ចឹងតើឯងយល់ព្រមនឹងសំណើរបស់គាត់ដើម្បីទៅទ្វារទី12ឬទេ